ជនទស្សយ៉ាងសាហាវបានបង្កាត់ជាពលឺធម្មពលហើយបន្ទាប់មកក៏ដាប់ដៃក៏ម៉ាត់ចូលគោលដៅពេញទំហឹងតែម្ដងស៊ូស៊ូកំពុងតែវឹកហាត់យ៉ាងខ្លាំងជាមួយដៃគូហើយមិត្តភ័ក្តិរបស់គេកំពុងតែត្អូញត្អែតែការរងមុននេះឈឺប៉ុណ្ណាការពិតស៊ូហុងទើបតែហាត់ដល់កម្រិតក្បាច់កដាប់ដៃពេជ្រដែលជាកម្រិតទី3នៃធម្មពលហុងដ៏ល្បីល្បាញមិត្តភ័ក្តិរបស់គេពិតជាភ្ញាក់អើនឹងសមត្ថភាពនេះណាស់តែកំឡោះយើងកំពុងរមាស់ដៃចង់វាយមួយជុំទៀតឈ្មោះអាឆ្កួតហ្វឹកហាត់ត្រូវគេហៅពេលមិត្តគេរត់ចេញពេលដែលចេញគ្រូលីបានរំលឹកគេថាគួរតែពាក់អាវផងទើបល្អគ្រូដដែលនោះបានសួរស៊ូស៊ូរឿងប្រឡងវិជាសាស្ត្រក្បាច់គុណដោយសួរថាហេតុអីប្រាក់ចុះឈ្មោះ 30,000 យ៉ាន់នៅតែមិនទាន់បង់ទៀតតួសម្ពជាពេលក៏ហោះហុងត្រូវបដិសេធដោយសារច្បាប់ធ្វើឲ្យគេត្រូវនៅឯកោក្នុងកន្លែងហាត់ប្រាណដ៏ធំដើម្បីគិតលុយដ៏ច្រើនសន្ធឹកនោះជារឿងតែមួយគត់ក្នុងហួរក្បាលរបស់គេពីនេះយើងដឹងថាឪពុកម្ដាយគេស្លាប់ក្នុងគ្រោះមហន្តរាយសត្វចម្លែកកាលពីប្រហែលឆ្នាំមុនបន្ទាប់មកពូនិងមីងក៏យកគេមកចិញ្ចឹមដើម្បីជួយសម្រេចក្តីស្រមៃក្នុងពិភពលោកនេះអ្នកក្បាច់គុណជាអ្នករកលុយបានច្រើនបំផុតគេខំហាត់ដើម្បីសងគុណពួកគាត់តែបែរជាមានអារម្មណ៍ថាខ្លួនឯងជាបន្ទុកទៅវិញផ្លូវដ៏ស្ងាត់ចង្ងុំខាងក្រៅផ្ទះដ៏តូចតាចក៏ហាក់ដូចជាធ្ងន់ធ្ងរដោយសម្ពាធនេះមកដល់ផ្ទះស៊ូហុងលួចឮពូនិងមីងនិយាយពីរឿងលុយពួកគាត់សុកចិត្តពន្យាការបង់ថ្លៃផ្ទះដើម្បីយកលុយនោះមកបង់ថ្លៃចុះឈ្មោះឲ្យគេការចងចាំដ៏ឈឺចាប់បង្ហាញពីពួកគាត់លះបង់គ្រប់យ៉ាងសម្រាប់គេហើយទម្ងន់នៃកំហុសនេះកំពុងតែកិនឈ្លីកំឡោះជើងយ៉ាងខ្លាំងគេតែក៏ភ្លៀងខ្លួនឯងឲ្យភ្ញាក់រួចដើរចូលទៅធ្វើដូចអត់មានរឿងអីហេខ្ញុំមកដល់ផ្ទះហើយគ្រូសាប្រាប់ឲ្យគេសម្រាប់ដោយបញ្ជាក់ថាពួកគាត់នឹងចាត់ចែងគ្រប់យ៉ាងប៉ុន្តែយប់នោះគេកំពុងនៅឯកាជាមួយនឹងការគិតរបស់គេសម្លឹងមើលដំបូលផ្ទះគេសម្រេចចិត្តថាលែងចង់ធ្វើជាបន្ទុកទៀតហើយគំនិតដ៏គ្រោះថ្នាក់មួយក៏ចាប់ផ្ដើមលេចឡើងមានតែកន្លែងមួយប៉ុណ្ណោះដែលអាចរកលុយនោះបានដែលនាំគេមកកន្លែងដ៏អាចកំបាំងមួយនេះនៅថ្ងៃបន្ទាប់ការភ្ញាក់ផ្អើលវាជាសង្វៀនបដាលលួចលាក់ជាសង្វៀនសិស្សក្បាច់គុណដែលជើងឯកយប់នេះជាបរិសាច់ដុំពាក់ម៉ាស់មីណូតក្បាលគោយ៉ាងកាចច្បាប់នៅទីនេះសាហាវណាស់ឈ្នះ4ដងជាប់គ្នាទៅបានប្រាក់ 60,000 យ៉ាន់ឬមិនបានអ្វីសោះហើយទស្សនិកជនគិតថាស៊ូហុងគ្រាន់តែជាមនុស្សស្លាប់បាត់ទៅហើយចំណែកអ្នកប្រកាសកំពុងបង្រៀនជើងឯករបស់នាងពីជំនាញតាក់ទងសង្គមខ្លះៗដំបូងនេះរបស់នាងគឺថាគ្រាន់តែធ្វើចល័តកោងកាយទៅវាមិនពិបាកទេដូច្នេះគេក៏ស្រែកថាខ្លួនឯងជាអ្នកខ្លាំងគ្មាននរណាអាចយកឈ្នះបានឡើយការឌឺដងនេះពិតជាបានផលល្អមែនអ្នកមើលកំពុងតែស្រែកឃ្លានការវាយតបហើយពេលគ្រប់គ្នាស្រែកចង់មើលការវាយគ្នាការប្រកួតក៏ចាប់ផ្ដើមស៊ូហុងប្រមូលអារម្មណ៍សម្រាប់ការប្រកួតដោយដឹងថាកណ្ដាប់ដៃពេជ្ររបស់គេជាផ្លូវចេញតែមួយគត់ដៃគូប្រកួតដំបូងគឺអាម៉ាស្វាដែលពូកែខាងឌឺដងការវិភាគមួយផ្លែតបង្ហាញថាចំហគេខ្សោយណាស់មួយនេះប្រកាសជាស្រួលស៊ីហ៎អាស្វានេះវាយមួយដៃយ៉ាងឆាញ់បោកដោយស្រែកដាស់គេដែលកំពុងផ្លិតដែលកំឡោះយើងរងបានដោយដៃមកខាងដូចគ្មានរឿងអីសោះបន្តមកក៏ចាប់មុខរបស់គេទៅកិច្ចទៅនឹងកម្រាលសង្វៀនយ៉ាងដំណាំតែម្ដងត្រឹមមកក្រាំងយ៉ាងសាហាវការប្រកួតទី1ក៏បញ្ចប់បាត់ទៅហើយឈប់ពីលើគូប្រកួតស៊ូហុងស្រែកហៅអ្នកបន្តទៀតភ្លាមនោះទស្សនិកជនដែលមើលងាយគេក៏ស្រែកហូយ៉ាងកក្រើកអ្នកតតួទី2ឡើងមកជាមនុស្សមាសធំដែលសន្យាថានឹងបញ្ចប់សំណាងរបស់គេលើកនេះស៊ូហុងពិតជារំភើបដែលបានលោតដំធម្មពលពិតប្រាកដរបស់គេម្ដងអាមួយថ្មីនេះស្ទុះចូលភ្លាមដោយកម្លាំងបាយនិងកំហឹងហើយកដាប់ដៃពួកគេប៉ះទៅកិច្ចគ្នាបង្កើតជារលកធម្មពលយ៉ាងធំស្រាប់ពេលគូប្រកួតកំពុងតែគាំងដោយកម្លាំងនោះស៊ូហុងក៏ដឹងថាខ្លួនឯងខ្លាំងជាងកណ្ដាប់ដៃរបស់គេវាទម្លុះការការពាររបស់អាមួយនោះចូលពេញទំហឹងពេលនោះគេក៏ឃើញចំណុចខ្សោយគឺការពារតែផ្នែកខាងលើទុកចំហផ្នែកខាងក្រោមវាជាចលនាប្រហោងដែលស៊ូហុងតត់ចូលឆ្អឹងចនីយ៉ាងសាហាវធ្វើឲ្យកំសត់នោះហោះខ្ទាតពេញសង្វៀនដូចជាគ្រាប់កំភ្លើងធំអញ្ចឹងគឺឈ្នះ2ដងហើយសូម្បីតែអ្នកប្រកាសក៏លងនឹងគេមិនតិចដែរពេលនេះគេឈរម្នាក់ឯងម្ដងទៀតដើម្បីរងចាំមើលអ្នកណាគេជាអ្នកបន្ទាប់នៅខាងលើភ្ញៀវ VIP ម្នាក់ពេញចិត្តនឹងសមត្ថភាពរបស់ស៊ូហុងខ្លាំងណាស់ហើយចាត់ទុកគេជាកូនអុកដ៏ល្អសម្រាប់ការប្រកួតបោកប្រាស់មួយដូច្នេះគេក៏បញ្ជូនកូនចៅពាក់ម៉ាស់ឲ្យមកតាក់ទងកំឡោះយើងនៅលើសង្វៀនឯនេះវិញស៊ូហុងមានអារម្មណ៍ថាសំណាងកំពុងហុចឲ្យហើយនៅខ្វះតែមួយប្រកួតទីប៉ុណ្ណោះគេនឹងឈ្នះបានលុយរង្វាន់នោះមិនខានប៉ុន្តែគូប្រកួតចុងក្រោយរបស់គេគឺកញ្ជ្រោងសគេជាមនុស្សដែលទស្សនិកជនសាយប្រាប់ថាជាអ្នកចម្បាំងពាក់កណ្ដាលដែលនេះគឺជាការលេងខូចហើយស៊ូហុងដឹងថានេះជារឿងអាក្រក់តែគេមានជំរឿសក្រៅតែវាយនោះទេចំណែកឯគូប្រកួតរបស់គេវិញមើលទៅដូចជាមានទំនុកចិត្តខ្លាំងណាស់ថែមទាំងប្រាប់ស៊ូហុងកុំឲ្យភ័យដោយសន្យាថានឹងវាយតិចទៀតផងពិតជាអស្ចារ្យមែនជាមួយនឹងសន្យានេះការប្រកួតចុងក្រោយក៏បានចាប់ផ្ដើមឡើងអ្នកប្រយុទ្ធទាំងពីរបានស្ទុះចូលវាយគ្នាហើយស៊ូហុងសម្រាប់ចិត្តប្រមូលកម្លាំងទាំងអស់វាយមួយកដាប់ដៃរំបងនេះកដាប់ដៃរបស់ពួកគេប៉ះទង្គិតគ្នាបង្កើតជារលកធម្មពលដ៏ធំប៉ុន្តែមានរឿងមិនស្រួលទេកម្លាំងពីកដាប់ដៃនោះគឺខ្លាំងពេកហើយអាមួយនេះមិនមែនត្រឹមកម្រិតពាក់កណ្ដាលទេគេគឺជាអ្នកចម្បាំងពិតប្រាកដដែលមកលាក់ខ្លួនលេងនៅទីនេះក៏ជ្រោកសប្រាប់គេឲ្យដកដង្ហើមធម្មតារួចក៏វាយចេញនៅកដាប់ដៃលឿនដូចភ្លេចបន្ទោចូលចាំទ្រូងរបស់ស៊ូហុងតែម្ដងកម្លាំងដ៏គួរឲ្យខ្លាចនេះកំពុងតែវាយកន្តិចកំឡោះរបស់យើងខ្ទេចអស់ហើយសំបីហ្វូងមនុស្សក៏ដឹងថាវាជាប់ដែរពេលឃើញកដាប់ដៃរន្ទះ3ដងនោះវាយហ្វុកគ្រាន់តែលេងសើចនឹងស៊ូហុងដែលចេះតែការពារហើយស៊ូហុងដឹងថាខ្លួនចាញ់ព្រៀបដាច់តែម្ដងបន្តទៀតលេងបានហើយគាត់កំពុងខំប្រឹងយ៉ាងខ្លាំងដើម្បីរកចន្លោះវាយបកវិញប៉ុន្តែកដាប់ដៃមួយបានវាយទម្លុះការការពាររបស់គាត់ត្រូវចំផ្ទៃមុខមួយទំហឹងលឺសូរយ៉ាងខ្លាំងកម្លាំងនេះធ្វើឲ្យកម្លោះរបស់យើងហោះពេញសង្វៀនដោយតុក្កតាក្រណាត់ហើយពេលគាត់ធ្លាក់ដល់កម្រាលស្មារតីក៏ចាប់ផ្ដើមវង្វេងវាយហ្វុកឈរពីលើយកជើងជន់ក្បាលគាត់ហើយដកហូតប្រាក់រង្វាន់យ៉ាងប្រងើយបន្ទាប់មកគេក៏ហៅឲ្យធ្វើការគឺវាយចាញ់យកលុយតែស៊ូហុងហៅសំណៅនេះថាថោកទាបបំផុតជនខើខូចនេះអោនមកគំរាមថាបើហ៊ានបដិសេធនឹងមានរឿងពិតជាហួសសម័យណាស់
ទោះបីដួលដេក៏ស៊ូហុងស្ទតទឹកមកថាពួកវាជាភាពអាម៉ាស់របស់អ្នកក្បាច់គុណដែលធ្វើឲ្យវាយហ្វុកក្តៅក្រហាយអញ្ចឹងចោចាំមិនត្រូវទេការនិយាយគ្នាចប់ហើយផែនការថ្មីគឺបំផ្លាញគាត់និងក្តីស្រមៃគាត់ជារៀងរហូតការគម្រាមនោះបានបញ្ជាក់អារម្មណ៍ស៊ូហុងឲ្យចង់ខ្លាចជាអ្នកតស៊ូដ៏អស្ចារ្យស្រាប់តែគាត់គិតផុតពីការជន់បញ្ជាប់ធ្វើឲ្យវាយហ្វុកភាំងស្មារតីមិនដឹងយ៉ាងម៉េចគាត់ក្រោកឈរវិញជាមួយនឹងពន្លឺឆន្ទៈដ៏មុតមមបំផុតគូប្រកួតរបស់គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមានមនុស្សអាចក្រោកឈរក្រោយត្រូវកដាប់ដៃរន្ទះនេះខួរក្បាលស៊ូហុងនឹកឃើញដល់គ្រួសារការលះបង់និងការសន្យាសងគុណវិញគាត់ឃើញអនាគតកំពុងខ្ទេចខ្ទីហើយគាត់មិនព្រមទទួលយកការពិតនេះដាច់ខាតភ្លាមនោះអេក្រង់ពណ៌ខៀវអាចកំបាំងមួយលេខឡើងចំពោះមុខសួរថាតើគាត់សុខចិត្តលះបង់អ្វីខ្លះដោយគ្មានអ្វីត្រូវបាត់បង់ទៀតទេស៊ូហុងផ្សាយថាគាត់នឹងលះបង់គ្រប់យ៉ាងប្រព័ន្ធអាចកំបាំងក៏យល់ព្រមតាមការស្នើសុំដ៏សាមញ្ញរបស់គាត់នេះស្រាប់តែគាត់ត្រូវបានទាញចូលទៅក្នុងវិមាន Digital ឈរតែឯងក្នុងសាលដ៏ធំមួយជាមួយស្រមោលដ៏គួរឲ្យខ្លាចមួយនៅពីមុខគាត់មានអ្វីមួយយ៉ាងដោយព្រះពណ៌មាសចុះពីលើផ្ដល់ឱកាសឲ្យគាត់មុនពេលរលាយបាត់ខ្លាយជាពន្លឺភ្លឺចាំងចាំងធម្មពលពណ៌មាសនេះរំពាត់ស៊ូហុងដូចជាការដំឡើងប្រព័ន្ធមួយអញ្ចឹងបន្ទាប់មកក៏ខ្លាយជាផ្ទាំងពណ៌មាសហណ្ដែតនៅចំមុខគាត់តែម្ដងវាគឺជាតារាងស្ថិតិ RPG ពេញលេញមួយដែលមានបង្ហាញជំនាញនិងសញ្ញាបេសកកម្មរបស់គាត់ហើយកំណត់ដំបងរបស់កំឡោះយើងគឺច្បាស់ជាចង់ចុចលេងរបស់ថ្មីនេះហើយពេលចុចលើបេសកកម្មវាបង្ហាញគោលដៅគឺត្រូវវាយយកឈ្នះវាយហ្វុកដោយគ្មានរង្វាន់សោះខណៈកំពុងគិតពីការណែនាំដំបងនេះស្រាប់តែមានខ្លួនដកដូចបេះបិទរបស់គាត់លេចឡើងខ្លួនថ្មីនេះមិនខាត់ពេលណែនាំខ្លួនទេវាវាយចូលចំកតែម្ដងដោយបង្ខំឲ្យស៊ូហុងគិចពីកដាប់ដៃរបស់ខ្លួនឯងគាត់ដឹងភ្លាមថាខ្លងនេះកំពុងប្រើកដាប់ដៃពេជ្រយ៉ាងល្អឥតខ្ចោះដែលនេះជាឱកាសដ៏ល្អបំផុតក្នុងការរៀនពីខ្លួនឯងដែលប្រកែកជាងមុនកដាប់ដៃពួកគេប៉ះទង្គិចគ្នាបង្កើតជាសម្លេងថាមពលយ៉ាងខ្លាំងហើយស៊ូហុងសង្ស័យថានេះគ្រាន់តែជាការបង្ហាញទម្រង់ក្បាច់គុណដ៏ហឹង្សាមួយប៉ុណ្ណោះកដាប់ដៃរបស់ខ្លួននេះវាយចំពោះគាត់ពេញទំហំធ្វើឲ្យគាត់ដើរត្រេកត្រោថយក្រោយហើយទទួលមេរៀនពីខ្លួនឯងស៊ូហុងពិនិត្យមើលស្ថិតិគាត់ឃើញថាជំនាញកដាប់ដៃពេជ្របានកើនឡើងខ្លាំងហើយគាត់ដឹងថាវិមាននេះជាកន្លែងកូដស៊ីឈីតក្បាច់គុណពិតប្រាកដអញ្ចឹងការវឹកហាត់ដ៏ស្វិតស្វាញបំផុតក្នុងជីវិតប្រឆាំងនឹងខ្លួនឯងក៏ចាប់ផ្ដើមជំនាញរបស់គាត់ឡើងកម្រិតយ៉ាងលឿនរាប់ពេលវាយបកនិយាយរួមគាត់កំពុងសន្សំបទពិសោធន៍ជាមួយគូហ្វឹកហាត់ដ៏ល្អឥតខ្ចោះដំបូងបាតដៃពន្លឺអណ្ដែតឡើងដល់កម្រិតខ្ពស់បំផុតហើយវិវត្តបន្ទាប់មកក្បាច់ជើងជំហានទទេរបស់គាត់ក៏កើនឡើងតាមនោះដែរហើយជាមួយនឹងកដាប់ដៃចុងក្រោយកដាប់ដៃពេជ្រគាត់ក៏ទម្លុះដែនកំណត់ខ្លងរបស់គាត់បែកតិចជាបំណែកជាច្រើនធ្វើឲ្យស៊ូហុងអស់កម្លាំងយ៉ាងខ្លាំងប៉ុន្តែប្រព័ន្ធបានអបអរសាទរគេដែលបានបញ្ចប់ការណែនាំដល់ពេលត្រឡប់ទៅវិញហើយត្រឡប់មកសង្វៀនវិញពេលនេះគាត់ពាក់ម៉ាស់បិសាទហើយយកព្រមប្រកួតដែលធ្វើឲ្យវាយហ្វុកខឹងយ៉ាងខ្លាំងហើយស្ទុះចូលទៅសម្លាប់ដោយបញ្ចេញកដាប់ដៃរន្ទះដដែលដែលស្ទើរតែសម្លាប់គាត់ពីមុននោះប៉ុន្តែលើកនេះស៊ូហុងគ្រាន់តែឈានជើងកិច្ចយ៉ាងងាយស្រួលហើយថាគេយឺតណាស់កដាប់ដៃរបស់គាត់ភ្លឺឆាំងចាំងដោយធម្មពលខណៈគាត់រៀបចំការវាយបកដ៏សាហាវមួយកដាប់ដៃនេះវាយចំយ៉ាងខ្លាំងធ្វើឲ្យម៉ាស់របស់វាយហ្វុកបែកខ្ទេចតែម្ដងនៅក្រោមម៉ាស់ដែលបែកបាក់កំឡោះយើងមើលទៅដូចជាមនុស្សថ្មីស្រឡាញ់ហើយហ្វុងមនុស្សទាំងមូលក៏ចាប់ផ្ដើមស្រែកហូក៏ក្រោកពេលឃើញការវាយបកនេះពេលនេះស៊ូហុងឈរពីលើរាងកាយសន្លប់ឆឹងរបស់គូប្រកួតហើយងាកទៅសួរអ្នកប្រកាសដោយស្ងប់ស្ងាត់ដើម្បីទារយកប្រាក់រង្វាន់ចំណែកឯភ្ញៀវកិត្តិយសវិញមានការភ្ញាក់ផ្អើលនឹងក្បាច់កណ្ដាប់ដៃពេជ្ររបស់ស៊ូហុងយ៉ាងខ្លាំងគាត់ក៏បញ្ជាឲ្យកូនចៅតាមដាននិងស៊ើបអត្តសញ្ញាណគាត់ភ្លាមតែម្ដងស៊ូហុងគ្រាន់តែដើរទៅផ្ទះដោយមិនបានដឹងពីអ្នកតាមគាត់ឡើយប៉ុន្តែគាត់ដឹងថាមានគេកំពុងតាមដានអ្នកតាមដានទៅនោះបត់តាមកែងផ្លូវស្រាប់តែឃើញផ្លូវទទេស្អាតឯពីរអ្នកនេះកំពុងតែភ័យស្លន់ស្លោដែលបាត់គោលដៅរបស់ខ្លួនក៏ប៉ុន្តែគាត់លេងក្បាច់ Spider-Man ដោយតោងជញ្ជាំងលំហែកាយនៅពីលើក្បាលពួកវាសោះក្រោយពីផ្ដាច់ដានពួកវាគាត់ក៏មកដល់ផ្ទះវិញហើយប្រតិកម្មដំបូងរបស់គ្រូសាពេលឃើញលុយគឺសួរថាតើឯងបានប្លន់ធនាគារឬគាត់ប្រឌិតរឿងដ៏គួរឲ្យជឿមួយពីការឧបត្ថម្ភរបស់ជូជូដោយព្យាយាមបញ្ចុះបញ្ចូលពួកគេពីសំណាងថ្មីរបស់គាត់ជាមួយនឹងការអង្វរយ៉ាងស្មោះស្ម័គ្រហើយវាពិតជាបានផលពួកគាត់មានមោទនភាពណាស់ដែលទីបំផុតកូនប្រុសគាត់អាចក្លាយជាមនុស្សពូកែម្នាក់បានយប់នោះស៊ូហុងបានឡើងទៅលើដំបូលផ្ទះដើម្បីសម្រាកគេមានអារម្មណ៍ធូរស្រាលណាស់ដែលទីបំផុតអាចរ៉ាប់រងចំណាយគ្រួសារបានគេបើកមើលផ្ទាំងសទ្ធិហើយអរគុណប្រព័ន្ធសម្រាប់កូដកែប្រែជីវិតនេះដែលបានបង្ហាញថាគេទទួលបានពិន្ទុពិសេសពីការវាយតប់មុននេះជាការពិតណាស់គេចង់ចែកពិន្ទុទាំងនោះភ្លាមតែម្ដងហើយការបញ្ចូលវាទៅក្នុងស្ថិតិធម្មពលឈាមធ្វើឲ្យគេទទួលបានកម្លាំងដ៏ខ្លាំងក្លាជារលកធម្មពលដ៏ខ្លាំងដែលបង្កើតជាពន្លឺភ្លើងជុំវិញខ្លួនគេត្រឹមមួយផ្លែគេបានឡើងកម្រិតដល់អ្នកចម្បាំងបំរុងដូចអាម្នាក់ដែលគេទើបតែវាយផ្ដួលអញ្ចឹងដោយមានពិន្ទុថ្មីនេះស៊ូហុងបានបញ្ចូលវាទៅក្នុងធម្មពលឈាមភ្លាមមួយរំពេចហើយលទ្ធផលគឺឃើញភ្លាមគេជាសះស្បើយសាច់ដុំហាប់ណែនហើយត្រូវការសាក់លបងធម្មពលថ្មីនេះដូច្នេះគេក៏បានលោតហក់ពីលើដំបូលផ្ទះកាត់ទីក្រុងនៅកណ្ដាលអាត្រៀតដោយសម្រេចចិត្តថាទីលានគុនសាលាគឺជាកន្លែងសាក់លបងដ៏ល្អឥតឆោះគេចុះមកដល់កីឡាដ្ឋានដ៏ធំទទេស្អាតក្រោមពន្លឺព្រះច័ន្ទរួចដើរទៅកាន់ម៉ាស៊ីនវាស់ធម្មពលប្រយុទ្ធដ៏ទំនើបនោះសម្រាប់ការសាក់លបងលើកដំបូងគេសម្រេចចិត្តប្រាក់កម្លាំងត្រឹម 70% ប៉ុណ្ណោះដោយភ្នែកក្រហមបញ្ចេញពន្លឺគេបានដាល់កណ្ដាប់ដៃហើយបំផ្លាញម៉ាស៊ីននោះខ្ទេចគ្មានសល់ត្រឹមមួយប៉ព្រិចភ្នែកទឹកមុខគេប្រែស្លេកភ្លាមពេលដឹងថាខ្លួនទៅតែវាយបំបែកទ្រព្យសម្បត្តិដ៏សែនថ្លៃរបស់សាលាពេលលេគេស្រែកសួរពីសម្លេងនោះស៊ូហុងគិតយ៉ាងលឿនហើយក៏បោកបាត់ស្មោតែម្ដងឃើញគំនោបាក់បែកអ្នកយាមចាស់ខឹងខ្លាំងហើយទម្លាក់កំហុសលើក្មេងទំនើងពីរនាក់គាត់ខឹងឆេះដុំស្បាត់ឲ្យពួកវាសងវិញថ្ងៃបន្ទាប់សិស្សទាំងអស់ត្រូវបានប្រមូលផ្ដុំគ្នានៅកន្លែងហាត់កីឡាក្នុងចំណោមនោះក្មេងទំនើងម្នាក់ឈ្មោះឈិនសានមើលទៅហាក់ត្រូវគេវាយយ៉ាងដំណំហើយពេលចៅចាមអារាមគឺគេត្រូវបានពិន័យព្រោះវាយបំបែកម៉ាស៊ីនដោយទទួលកំហុសជំនួសស៊ូហុងទៅវិញពេលនោះនាយកសាលាបានណែនាំភ្ញៀវពិសេសជាអ្នកចម្បាំងកម្រិត3ដើម្បីបង្រៀនក្បាច់គុណហ្វូមគួរលាន់ធ្វើឲ្យសិស្សភ្ញាក់ផ្អើលព្រោះការហ្វឹកហាត់នេះគឺសែនថ្លៃណាស់
ប៉ុន្តែស៊ូហុងគ្រាន់តែចងចាំឈ្មោះនេះបាន វាជាក្បាច់តែមួយដែលកជ្រុងសធ្លាប់ប្រើវាយកំទេចគេ ស៊ូហុងដឹងថានេះជាឱកាសមាសដើម្បីរៀនជំនាញដ៏ថ្លៃនេះដោយមិនអស់លុយគ្រូបង្ហាត់រូបនេះចូលដល់សាច់រឿងភ្លាមគ្មាននិយាយច្រើនគាត់បង្ហាញក្បាច់ហ្វូមកលាន់ជាមួយការទះដៃដ៏ខ្លាំងគាត់បញ្យល់ថាកម្រិតខ្ពស់អាចបន្លឺសំឡេងទះដៃ3ទៅ5ដងចំណែកគាត់អាចធ្វើបាន7ដងដែលជាកម្រិតគួរឲ្យមោទនភាពខ្លាំងណាស់បន្ទាប់មកគាត់ប្រាប់សិស្សឲ្យរំពឹងត្រឹមកម្រិតដំបូងបានហើយកុំសង្ឃឹមខ្ពស់ពេកដូច្នេះសិស្សទាំងអស់ចាប់ផ្ដើមព្យាយាមហាត់តាមយ៉ាងរញ៉េរញ៉ៃប៉ុន្តែប្រហែលម៉ោងក្រោយមកគ្រប់គ្នាហត់អស់កម្លាំងនិងទាល់តម្រេះតែម្ដងសមណៈកំពុង stress យ៉ាងខ្លាំងដោយសារតែវាពិបាកពេកហើយពេលមិត្តភក្តិងាកទៅសុំជំនួយពីស៊ូហុងកំឡោះនេះបានបាត់ខ្លួនសម្បោទៅហើយស្រាប់តែខិនសានជាមនុស្សពូកែប្រចាំសាលាអាចឈានដល់កម្រិតដំបូងបានធ្វើឲ្យនាយកសាលាកោតសរសើរតែគ្រូបង្ហាត់ចំអកថាគេគ្រាន់តែជាកម្រិតធម្មតាប៉ុណ្ណោះពួកគេទាំងពីរក៏ចេញទៅក្រៅជជែកគ្នាពីទេពកោសល្យសិស្សដ៏ខកចិត្តនេះដោយគ្រូបង្ហាត់គិតថាសិស្សទាំងនេះធ្វើឲ្យគាត់ខាតពេលទេពួកគេយល់ថាទេពកោសល្យជាធំការប្រឹងប្រែងសម្រាប់តែមនុស្សល្ងងស្រាប់តែរលកធម្មពលដ៏ធំបានបញ្ឈប់ជំហានពួកគេភ្លាមតែម្ដងមានសិស្សម្នាក់បញ្ចេញក្បាច់ទះដៃគោលលាន់7ដងដែលមិនគួរអាចទៅរួចនោះគឺស៊ូហុងដែលអាចឈានដល់កម្រិតគ្រូបង្ហាត់ត្រឹមពេលប៉ុន្មានម៉ោងប៉ុណ្ណោះចាំសិនមិនមែនទេគ្រូបង្ហាត់ឮសំឡេងទះដៃ9ដងហើយយាយុសាលាចាប់ផ្ដើមញ័រខ្លួនដែលធ្វើឲ្យភ្ញៀវកិត្តិយសភ្ញាក់ផ្អើលនឹងកំពូលបិសាចដែលទើបរកឃើញគាត់ដាប់ដៃគ្រូបង្ហាត់បញ្ចេញសំឡេងធម្មពលថ្មីមួយដោយបានបញ្ចេញក្បាច់ផ្គូលលាន់របស់គាត់ត្រឹមមួយផ្លែតការពិតទៅសមត្ថភាពដ៏អស្ចារ្យរបស់ស៊ូហុងជួយឲ្យគាត់ត្រាស់ដឹងមួយរំពេចឡើងខ្វល់ពីកិត្តិយសអ្នកទាំងពីររត់សម្ដៅទៅរកយុវជនអាចកំបាំងតែពេលដល់ស្រាប់តែគេបានបាត់ស្រមូលឈឹងចំណែកស៊ូហុងកំពុងដើរទៅផ្ទះយ៉ាងរំភើយទាំងរៀងហត់ព្រោះជំនាញចំណាត់ថ្នាក់ស៊ីថ្មីគេបើកផ្ទះស្ថិតិហើយកំពុងគិតរកវិធីសន្សំបន្ទូបន្ថែមសម្រាប់ឡើងកម្រិតបន្តទៀតផែនការសំខាន់គឺទៅកន្លែងធ្វើការក្រៅម៉ោងនៅក្លឹបគុនផ្គរលាន់ជាកន្លែងមានសិស្សកំពុងវឹកហាត់លំពេងយ៉ាងកកកមិត្តភក្តិម្នាក់បានស្វាគមន៍ដោយភ្ញាក់ផ្អើលដែលគេមកហាត់នៅថ្ងៃឈប់សម្រាកបែបនេះខណៈនៅម្ខាងទីមានអ្នកស្ទាវសក់ស្វាយម្នាក់កំពុងជន់មុខគេយ៉ាងដំណំគេកំពុងសាច់ថាវាជាកំហុសសិស្សដែលល្ងងមិនអាចរៀនយកក្បាច់ពីគ្រូប្រចាំឆ្នាំម្នាក់នេះបានមិត្តរបស់ស៊ូហុងប្រាប់ថាអាថ្មីនេះជាសិស្សសំណប់គ្រូបង្ហាត់ចូលចិត្តវាយរឹកឬថាអាលីយ៉ានេះពិតជាជនពាលតែងតែរករឿងសិស្សដទៃមែនភ្លាមនោះលីយ៉ានបានដល់សិស្សម្នាក់ទៀតព្រមទាំងចំអកឲ្យភាពខ្សោយនោះតែកណ្ដាប់ដៃនោះត្រូវស៊ូហុងខាត់ជាប់រួយប្រាប់ថាគួរហាត់រំលំមទៅបានហើយដោយសារបាក់មុខខ្លាំងពេកលីយ៉ែនក៏បបួលវាយគ្នាមែនតែនហើយស៊ូហុងគ្រាន់តែយល់ព្រមលេងតាមគេប៉ុណ្ណោះភ្លាមនោះគ្រូធំក៏ដើរចូលមកទាំងខឹងហើយសួរថាមានរឿងអ្វីបានជាលោឡាខ្លាំងម្ល៉េះអាក្មេងសស្វ័យនោះក៏ដកខ្លួនហើយប្រាប់ស៊ូហុងថាឯងសំណាងណាស់នេះជាលេសពួកកំសាកសុទ្ធសាធស៊ូហុងកំពុងតែស្រឡឹងមើលគ្រូថ្មីនេះហើយគេមិនចាប់អារម្មណ៍តតែសោះគ្រូធំនេះប្រកាសថានឹងបង្រៀនលំពេងតែម្ដងគត់ហាមសួរហាមឲ្យធ្វើឡើងវិញគាត់បង្ហាញបច្ចេកទេស Rexy Spear តាមរយៈក្បាច់ដ៏អស្ចារ្យមួយដោយលួចមើលងាយក្នុងចិត្តថាពួកក្មេងល្ងងទាំងនេះគ្មានថ្ងៃធ្វើតាមបានទេប៉ុន្តែស៊ូហុងគ្រាន់តែចាប់យកលំពេងប្រព័ន្ធរបស់គេក៏ចាប់ដើមទាញយកជំនាញនោះភ្លាមសកម្មភាពទាំងមូលនេះលោតចូលក្នុងភ្នែករបស់គេយ៉ាងច្បាស់ដូចចាក់បញ្ចាំងឡើងវិញបន្ទាប់មកគ្រូនោះក៏ដើរចេញទៅជាមួយសិស្សរបស់គាត់ទុកឲ្យអ្នកផ្សេងទៀតខំប្រឹងបន្តសិស្សផ្សេងទៀតពិតជាខឹងខ្លាំងណាស់ដោយថាវាជាការបោកប្រាស់ទាំងស្រុងខណៈប្រព័ន្ធកំពុងបំបីបច្ចេកទេសទាំងអស់ឲ្យតួឯងរបស់យើងដូចជាការប្រើកូដបន្លំគេតម្រឹមការកាន់របស់គេថាមពលពណ៌ខៀវបានហូរកាត់ដៃគេរួចជាស្រេចហើយក៏បញ្ចេញក្បាច់ដែលទើបតែឃើញនោះបានយ៉ាងល្អឥតខ្ចោះអ្នកផ្សេងទៀតសម្លឹងមើលឲ្យឆ្ងល់តែតើមកពីពួកគេអន់មែនទេពិតណាស់គឺពួកឯងនឹងហើយភាពបវរនេះធ្វើឲ្យលីយ៉ានដើរត្រឡប់មកវិញទាមទារចង់ជួបទេពកោសល្យម្នាក់នេះហើយគេក៏ឃើញស៊ូហុងឈរនៅទីនោះកាន់លំពេញក្នុងដៃមើលទៅសមឥតទាស់តែម្ដងឥឡូវនេះអាគ្មាននោះចាប់អារម្មណ៍ដោយសម្រាប់ចិត្តចូលទៅសាកជំនាញនេះតខ្លួនឯងគេផ្ដល់ការណែនាំឲ្យស៊ូហុងដែលនេះជាពាក្យពួកជើងកាងចង់រស់រឿងវាយគ្នាហើយស៊ូហុងក៏យល់ព្រមយ៉ាងស្ងប់ស្ងាត់ដោយរៀបចំទីកន្លែងសម្រាប់ការប្រកួតមិត្តរបស់គេព្យាយាមព្រមានអំពីកម្លាំងរបស់លីយ៉ានប៉ុន្តែស៊ូហុងមិនខ្វល់តតែសោះគេសុំការណែនាំយ៉ាងគួរសមស្របពេលដែលលោតទៅមុខបាត់ទៅហើយដែលធ្វើឲ្យលីយ៉ាងខឹងយ៉ាងខ្លាំងក៏បញ្ចេញការវាយប្រហារលំពេងរបស់ខ្លួនដើម្បីបង្រៀនមេរៀនដល់គេស៊ូហុងមកចូលធម្មពលទៅក្នុងលំពេងយ៉ាងស្ងប់ស្ងាត់ដោយបញ្ចេញបច្ចេកទេស Rexy Spear យ៉ាងល្អឥតខ្ចោះដែលស្ថិតនៅកម្រិតស្ទាត់ជំនាញបាត់ទៅហើយខួរក្បាលរបស់លីយ៉ាងពិតជាកាំងស្គោពេលបានឃើញជំនាញដ៏មិនគួរឲ្យជឿមួយនេះនៅពេលដែលការវាយប្រហាររបស់ស៊ូហុងហក់តម្រង់មករកគេជាមួយនឹងធម្មពលយ៉ាងធំធេងលំពេងរបស់ពួកគេប៉ះទង្គិចគ្នាបង្កើតបានជាពន្លឺនិងធម្មពលយ៉ាងខ្លាំងហើយអាក្មេងសក់ស្វាយនោះចាប់ដើមចាញ់បាត់ទៅហើយដោយឆ្ងល់ថាហេតុអីបានជាមនុស្សធម្មតាម្នាក់ខ្លាំងលឿនម្ល៉េះភ្នែករបស់ក្មេងប្រុសយន្តកំពុងតែភ្លឺចេញចាំងពេញលេញក្នុងពេលបង្កើនធម្មពលនេះហើយដោយសារការរុញច្រានចុងក្រោយលីយ៉ែនត្រូវបានវាយខ្ទាតចេញទៅម្ខាងទៀតនៃបន្ទប់ប្រព័ន្ធនេះក៏ផ្ដល់រង្វាន់ជាបន្ទុកដល់គេភ្លាមៗហើយស៊ូហុងដឹងថាគេបានរកឃើញវិធីថ្មីដើម្បីឡើងកម្រិតហើយចំណែកលីយ៉ែនកំពុងដេកនៅលើកម្រាលប្រឈមមុខនឹងវិបត្តិផ្លូវចិត្តយ៉ាងខ្លាំងអំនួតរបស់គេត្រូវបានបំផ្លាញខ្ទេចខ្ទីការវឹកហាត់ជាច្រើនឆ្នាំរបស់គេហាក់ដូចជារឿងកំ pl ែងសុទ្ធសាធពេលនេះដូច្នេះជាការធម្មតាទេដែលគេខឹងច្រឡោតហើយព្យាយាមដាល់ចំមុខរបស់ស៊ូហុងគ្រាន់តែចាប់កណ្ដាប់ដៃនោះដោយទឹកមុខធុញទ្រាន់យ៉ាងខ្លាំងស្របពេលដែលគ្រូធំដើរចូលមកឃើញសិស្សឆ្នាំរបស់ខ្លួនធ្វើចរិតដូចជាកូនក្មេងគ្រូនេះក៏តេះគេមកកំភ្លៀងឲ្យភ្ញាក់ខ្លួនហើយស្ដីឲ្យថាជាមនុស្សចាញ់មិនទទួលស្គាល់ការពិតលីយ៉ានគ្រាន់តែឈរទីនោះទាំងអាម៉ាស់មុខជាទីបំផុតនៅមុខគេឯងអ្នកខ្លួនចិត្តគ្រូម្នាក់នេះកំពុងស្លុតស្មារតីដោយដឹងថាស៊ូហុងគឺជាទេពកោសល្យកម្រិតបេសាពិតដូច្នេះគាត់ក៏ធ្វើមុខឲ្យស្លូតបំផុតហើយសុំទោសចំពោះអកប្បកិរិយារបស់សិស្សគាត់ស៊ូហុងគ្រាន់តែឈរទីនោះហើយគាត់ថាចរិតតានេះពិតជាផ្លាស់ប្ដូរលឿនដោយកលាប់ចាក់មែនហើយនៅយប់នោះគេត្រឡប់ទៅផ្ទះវិញទាំងហត់នឿយតែពេញចិត្តនឹងលទ្ធផលការងាររបស់គេស៊ូហុងពិនិត្យមើលស្ថិតិរបស់គេដោយរីករាយជាមួយជំនាញថ្មីនិងពិន្ទុដែលទើបតែទទួលបានយ៉ាងច្រើនសន្ធឹកសន្ធាប់
ប៉ុន្តែពេលត្រឡប់ទៅសាលាវិញគេដឹងថាការប្រឡងខាងមុខត្រូវការអាវុធល្អមួយដោយសារតែគេប្រកែកខាងលំពេងស្រាប់គេក៏សម្រេចចិត្តជ្រើសរើសយកវាតែម្ដងគ្រាន់តែថាលំពេងល្អមួយមានតម្លៃថ្លៃកប់ពពកដែលគេត្រូវការលុយសម្រាប់ថ្លៃព្យាបាលមីងរបស់គេរឿងកំសត់ដដែលពេលនេះតួឯករបស់យើងគឺអស់លុយរលីងពីខ្លួនហើយកំពុងត្រូវការវិធីរកលុយជាបន្ទាន់ស្រាប់តែសេចក្តីជូនដំណឹងអំពីការបរបាញ់សត្វចម្លែកដើម្បីរង្វាន់ធំក៏តាក់ទាញភ្នែករបស់គេហើយខួរក្បាលចាប់ផ្ដើមដំណើរការភ្លាមនេះជាឱកាសរបស់គេហើយទន្ទឹមនឹងនោះនៅផ្ទះមីរបស់គេកំពុងមើលខែរបួសរបស់ពូហើយអ្នកទាំងពីរមានអារម្មណ៍ខុសឆ្គងចំពោះបន្ទុកដែលធ្លាក់ទៅលើស៊ូហុងដែលដើរចូលមកចំពេលល្មមហើយស្វាគមន៍គ្រួសារដ៏កំសត់របស់គេ គេព្យាយាមជួយមីងរបស់គេប៉ុន្តែគាត់គ្រាន់តែដេញគេចេញហើយប្រាប់ឲ្យទៅសម្រាកដូច្នេះស៊ូហុងក៏ប្រាប់ពូរបស់គេឲ្យឈប់ធ្វើការទៀតទៅដោយសន្យាថាគេអាចចិញ្ចឹមគ្រួសារបានហើយពេលនេះប៉ុន្តែពូគ្រាន់តែលើកមេដៃឡើងយ៉ាងកំសត់ដោយកុហកទាំងស្រុងថាគាត់មិនសូវហត់នោះទេមីរបស់គេពន្យល់ថាពួកគាត់កំពុងសន្សំប្រាក់គ្រប់សេនសម្រាប់ការវឹកហាត់នៅថ្ងៃមុខរបស់គេហើយស៊ូហុងដឹងច្បាស់ថាពួកគាត់មិនឈប់ទេទាល់តែគេអាចផ្ដល់សុវត្ថិភាពហិរញ្ញវត្ថុពិតប្រាកដដល់គ្រួសារនេះកាន់តែពង្រឹងការតាំងចិត្តរបស់គេត្រូវតែយករង្វាន់បបបាញ់សត្វចម្លែកនោះឲ្យបានដូច្នេះដើម្បីត្រៀមខ្លួនគេភ្លាមបានបញ្ចូលបន្ទុកថ្មីរបស់គេទាំងអស់ទៅក្នុងធម្មពលឈាមធម្មពលគេកើនឡើងខ្លាំងធ្វើឲ្យគេសល់តែមួយជំហានទៀតប៉ុណ្ណោះដើម្បីក្លាយជាអ្នកចម្បាំងពេញសិទ្ធក្រោយពីវឹកហាត់យ៉ាងខ្លាំងអស់2ថ្ងៃគេបានស្ទាត់ជំនាញទាំងអស់យ៉ាងឥតខ្ចោះហើយក៏អស់កម្លាំងពីខ្លួនរលីងតែម្ដងពេលការរៀបចំទាំងអស់ត្រូវបានបញ្ចប់នេះជាពេលវេលាដែលត្រូវចាក់ចេញពីទីក្រុងហើយដូច្នេះគេក៏ធ្វើដំណើរទៅកាន់មូលដ្ឋានអ្នកចម្បាំង Star City ដ៏ធំសម្បើមដើម្បីចាប់ផ្ដើមបេសកកម្មនេះទីបំផុតស៊ូហុងបានមកដល់មូលដ្ឋានអ្នកចម្បាំងដ៏ធំត្រៀមចាប់ផ្ដើមការងារហើយកន្លែងនេះពេញទៅដោយអ្នកចម្បាំងជើងចាស់ដ៏សាហាវដែលប្រៀបដូចជាពិភពថ្មីស្រឡាងមួយអញ្ចឹងគេពិនិត្យមើលបញ្ជីរង្វាន់ភ្លាមដោយសម្លឹងមើលលុយរង្វាន់សម្រាប់ការបរបាញ់សត្វចម្លែកប៉ុន្តែផុសតាំងនៃការសម្លាប់គឺជាត្រចៀកឆ្វេងដែលគេកាត់ចេញដែលវាពិតជាលយណាស់ព្រានប្រៃម្នាក់ទៀតកំពុងឈរនៅបញ្ជោដើម្បីបដូរយកលុយជាមួយនឹងត្រចៀកមួយថងធំស្រាប់តែមានក្រុមក្មេងទំនើងចាប់ផ្ដើមរុញច្រានហ្វូងមនុស្សដើម្បីបើកផ្លូវឲ្យខូនអ្នកមានម្នាក់ដែលគេហៅថាម្ចាស់ក្មេងយីស៊ូហុងស្គាល់ទឹកមុខនេះច្បាស់ណាស់អាមួយនេះមានចរិតដូចទៅនឹងកញ្ជ្រោងសមកពីសង្វៀនប្រគួតអញ្ចឹងបន្ទាប់មកគាត់លួចឮគេនិយាយថាអានឹងទើបតែត្រូវគេវាយបែកមុខកាលពីប្រហែលថ្ងៃមុនដែលវាពិតជាអស្ចារ្យណាស់កំឡោះយើងគ្រាន់តែឈរមើលក្រុមនោះដើរកាត់ដោយមិនចាប់អារម្មណ៍នឹងការសម្ដែងនោះទាល់តែសោះម្ចាស់ក្មេងនេះញញឹមចំមាត់ដាក់គាត់ដើម្បីបង្ហាញអំណាចហើយស៊ូហុងគ្រាន់តែសម្លឹងមើលទៅវិញដោយគ្មានចំណាប់អារម្មណ៍សូម្បីតែបន្តិចរឿងរ៉ាវទាំងអស់នេះជាការក្រោយរំលឹកដ៏ល្អមួយថាសត្វចម្លែកមិនមែនជាគ្រោះថ្នាក់តែមួយគត់នៅទីនេះនោះទេនៅឯច្រកទ្វារធំឆ្មាំម្នាក់បានខាត់គាត់ដោយមានការភ្ញាក់ផ្អើលដែលគាត់ចេញទៅតំបន់ព្រៃផ្សៃតែម្នាក់ឯងរួចក៏ដកដង្ហើមធំចាត់ទុកគាត់ថាជាក្មេងល្ងងម្នាក់ទៀតដែលរៀបនឹងខ្លាចជាចំណីរបស់សត្វទៅហើយជាមួយនឹងការជឿជាក់នោះស៊ូហុងបានដើរចេញពីទីក្រុងចូលទៅក្នុងព្រៃគាត់បានតាំងចិត្តរួចរាល់ហើយថាគាត់នឹងមិនត្រឡប់មកវិញទេប្រសិនបើនឹងបានរបស់មានតម្លៃច្រើនសន្ធឹកសន្ធាប់នោះ2ម៉ោងក្រោយមកគាត់នៅតែដើរវង្វេងក្នុងព្រៃដដែលប៉ុន្តែរកមិនឃើញសត្វចម្លែកសូម្បីមួយក្បាលហើយក៏ឆ្ងល់ថាតើកន្លែងស្រួលត្រូវគេបោសសម្អាតអស់ហើយឬដោយសម្រេចចិត្តបន្ថយគាត់ក៏រត់ចូលទៅកាន់តែជ្រៅក្នុងតំបន់គ្រោះថ្នាក់ទីបំផុតញៀនរបស់គាត់ក៏ចាប់បានស្នូសម្រិបនៅក្នុងកំពតព្រៃស្រាប់តែលេចចេញចចកស្រមោលព្រះច័ន្ទដ៏ធំមួយដែលត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធស៊ូហុងគ្រាន់តែចំណាំវាបានយ៉ាងស្ងប់ស្ងាត់ពីសភៅរបស់គាត់នេះជាលើកទី1ហើយដែលឃើញវាផ្ទាល់ខណៈដែលចចកនោះមិនរងចាំយូរវាបានស្ទុះមកជាមួយនឹងសម្រែកដ៏កាចសាហាវលោតសំដៅទៅរកករបស់កំឡោះយើងតែម្ដងវាលោតមកយ៉ាងលឿនជាមួយនឹងកញ្ញាំដ៏មុតស្រួចប៉ុន្តែស៊ូហុងគ្រាន់តែគិតខ្លួនចេញហើយបញ្ចូលធម្មពលទៅក្នុងកណ្ដាប់ដៃរបស់គាត់រួចបាត់ទៅហើយដៃរបស់គាត់បញ្ចេញពន្លឺរន្ទះពណ៌មាសដ៏ធ្លាប់ស្គាល់រួចបញ្ចេញកណ្ដាប់ដៃរន្ទះវាយចំចំហៀងខ្លួនរបស់សត្វចម្លែកនោះពេញទំហឹងចចកមួយក្បាលនេះត្រូវខ្ទាតចេញទៅយ៉ាងឆ្ងាយបោកផ្ទប់នឹងដើមឈើត្រឹមតែប៉ុណ្ណឹងស៊ូហុងក៏ឈរពីលើសត្វដែលគាត់សម្លាប់បានដំបូងគេជាមួយនឹងទឹកមុខធុញថប់បំផុតតាមពិតគាត់កំពុងតែពេញចិត្តនឹងវាដោយយល់ថាភាពនឹងភើនោះការប្រម៉ែងនេះល្អជាងអ្វីដែលគាត់បានគិតទុកទៅទៀតដោយមានអារម្មណ៍អំនួតគាត់ក៏គិតថាតើសត្វចម្លែកកម្រិតមធ្យមនឹងទៅជាយ៉ាងណាហើយចក្រវាលក៏ជួយសម្រេចបំណងគាត់ខ្លាឃ្មុំខ្មៅដ៏ធំសម្បើមមួយបានលេចមុខនៅពីក្រោយគាត់ដើម្បីឆ្លើយតបនឹងសំណួររបស់គាត់ភ្លាមៗដោយមើលទៅកំពុងតែខឹងសម្បាយ៉ាងខ្លាំងដែលគេរំខានដំណេករបស់វាមួយសន្ទុះក្រោយមកវាក៏ដេកដួលនៅលើដីចាញ់យ៉ាងចាស់ដៃស៊ូហុងអារកាត់យកត្រចៀកវាយ៉ាងសប្បាយចិត្តហើយរាប់ប្រាក់រង្វាន់ 3000 របស់គាត់បដើនៅពេលដែលប្រព័ន្ធមិនលឺសំឡេងគាត់ទទួលបានពិន្ទុគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកចម្បាំងនាពេលនេះហើយប៉ុន្តែខណៈដែលគាត់កំពុងតែអបអរសាទរស្រាប់តែមានសម្ពាធដ៏ធំសម្បើមមួយបានបោកបក់មកលើគាត់ហើយគាត់ក៏ងើបមុខឡើងដឹងថាសត្វចម្លែកដ៏មានអំណាចមួយកំពុងលាក់ខ្លួននៅក្បែរនោះដោយសម្រេចចិត្តតាមដានមើលស៊ូហុងក៏ប្រញាប់ប្រញាល់ចូលទៅក្នុងព្រៃដើម្បីទៅមើលការគំរាមកំហែងឆ្មៃនោះហើយពីទីតាំងដ៏ខ្ពស់មួយភ្នែករបស់គាត់សម្លឹងចំប្រភពនៃការរំខាននោះដែលវាគឺជាពស់ថ្លាន់ត្បូងខ្មៅដ៏ធំមួយក្បាលវាជាមេកម្រិតទី1ដែលកំពុងតែលូនលេងយ៉ាងរំភើយមានព្រានព្រៃផ្សេងទៀតកំពុងតែប្រយុទ្ធជាមួយវាហើយពាក្យថាប្រយុទ្ធនេះគឺមានន័យថាពួកគេកំពុងស្រែកដង្ហែរកជំនួយដើម្បីរស់រានមានជីវិតខណៈដែលសត្វពស់នោះវាបរោះម្នាក់ទៅបោកនឹងផ្ទាំងថ្មបញ្ចប់អាជីពជាព្រានព្រៃរបស់គេត្រឹមនឹងតែម្ដងកន្លោះយើងគ្រាន់តែឈរមើលគ្រោះមហន្តរាយនេះកើតឡើងជាមួយនឹងទឹកមុខដ៏ធុញថប់បំផុតហើយនៅពេលដែលសត្វពស់នោះចូលទៅដើម្បីសម្លាប់ទីបំផុតគាត់ក៏សម្រេចចិត្តលូកដៃចូលដោយបញ្ចេញកណ្ដាប់ដៃរន្ទះដ៏លឿនស្លេវវាយចំក្បាលដ៏ធំរបស់សត្វនោះពេញទំហឹងក្បាលរបស់វាបានបោកផ្ទប់ទៅនឹងដីប៉ុន្តែកម្លាំងដ៏ខ្លាំងនោះក៏បានធ្វើឲ្យស៊ូហុងខ្ទាតថយក្រោយវិញដែរហើយមានឈាមយ៉ាងច្រើននៅលើដីដែលវាមិនមែនជាសញ្ញាល្អតោតែសោះលទ្ធផលនៃកណ្ដាប់ដៃនោះគឺគាត់កំពុងលូតជង្គង់នៅក្បែរសាកសពរបស់ព្រានព្រៃម្នាក់ទៀតបាត់ទៅហើយបន្ទាប់ពីជូតឈាមចេញពីមាត់គាត់មើលទៅហាក់ដូចជាខឹងសម្បាជាងការជូតចាប់ទៅទៀតរួចក៏ខ្ចីលំពេងរបស់បុរសដែលស្លាប់នោះមកប្រើ
ទុកចោលអត់ប្រយោជន៍យកមកប្រើប្រសើរជាង ឥឡូវនេះគាត់មានអាវុធគ្រប់ដៃហើយក៏ត្រៀមខ្លួនវាថបតជាមួយពស់ថ្លាន់សម្រាប់ទឹកទី2ដែលវាកំពុងតែស្ទុះមកមុខយ៉ាងលឿនបើកមាត់ធំៗដើម្បីត្រៀមត្របាក់យកជីវិតគាត់ ជាធម្មតាសត្វចម្លែកប្រភេទនេះត្រូវការក្រុមទាំងមូលដើម្បីវាកម្ចាត់ប៉ុន្តែដោយសារជំនាញរបស់គាត់សុទ្ធតែពេញលំដាប់ស៊ូហុងមានអារម្មណ៍ជឿជាក់យ៉ាងខ្លាំង គាត់ទប់ជើងរបស់គាត់រួចលោតហោះឡើងទៅលើអាកាសសម្ដៅចំមុខរបស់វាជាមួយនឹងការវាយប្រហារពីលើអាកាសចំពេលល្អអស់ចោះដល់ពេលដែលត្រូវប្រើវិជាលំពេងសមុទ្រកំហឹងដែលគាត់ទើបតែរៀនចេះកាលពី5នាទីមុនហើយ គាត់បានចាក់លំពេងដែលខ្ចីគេនោះទម្លុះស្បែកដ៏ក្រាស់របស់ពស់ថ្លាន់ហើយសត្វនោះក៏បញ្ចេញសម្រែកយ៉ាងខ្លាំងដោយក្តីឈឺចាប់បំផុត ស៊ូហុងប្រើរាងកាយដ៏ធំរបស់វាដូចជាក្តារលោតដើម្បីរក្សាចម្ងាយរួចក៏បញ្ចូលធម្មពលទៅក្នុងលំពេងជាមួយនឹងពន្លឺពណ៌ខៀវដ៏ធ្លាប់ស្គាល់ភ្លាមៗជាមួយនឹងទឹកមុខប្រមូលអារម្មណ៍គាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលវីមួយទឹកទៀតដោយបញ្ចេញការវាយប្រហារលំពេងដ៏បំផ្លិចបំផ្លាញជាលើកទី2ទៅលើសត្វពស់នោះការវាយប្រហារនេះត្រូវចំគោលដៅបង្កើតជារលកសង្កត់ឆ្លងកាត់រាងកាយរបស់សត្វចម្លែកនេះម្ដងទៀតដូច្នេះកំឡោះយើងចាប់ផ្ដើមផ្លាស់ទីជុំវិញវាហើយវាយប្រហាររហ័សទៅលើគ្រប់កន្លែងទាំងអស់គាត់ដឹងថាការវាយប្រហារតែម្ដងគឺមិនបានផលទេផែនការរបស់គាត់គឺសម្លាប់វាដោយការចាក់ 1000 ដង ការបោកកន្ទុយដ៏ធំរបស់វាស្ទើរតែធ្វើឲ្យដាច់ក្បាលគាត់ទៅហើយប៉ុន្តែគាត់អាចគេចផុតបានទាន់ពេលរួចក៏បដូរមកប្រើកណ្ដាប់ដៃរន្ទះរបស់គាត់វិញដើម្បីវាយប្រហារក្នុងចម្ងាយជិត បន្ទាប់ពីវាយត្រូវស៊ូហុងក៏ដកថយមកក្រោយវិញយ៉ាងឆ្លាតវៃដើម្បីត្រៀមការប្រយុទ្ធសាជាថ្មីពេលនេះគាត់កំពុងដើរជុំវិញពស់ថ្លាន់ដែលកំពុងរបួសរងចាំពេលវេលាល្អឥតខ្ចោះដើម្បីវាយប្រហារម្ដងទៀតយុទ្ធសាស្ត្រវៃហើយរត់នេះពិតជាហត់ខ្លាំងណាស់ប៉ុន្តែយ៉ាងហោចណាស់គាត់នៅមានជីវិតរស់នៅឡើយ សត្វពស់ដ៏ធំនេះច្បាស់ជាកំពុងទទួលរងការជឿចាប់ហើយញាក់ខ្លួនដោយសារតែទំហំនៃការខូចឆាក ស៊ូហុងកំពុងតែត្រៀមខ្លួនដើម្បីបន្តការប្រយុទ្ធជាមួយបូសដ៏សែនធុញទ្រាន់នេះទៀតប៉ុន្តែភ្លាមៗនោះសម្លេងចេញពីគុំព្រៃក៏បានតាក់ទាញចំណាប់អារម្មណ៍របស់គេភ្នែកគេក៏ក្រឡេកទៅចំហៀងយ៉ាងលឿនដោយដឹងយ៉ាងច្បាស់ថាគេលែងនៅទីនេះតែម្នាក់ឯងទៀតហើយ ស្រាប់តែមានម្នាក់ពាក់មួកសុវត្ថិភាពចម្លែកនិងមានកណ្ដាប់ដៃភ្លើងបានលោតចុះមកព្រមទាំងសែកដោយមនុស្សឈួតបន្ទាប់មកវាក៏ស្ទុះទៅមាត់ចំកណ្ដាលមុខរបស់ស៊ូហុងពេញទំហឹងតែម្ដងព្រោះនេះជាសន្តានរបស់វាទៅហើយ ស៊ូហុងទៅគេលួចវាយម្ដាយនេះឡើងខ្ទាតទៅក្រៅដែលមិនដឹងខ្លួនគេដួលបោកទៅនឹងដីយ៉ាងខ្លាំងព្រមទាំងក្អកឃ្លុកឃ្លុកដោយសារការវាយប្រហារនោះរួចក៏ងើបមុខឡើងឃើញក្រុមស្វាគមន៍មួយហ្វូងធំកំពុងឈរចាំ មេកើរបស់ពួកវាជាអសក់តុងដែងមុខក្រាស់បានទាមទារឲ្យបកគលសត្វពស់នោះទៅវាខណៈដែលស៊ូហុងកំពុងដេកនៅលើដីនិងចាញ់ព្រីពួកវាដាច់តែម្ដង អាមួយនេះបាននិយាយថាវាឃើញប្រុសស្អាតយើងចាក់ចេញពីទីក្រុងដោយសង្ឃឹមយ៉ាងមុតមមថាគេនឹងមកស្លាប់នៅទីនេះ ពេលនេះវាកំពុងព្យាយាមចោទថាស៊ូហុងគ្រាន់តែរកឃើញប៊ូសដែលចិត្តស្លាប់ទៅហើយនេះគឺជាល្បិចលួចយកស្នាដៃសុទ្ធសាធស៊ូហុងវាតម្លៃស្ថានភាពយ៉ាងលឿនអ្នកប្រយុទ្ធ5នាក់វាមិនមែនជាឱកាសល្អសម្រាប់ការវាយប្រឈមមុខនោះ អាម្នាក់ក្នុងចំណោមកូនចៅរបស់វាដែលជាអពាក់មួកសុវត្ថិភាពនោះប្រាប់គេឲ្យស្ដាប់តាមសម្ដីរបស់ញីក្មេងយីហើយឆាប់រត់ចេញទៅតែប្រុសស្អាតយើងច្បាស់ណាស់ថាមិនចូលចិត្តឲ្យគេមកជិះជាន់នោះទេ កណ្ដាប់ដៃរបស់គេចាប់ផ្ដើមបញ្ចេញពន្លឺហាក់ដូចជាកំពុងសួរថាតើការលួចវាយឆ្មក់ជីជាជំនះពិតប្រាកដមែនទេបន្ទាប់មកគេក៏បានតបតទៅនឹងកណ្ដាប់ដៃរបស់កូនចៅនោះវិញដោយប្រើធម្មពលពេញទំហឹងដែលធ្វើឲ្យកម្លាំងបាយនោះភ្ញាក់ឲ្យយ៉ាងខ្លាំងពីទំហំនៃកម្លាំងវីបកនេះកណ្ដាប់ដៃរបស់ស៊ូហុងបានបដូរវាទាំងស្រុងធ្វើឲ្យវាខ្ទាតទៅក្រោយហើយគ្រាន់តែប៉ុណ្ណឹងកូនចៅម្នាក់របស់វាត្រូវបានដេកដួលទៅនឹងដីបាត់ទៅហើយ មេកើនោះចាំបាននៅកណ្ដាប់ដៃពេជ្រនេះដោយហៅគេថាមីណូតាហើយទីបំផុតស៊ូហុងក៏ចំណាំមុខវាបានដោយដឹងថាវាជា White Fox មកពីសង្វៀនប្រយុទ្ធ White Fox ច្បាស់ណាស់ថានៅគុំគួនរឿងត្រូវគេវាយនោះដូច្នេះវាក៏ចេញបញ្ជាទៅកូនចៅវាយ៉ាងខ្លីថាសម្រាប់គេចោលទៅដោយដឹងថា1ទល់នឹង4ជារឿងមិនល្អស៊ូហុងក៏សម្រេចចិត្តយ៉ាងឆ្លាតវៃរត់គេចពីទីនោះដោយលោតជោគពីលើច្រាំងចោលតែម្ដងក្រុមរបស់ White Fox បានដើររកក្នុងព្រៃខណៈមេរបស់ពួកវាចាប់ផ្ដើមភ័យបណ្ដើរទៅហើយប៉ុន្តែកូនចៅវាម្នាក់បែរជាធ្វើរឹកក្រអត់ក្រតមហើយឆ្ងល់ថាហេតុអ្វីបានជាត្រូវខ្លាចមនុស្សតែម្នាក់ទៅវិញ ស៊ូហុងក៏ឆ្លើយតបនឹងសំណួរនោះភ្លាមៗដោយលួចវាយឈ្មោះអាម៉ាត់ដាច់នោះពីចំហៀងពេលនោះមុខរបស់កូនចៅពូពេញដោយភាពភ័យស្លន់ស្លោពេលឃើញភ្នែកដ៏សាហាវរបស់ប្រុសស្អាតយើង ការវិបាកដ៏សាហាវមួយបានធ្វើឲ្យអាកូនចៅម្នាក់នោះហោះទៅក្រោយវាជាមេរៀនដ៏លឿនមួយបន្សល់ទុកឲ្យវាដេកលើដីដោយក្តីសោកស្ដាយយ៉ាងខ្លាំងចំពោះជំរឿនជីវិតរបស់វា White Fox ហ៊ូចិត្តនឹងលបឿននេះដោយដឹងថានេះមិនមែនជាអាមួយនៅសង្វៀនប្រយុទ្ធទេ កូនចៅវាចំណាំក្បាច់កណ្ដាប់ដៃរន្ទះដ៏អស្ចារ្យនេះបានដែលវាមិនគួរអាចទៅរួចនោះទេអាកូននេះមាននេះពិតជាឈួតបាត់ទៅហើយក្បាច់ដ៏ល្អឥតខ្ចោះពីរគឺវាមិនយុត្តិធម៌សោះ ពេលនោះស៊ូហុងកំពុងតែឈប់ដកដង្ហើមព្រោះតែការប្រយុទ្ធជាមួយពស់នោះបានធ្វើឲ្យគេអស់កម្លាំងយ៉ាងខ្លាំងដូច្នេះគេសម្រេចចិត្តប្រើយុទ្ធសាស្ត្រថ្មីគឺបំបែកហើយបង្ក្រាបដោយចាប់ផ្ដើមពីពេលនេះតទៅលំពេអ្នកខ្ចីគេនោះបានហោះមកធ្លាក់ចំជើងរបស់ពស់វាដើម្បីមកវាយចំណាប់អារម្មណ៍ហើយគណៈដែលម្នាក់កំពុងអោនមើលចុះក្រោមស៊ូហុងក៏លុបចុះពីលើមកដើម្បីបដោះភាពភ្ញាក់ប្រើកណាប់ដៃដ៏អស្ចារ្យមួយទៀតបាំងវាយចំឲ្យជីវិតរបស់វាក៏ចប់ដូច្នេះម្នាក់ទៀតបានដួលធ្វើឲ្យក្រុមស្វាគមន៍កាន់តែទូជាមុន អាកូនចៅចុងក្រោយនេះបានស្នើឲ្យរត់តែនេះក្មេងយីមិនយល់ព្រមនោះទេមោទនភាពវាខ្ពស់មិនអាចដកថយបានទេវាហ៊ានធ្វើការសម្រេចចិត្តដ៏ឈួតលាលានេះ ស៊ូហុងវាយឆ្លងកាត់អាកូនចៅចុងក្រោយដែលមើលទៅដូចជាចង់យំទៅហើយការទាត់មួយជើងយ៉ាងលឿនបានធ្វើឲ្យវាខ្លាចជាការប្រយុទ្ធមួយទល់នឹងមួយភ្លាម White Fox គៀងបាត់ទៅហើយដោយឆ្ងល់ថាម៉េចបានជាប្រុសស្អាតយើងឡើងកម្រិតលឿនយ៉ាងនេះ ស៊ូហុងបានខ្លាចជាស្រមាលហោះកាត់មុខអាកូនអ្នកមាននោះហើយ White Fox ក៏ចាប់ផ្ដើមខឹងសម្បាយ៉ាងខ្លាំងរហូតដល់បាត់បង់ស្មារតីតែម្ដង ប្រុសស្អាតយើងលេចមុខនៅពីក្រោយវាត្រៀមខ្លួនវាយបោះចុងក្រោយ ដូច្នេះនេះក្មេងយីក៏ងាកមកក្រោយដល់ប្រមូលធម្មពលបាញ់ចេញពីម្រាមដៃព្រមទាំងស្រែកថាវាមិនទាន់អស់ផ្លូវនោះទេប៉ុន្តែស៊ូហុងគ្រាន់តែយកដំបងការពារការវាយប្រហារនោះយ៉ាងងាយស្រួលធម្មពលនោះត្រូវបានការពារយ៉ាងងាយមិនបាច់ប្រឹងហើយវាក៏ផ្លាតទៅទម្លូដើមឈើដែលមិនដឹងអីមួយដើមវិញ
ពេលនេះ White Fox កំពុងតែបន្តបាញ់ថាមពលនោះផ្អើលពេញព្រៃដូចជាការតាំងពីពណ៌ភ្លើងឡាស៊ែយ៉ាងចឹង ស៊ូហុងគ្រាន់តែឈោមើលដោយគាត់សម្គាល់ឃើញពីភាពអន់សោយរបស់វាទាំងធុញទ្រាន់ដូច្នេះអាកូនអ្នកមាននោះក៏បដូរយុទ្ធសាស្ត្រដោយគម្រាមសម្រាប់ក្រុមគ្រួសាររបស់ប្រុសស្អាតយើងវិញ ពិតណាស់វាគឺជាការនិយាយខុសស្រឡះតែម្ដងស៊ូហុងលែងចង់លេងសើចទៀតហើយពីនេះគេបានចូលទៅសម្លាប់យកតែម្ដងខណៈដែល White Fox ប្រើល្បិចថាពូរបស់វាជាអ្នកគ្រប់គ្រងប្រយោគនោះមិនទាន់តែនិយាយចប់ផងស៊ូហុងក៏ទៅដល់មុខវាបាត់ទៅហើយព្រមទាំងប្រាប់ថាគេចូលចិត្តវាការរឹកធំជាងជាមួយនឹងកណ្ដាប់ដៃពណ៌ក្រហម កណ្ដាប់ដៃដ៏សាហាវបានវាយចំថ្ពាល់របស់វាតាមពីក្រោយដោយការវាយនឹងដំបងធ្វើឲ្យវាហោះទៅលើអាកាសយ៉ាងឆ្ងាយ White Fox ត្រូវគេវាយទម្លាក់ពីលើឆ្នាំងចោតទៅជាការធ្លាក់ចុះដ៏ខ្លីមួយ ស៊ូហុងឈរនៅទីនោះយ៉ាងស្ងៀមស្ងាត់ពេលធូលីស្ងប់ទៅវិញហើយនិយាយទាំងទឹកមុខទៅជាក់ថាឯងមិនគួរមកគំរាមគ្រួសារគេឡើយ White Fox ដេញនៅលើដីទាំងខូចចិត្តយ៉ាងខ្លាំងដោយមិននឹកស្មានថាអ្នកដែលមិនមែនជាអ្នកប្រយុទ្ធអាចវាយវាបានឡើយ បន្ទាប់មកថ្ងៃដ៏អាក្រក់របស់វាក៏មកដល់ពេលដែលសត្វពស់ដែលវាចង់លួចនោះកំពុងអើតមើលវាទាំងកំពុងក្លៀននោះគឺជាមុខរបស់មនុស្សដែលអស់សំណានទៅហើយកន្ទុយរបស់សត្វពស់នោះក៏បានវាយសង្កត់ពីលើដោយគ្មានក្តីមេត្តាឡើយ ពេលនោះទើបស៊ូហុងដឹងថាការរំខាននេះបានធ្វើឲ្យមេកាចសាហាវនោះបំពេញឈាមបានពេញឡើងវិញពេលនោះពួកកូនចៅដែលសល់កំពុងលាក់ខ្លួនក្នុងព្រៃហើយរអ៊ូថាស៊ូហុងពិតជាខ្លាំងណាស់ ភ្លាមនោះបរិសុទ្ធពាក់ម៉ាស់ម្នាក់ទៀតបានលិចមុខមកដើម្បីចូលរួមវាយដែរ គេដើរហ៊ូពួកកូនចៅនោះហើយដេញឲ្យចេញឆ្ងាយព្រោះគេមកទីនេះដើម្បីឆ្កឹះពួកយ៉ាក់មិនមែនវាយជាមួយពួកកំឡៅទេ ពូនោះយកកន្ទុយវត្តសម្រាប់អ្នកចំណូលថ្មីម្នាក់ភ្លាមហើយស៊ូហុងទទួលបានសារជូនដំណឹងពីការជួយសម្លាប់នេះជាបន្ទុកទទេដែលត្រូវតែយកកន្ទុយដ៏ធំវត្តកាត់ខ្យល់ម្ដងទៀតតែស៊ូហុងបានលួចគេចេញដោយដឹងថាគេមានបន្ទុកគ្រប់គ្រាន់ឡើងកម្រិតហើយ គេគ្រាន់តែត្រូវការកន្លែងស្ងាត់មួយដើម្បីធ្វើការដំឡើងធម៌ពលរបស់គេប៉ុណ្ណោះ ឃើញរូងភ្នំចិត្តនោះដែលមើលទៅស័ក្តិសមបំផុតសម្រាប់ការវិវត្តតែពស់យៈមិនព្រមបណ្ដោយឲ្យចំណីរបស់វារត់គេចទៅហាត់ស្រួលទេវាក៏ហក់តាមពីក្រោយភ្លាម ក្បាលរបស់វាបុកចូលដីបិទច្រកចូលចិត្តឈឹងធ្វើឲ្យស៊ូហុងជាប់ខាងក្នុងជាមួយក្បាលពួកដ៏កាចសាហាវដែលកំពុងបិទទ្វារចំពីមុខ សត្វចម្លែកនេះចាប់ផ្ដើមព្យាយាមខួងទម្លុះចូលដើម្បីសម្លាប់គេឲ្យដាច់ស្រេច ចំណែកស៊ូហ៊ុនគ្រាន់តែបើកផ្ទាំងព័ត៌មានរបស់គេមើលធ្វើប្រងើយដោយមិនខ្វល់ពីសត្វចម្លែកនោះសោះ ស៊ូហុងឆុចប៊ូតុងឡើងកម្រិតយ៉ាងប្រញាប់ខណៈដែលពស់យៈកំពុងព្យាយាមស៊ីគេរាងកាយរបស់គេក្តៅដោយភ្លើងខណៈថាមពលឈាមពុះកញ្ជ្រោលដោយកំអែភ្នំភ្លើងហើយប្រព័ន្ធបានបញ្ជាក់ថាគេខ្លាចជាអ្នកចម្បាំងកម្រិតមួយស្របពេលពស់នោះស្រែកក្រហម ជាមួយមុតសក់ថ្មីនឹងអំណាចពេញខ្លួនកំឡោះយើងបានចាប់កំណត់សារជាថ្មីគេងាកទៅរកពស់នោះដៃបញ្ចេញពន្លឺពេលនេះដល់ម៉ោងសងសឹកហើយ គេបានហោះចេញពីរូងភ្នំជាមួយភាពជឿជាក់បំផុតសម្រាប់ការប្រកួតជុំទី 2 ពួកយ៉ាក់ព្យាយាមវាស់កន្ទុយម្ដងទៀតតែលើកនេះវាយឺតពេលបាត់ទៅហើយ ដូច្នេះវាបដូរមកបាញ់លាក់ចេញពីមាត់វិញដែលនេះជាក្បាច់ថ្មីមួយទៀត សត្វនេះរងរបួសធ្ងន់ធ្ងរទៅហើយតែវានៅតែបញ្ចេញកម្លាំងវាយប្រហារទាំងអស់ដូច្នេះស៊ូហុងក៏ប្រមូលធម៌ពលកណ្ដាប់ដៃពេជ្រដើម្បីត្រៀមតទល់ជាមួយវាវិញដែរ គេរត់ឡើងលើខ្នងពួតដូចដើរលើចនាយន្តចឹងចុះហេតុអ្វីបានជាមិនធ្វើ គេលោតគេពីការខំយ៉ាងលឿនកំឡោះយើងពិតជាលឿនណាស់តែទួលឡើងកម្រិតក៏ដោយក៏ការប្រយុទ្ធនេះនឹងតែប្រើកម្លាំងទាំងស្រុងរបស់គេដែរដូច្នេះដោយចាប់ដំបងជាប់គេបានប្រមូលធម៌ពលយ៉ាងច្រើនសម្រាប់ការវាយប្រហោះចុងក្រោយ គេហត់ពីលើវាយសម្ដៅក្បាលរបស់វាហើយដំបងនោះបានបង្កើតរលកធម៌ពលយ៉ាងខ្លាំងចូលទៅក្នុងលលាដក្បាលសត្វនោះតាមពីក្រោយដោយកណ្ដាប់ដៃរន្ទះពេញទំហឹងថែមមួយទៀត ការវាយលើកទី 2 នេះត្រូវចំយ៉ាងដំណំធ្វើឲ្យពស់យ៉ាក់ស្រែកយ៉ាងឈឺចាប់ការផ្ទុយចុងក្រោយបានសង្កត់ក្បាលវាបុកចូលទៅក្នុងដីស៊ូហុងឈរលើសត្វនោះដោយដឹងថាគេអាចទប់ទល់វាបានហើយអូបាន92បន្ទុក ស៊ូហុងអង្គុយលើពស់នោះដោយគិតថាតើត្រូវបញ្ជាក់ស្នាដៃមិនទៅបើពស់អត់តិចផងដូច្នេះគេក៏ចោះទៅក្រោមច្រាំងភ្នំដើម្បីពិនិត្យមើលកណូសាកសពផ្សេងទៀតហើយក៏ឃើញ White Fox នៅដកដង្ហើមឡើយដែលធ្វើឲ្យគេភ្ញាក់ប្រើបន្តិចកំឡោះយើងប្រាប់ថាគេសំណាងណាស់ដែលនៅរស់បន្ទាប់មកក៏ចាប់ផ្ដើមឆែកយកសៀវភៅក្បាច់គុននោះភ្លាមព្រោះនេះជារឿងសំខាន់គេរកឃើញសៀវភៅក្បាច់ម្រាមដៃទម្លុះអវកាសជាអំណោយដ៏ពិសេសមួយយប់នោះគេបានបោះជំរំនៅក្បែរសាកសពពស់យៈដោយប្រើរំភ្នំដែលគេធ្លាប់ជាប់នោះជាបន្ទប់ហ្វឹកហាក់បណ្ដោះអាសន្ន ពេលចងចាំក្បួនមូលដ្ឋានហើយគេត្រៀមខ្លួនប្រើប្រព័ន្ធដើម្បីឡើងកម្រិតធម៌ពលដោយចូលទៅក្នុងស្មារតីដើម្បីបង្កើតជំនាញនេះនិងចាប់ផ្ដើមអនុវត្ត ធម៌ពលពណ៌ខៀវចាប់ដើមវិលជុំវិញខ្លួនគេភាគរយជំនាញរបស់គេកាន់យ៉ាងលឿនព្រោះការហាត់គឺសម្រាប់តែកូនក្មេងទេ ការសាក់លបងលើកដំបូងជាកាំរស្មីយ៉ាងខ្លាំងធ្វើឲ្យគេក្អកព្រោះអស់កម្លាំងខ្លាំងពេក ដោយដឹងថាកម្រិតដំបូងក៏ខ្លាំងបែបនេះដូច្នេះគេត្រូវការគោលដៅមានជីវិតដើម្បីសាក់លបងជំនាញនេះ មិញថ្ងៃក្រោយមកសត្វខ្លាឃ្មុំដ៏ធំមួយបានស្ម័គ្រចិត្តធ្វើជាផ្ទាំងស៊ីបហើយឡាសៀមរៀមដៃរបស់ស៊ូហុងបានបាញ់ភ្លុះរាងកាយវាមួយទំហឹងតែម្ដង ពេលនេះជំនាញពូកែហើយគេគិតថាដល់ពេលត្រូវត្រឡប់ទៅវិញម្ដងគេមកដល់ខ្លងទ្វារមូលដ្ឋានអ្នកចម្បាំងដ៏ធំជាកន្លែងដែលក្រុមផ្សេងទៀតកំពុងបដូរសាក់សពសត្វចម្លែកយកលុយយ៉ាងច្រើនហើយហ្វូមនុស្សគឺភ្ញាក់ផ្អើលនឹងគុណភាពនៃស្នាដៃរបស់ពួកគេដែលសិតតែជាសត្វកម្រិតខ្ពស់ស៊ូហុងយកស្នាដៃទៅបដូរបានលុយយ៉ាងច្រើនព្រមទាំងក្រសែភ្នែកមនុស្សជាច្រើនមើលមកហើយគេដឹងខ្លួនភ្លាមថាគេធ្វើខ្លួនលេចធ្លោពេកហើយពេលត្រឡប់មកមូលដ្ឋានវិញទីលានកដាតែមូកំពុងតែស្ថិតក្នុងភាពវឹកវរគ្រប់គ្នាកំពុងឆ្ងល់ថានរណាឈ្គួតហ៊ានវាយប្រហារបន្ទាអ្នកចម្បាំងកម្រិតខ្ពស់បែបនេះនាយកមូលដ្ឋានដែលជាពូរបស់ White Fox បានបញ្ជាឲ្យបិទកន្លែងនេះទាំងស្រុងរហូតដល់រកឃើញឃីតកោ កូនចៅម្នាក់បានសួរទាំងភ័យខ្លាចថាមានរឿងអ្វីហើយនាយកនោះក៏ស្រែកយ៉ាងខ្លាំងថាក្មួយប្រុសនឹងក្រុមរបស់គាត់ស្លាប់អស់ហើយ ហ្វូងមនុស្សគឺភ្ញាក់ផ្អើលក្រុមដែលមានសមាជិក5នាក់ត្រូវបានសម្លាប់គ្មានសល់អ្នកខ្លះកំពុងលួចអព្រោះ White Fox ជាមនុស្សគួរឲ្យស្អប់ដែលសមនឹងទទួលលទ្ធផលបែបនេះ Director យីប្រកាសថាជំនាញក្មួយគាត់បានបាត់ដូច្នេះឥឡូវគ្រប់គ្នាជាជនសង្ស័យ ស៊ូហុងធ្វើធម្មតាដោយគិតថាការសម្លាប់ពស់នឹងលាក់ដានគេបាន
វាជាការគិតខុសស្រឡះបន្ទាប់មកគេឃើញក្រុមនាយកដើរសម្ដៅមកដែលដឹកនាំដោយអ្នកគិតលុយកន្លោះយើងដឹងភ្លាមថាពួកគេផ្គុំរឿងនេះចូលគ្នាដានហើយគេជាគោលដៅលេខ1របស់ពួកគេ ហ្វូមនុស្សបាក់ផ្លូវដោយសមុទ្រក្រហមខណៈដែលពូម្នាក់កំពុងខឹងដើរសម្ដៅត្រង់ទៅរកគាត់តែម្ដងគាត់ចាប់ផ្ដើមដោយការសរសើរដ៏គួរឲ្យខ្លាចអំពីជំនាញបរបាញ់ដ៏អស្ចារ្យរបស់គាត់ នេះគឺជាទឹកមុខរបស់បរិសម្នាក់ដែលច្បាស់ណាស់ថាមិនមែនមកទីនេះដើម្បីអបអូសាទរចំពោះភាពជោគជ័យរបស់គាត់នោះទេ ជំនួយការរបស់គាត់បាននិយាយកាត់ដោយចោទស៊ូហងថាបានលួចកាបូបរបស់យីហ្វឹងហើយទាមទារសុំឆៃឆេដូច្នេះកូនចៅពីរនាក់ក៏បញ្ចេញក្តាប់ដៃភ្លើងព្រមទាំងគម្រាមប្រាប់គាត់កុំឲ្យរើបំរាស់ឲ្យសោះ ស្រាប់តែមានមុខលំប៉ែមួយវត្តកាត់មុខពួកគេយ៉ាងលឿនហើយស៊ូហងក៏បានដាក់វាផ្ទាល់នៅត្រង់ករបស់គេចំណែកកូនចៅម្នាក់នោះបានសារភាពថាគាត់លឿនពេកមើលសឹងតែមិនទាន់ ស៊ូហងយកឈ្មោះសាលាកម្ពុជារបស់គេមកអាងដោយហ៊ានឲ្យពួកគេចូលមកឆៃឆេខ្លួនគាត់តែម្ដង ហើយនាយកនោះក៏ស្ទាក់ស្ទើរដល់ដឹងថានាយកសាលានោះជារឿងឈឺក្បាលប៉ុន្តែគាត់ក៏ត្រូវថ្លឹងថ្លែងពីហានិភ័យក្នុងការធ្វើឲ្យក្មេងទៀតកសោម្នាក់ខឹងប្រសិនបើគាត់ទាយខុស ពូដែលកំពុងខឹងម្នាក់នេះបានរៀបរាប់ពីរឿងក្មួយប្រុសរបស់គាត់ដោយទាមទារសុំការសហការរួចក៏ផ្ដល់ប្រាក់សំណងចំនួន 10,000 នៅតិចតួចសម្រាប់ការរំខានមួយនេះ ស៊ូមកតម្លាថ្លៃ3ដងភ្លាមៗដោយមានទំនុកចិត្តយ៉ាងជាក់ថាពួកគេនឹងមិនរកឃើញអ្វីនោះទេដូច្នេះកូនចៅក៏បានឆៃឆេខ្លួនគាត់យ៉ាងល្អិតល្អន់ខណៈដែលគាត់សម្ដែងតួជាជនរងគ្រោះដ៏ស្លូតត្រង់ម្នាក់ ប៉ុន្តែជាការពិតណាស់ពួកគេរកមិនឃើញអ្វីសោះហើយនាយកក៏បានប្រាប់កូនចៅឲ្យបង់ប្រាក់ទៅឲ្យគាត់ កំឡោះយើងញញឹមចុងមាត់ដោយនឹកឃើញថាគេបានដុតផតាំងចោលវត្តទៅហើយឆ្លងផុតគ្រោះថ្នាក់ទាំងស្រុង ខណៈពេលដែលមូលដ្ឋានកំពុងបន្តការបិទគប់ស៊ូហងគ្រាន់តែដើរចេញដើម្បីរៀបចំផែនការបោះជំហានបន្ទាប់របស់គីគេចូលសម្រាប់ក្នុងបន្ទប់សន្តាគារដ៏ប្រណិតមួយត្រៀមខ្លួនរួចរាល់សម្រាប់ការគណនាបន្ទុកកម្រិតធម្មពលគេទើបដឹងថាមានសល់បន្ទុក534ដែលគេបានភ្លេចក្នុងអំឡុងពេលវឹកហាត់យ៉ាងសាហាវកន្លងមកការគណនាយ៉ាងរហ័សបង្ហាញថាគេនៅខ្វះបន្តិចទៀតប៉ុណ្ណោះទើបឡើងដល់កម្រិតអ្នកចម្បាំងបន្ទាប់ប៉ុន្តែគេមិនដែលប៉ះបន្ទុកស្មារតីឬកាយសម្បត្តិរបស់គេនោះទេដូច្នេះវាដល់ពេលដែលត្រូវសាក់លបងហើយ គេចាប់ផ្ដើមបន្ថែមបន្ទុកទៅក្នុងស្មារតីដោយមិនមានអារម្មណ៍ប្លែកសោះពិតជាការវិនិយោគដ៏អស្ចារ្យមែនបន្ទាប់មកគេសាកបន្ថែមទៅលើកាយសម្បត្តិវិញហើយលើកនេះការកើនកម្លាំងគឺកាត់ឡើងភ្លាមៗនិងពិតប្រាកដណាស់បន្ទាប់ពីចាក់បន្ទុកទាំងអស់ទៅក្នុងកម្រិតធម្មពលរបស់គេរួចតួលេខថ្មីរបស់គេមើលទៅកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន រលកថាមពណ៌ក្រហមដ៏ធំមួយបានផ្ទុះចេញពីខ្លួនគេដែលផ្ដល់អារម្មណ៍ដូចជាធម្មពលឥតដែនកំណត់ហើយរាងកាយរបស់គេក៏រីកធំយ៉ាងសាហាវមុនពេលធម្មពលនោះស្ងប់ស្ងាត់ទៅរកសភាពធម្មតាវិញ គេធូរស្រាលក្នុងចិត្តដែលបានត្រឡប់មករាងកាយធម្មតាវិញដោយគិតថារូបរាងសាច់ដុំធំបែបមនុស្សឈួតនោះមើលទៅច្បាស់ជាចម្លែកភ្នែកបន្តិចហើយមួយម៉ោងក្រោយមកស៊ូហងបានមកដល់សមាគមអ្នកចម្បាំង Star City Warrior Association កំឡោះយើងក៏ដើរយ៉ាងរំភើយចូលទៅកាន់តុខាងមុខដើម្បីចុះឈ្មោះសម្រាប់ការវិតម្លៃអ្នកចម្បាំងរបស់គេ ដែលបុគ្គលិកម្នាក់បញ្យល់ពីច្បាប់ងាយៗគឺត្រូវវាយឲ្យបានធម្មពលឈាម100និងកម្លាំងប្រយុទ្ធ 1000 ទើបអាចជាប់ កំឡោះពីអ្នកនៅក្នុងសាលនោះភ្លាមៗក៏ចាប់ផ្ដើមវាយតម្លៃគាត់ថាវ័យក្មេងនិងគ្មានគ្រូបាអាចារ្យហើយស៊ូហងវិញពិតជារំភើបចិត្តណាស់ដែលត្រូវបានគេមើលស្រាលជាថ្មីម្ដងទៀត នៅខាងក្នុងបន្ទប់ធ្វើតេស្តបុរសកំសត់ម្នាក់បានធ្លាក់ដោយសារខ្វះបន្ទុកតែបន្តិចបន្តួចប៉ុណ្ណោះបន្ទាប់មកកំឡោះម្នាក់ទៀតឈ្មោះលីមីងបានឆ្លងកាត់ការធ្វើតេស្តធម្មពលឈាមយ៉ាងងាយស្រួលជាមួយនឹងបន្ទុក 105 គេបន្តទៅកាន់កន្លែងវាស់កម្លាំងប្រយុទ្ធដែលតាមពិតទៅវាគ្រាន់តែជាបាវសាកបច្ចេកវិទ្យាខ្ពស់មួយប៉ុណ្ណោះ ហើយគេបានប្រមូលកម្លាំងវាយមួយដៃយ៉ាងអស្ចារ្យដែលទទួលបានបន្ទុករហូតដល់ 1762 និងអាចប្រឡងជាប់យ៉ាងងាយស្រួល ហ្វុងនូនាំភ្លាផ្អែកឈូឆរដល់ចំណាំបានថាគេគឺជាសិស្សមកពីសាលាគុនដលៃប្លាញ់មកកន្លែងខណៈដែលស៊ូហងគ្រាន់តែឈមមើលគ្រូផ្សេងទៀតអង្អាយក្បាលសិស្សរបស់គាត់ដោយក្តីមោទនភាពចំណែកឯកំឡោះល្បីឈ្មោះលីមីងបានញញឹមចុងមាត់ដាក់គេរួចនិយាយថាដល់វេនឯងហើយដោយគិតយ៉ាងក្រអឺតក្រតំថាក្មេងមួយនេះមិនអាចយកមកប្រៀបធៀបជួយទេពកោសល្យពិតប្រាកដដូចជាខ្លួនគេបាននោះទេ ពេលនោះហើយដែលគេបានឃើញបន្ទុករបស់ស៊ូហងហើយក៏សន្និដ្ឋានភ្លាមៗថាម៉ាស៊ីនកំពុងតែខូចព្រោះតែប្រព័ន្ធបានប្រកាសពីធម្មពលឈាម123បន្ទុកដែលជាកំណត់ត្រាបន្ទុកខ្ពស់បំផុតថ្មីមួយ ដូច្នេះបរិសម្នាក់នេះចាប់ផ្ដើមលួងចិត្តឯងដោយប្រាប់ខ្លួនឯងថាកម្លាំងប្រយុទ្ធគឺជារឿងតែមួយគត់ដែលសំខាន់នៅពេលដែលស៊ូហងដែលចូលទៅកាន់ម៉ាស៊ីនវាស់កម្លាំងសម្រាប់វេនរបស់គេបានថ្លឹងថ្លែងថាតើ 40% នៃកម្លាំងថ្មីរបស់គេគឺគ្រប់គ្រាន់ដើម្បីជាប់ហើយឬនៅ ប៉ុន្តែគេក៏សម្រេចចិត្តប្រើកម្លាំង 50% ដើម្បីឲ្យប្រកបក្នុងចិត្តរួចក៏ត្រៀមប្រមូលកម្លាំងវាចេញទៅគេបានបញ្ចេញកាដាប់ដៃជាមួយនឹងកន្លងធម្មពលពណ៌ខៀវដ៏ធំសម្បើមមួយដែលធ្វើឲ្យម៉ាស៊ីនវាស់កម្លាំងទាំងមូលហោះខ្ទាតចេញកាត់ពេញបន្ទប់រួចវាក៏បានបុកទម្លុះជញ្ជាំងនៅខាងចុងបែកខ្ទេចម៉ត់នៅក្នុងការផ្ទុះបំណែកខ្ចាត់ខ្ចាយតែម្ដង លីមីងភាពរហូតដល់ហាប់មាត់លែងចិត្តដោយទើបដឹងថានោះគ្រាន់តែជាកម្លាំងសុទ្ធដោយមិនមានប្រើជំនាញអ្វីសោះបន្ទុកចុងក្រោយរបស់គេលោតដល់ 3004 ដែលបំបីស្តង់ដារសម្រាប់ចំណាត់ថ្នាក់របស់គេយ៉ាងងាយចំណែកនៃជាន់ខាងលើគ្រូសាលាគុនបានច្អល់ទៅកាន់គេដោយហៅគេថាជាប៊ីសាច់ពេញលក្ខណៈតែម្ដងខណៈដែលមីរបស់គាត់គ្រាន់តែដកដង្ហើមធំរួចនិយាយថាអូតាមពិតគឺជារូបគេសោះ ជាក់ស្ដែងវាបានបញ្យល់ពីរឿងគ្រប់យ៉ាងទន្ទឹមនឹងនេះនៅក្នុងការិយាល័យដ៏ប្រណិតមួយមាននរណាម្នាក់កំពុងតែជួបរឿងសួយហើយ ប្រធានសមាគមរូបនេះកំពុងតែត្អូញត្អែថាទីក្រុងរបស់នាងមិនដែលបង្កើតបានទេពកោសល្យសោះស្របពេលនោះជំនួយការរបស់នាងក៏ស្ទុះចូលមកទាំងតក់ស្លុតដោយស្រ័យប្រាប់ពីបិសាចម្នាក់នៅឯកន្លែងវាយតម្លៃជាក្មេងថ្មីកម្រិតមួយដែលទើបតែវាយបំបែកបន្ទុក 3000 នៅលើការសាក់លបងកម្លាំងហើយអារម្មណ៍របស់នាងក៏ផ្លាស់ប្ដូរភ្លាមតែម្ដងងាកត្រឡប់មកសាវិញស៊ូហុងត្រូវបានគេអមដំណើរទៅចុះឈ្មោះជាផ្លូវការវាជាមួយនឹងបុគ្គលិកម្នាក់កំពុងពន្យល់ពីជំហានបន្ទាប់សម្រាប់ប្រាក់ឧបត្ថម្ភអ្នកចម្បាំងរបស់គេផងដែរប៉ុន្តែពួកគេត្រូវបានបញ្ឈប់ដំណើរដោយម្ចាស់ស្បែកជើងកវ៉ាញ់ដ៏គួរឲ្យខ្លាចមួយគូដែលកំពុងឈរនៅខាងលើជណ្ដើរគឺជាប្រធានផ្ទាល់តែម្ដងដែលមានឈ្មោះថាវូលីងឈៀនដែលមើលទៅនាងហាក់ដូចជាម្ចាស់អគារទាំងមូលអញ្ចឹង
ហើយនាងបានប្រាប់ឲ្យស៊ូហុងទុកអ្នកនាំផ្លូវចោលរួចដើរទៅជាមួយនាងវិញគេក៏បានយល់ព្រមដោយមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចបន្តួចដែលបានជួបអ្នកចម្បាំងកម្រិត5ម្នាក់ដែលមិនមែនជាមនុស្សចាស់កំសត់នោះ បន្តមកទៀតគេក៏កំពុងអង្គុយនៅក្នុងការិយាល័យដ៏ធំមហិមារបស់នាងបាត់ទៅហើយជាកន្លែងដែលនាងបានលាតត្រដាងថានាងដឹងរឿងគ្រប់យ៉ាងអំពីគេនិងនាយកសាលាដ៏ពីស្ពុលរបស់គេថែមទៀតផង ប៉ុន្តែស៊ូហុងពិតជាឆ្កល់ខ្លាំងណាស់ហើយសួរថាហេតុអ្វីគាត់ត្រូវនៅទីនេះទាំងដែលគាត់គ្រាន់តែមកបើកប្រាក់ខែសោះ នាងប្រាប់គាត់ថាឯកសាររបស់គាត់ត្រូវបានរៀបចំរួចរាល់ហើយមិនបាច់រងចាំបើកប្រាក់ខែទៀតទេ បន្ទាប់មកនាងស្នើបង្រៀនគាត់ផ្ទាល់អំពីវិជាដឹកនាំដែលជាឱកាសដ៏កម្រហើយស៊ូហុងក៏ឆ្លើយតបទៅវិញនៅនិយមន័យតាមសិភៅអំពីការស្រូបយកធម៌ពលវិញ្ញាណ ប៉ុន្តែនាងបានកែតម្រូវភ្លាមៗថាវាក៏ប្រើសម្រាប់ប្រយុទ្ធដែរព្រមទាំងបង្ហាញអណ្ដាតភ្លើងឆេះលើដៃរបស់នាង នាងបញ្យល់ថាវាជួយបញ្ចូលធម្មពលធាតុកំណាចដល់ការវាយប្រហារ បន្ទាប់មកនាងបាញ់បាល់ភ្លើងដ៏ធំមួយដើម្បីបង្ហាញពីសមត្ថភាពរបស់អ្នកចម្បាំងពិតប្រាកដ ហេរ៉ូយើងទាំងមកពេលដឹងថាសាលាគេរំលងចោលមេរៀនបាញ់បាល់ភ្លើងទាំងមូល ដូច្នេះនាងក៏បញ្យល់លម្អិតពីធាតុទាំងនោះដោយចាត់ថ្នាក់ធាតុរន្ទះថាមានធម្មពលវាយប្រហារខ្លាំងជាងគេបំផុត ប៉ុន្តែឯងមិនអាចជ្រើសរើសតាមចិត្តទេវាអាស្រ័យលើភាពស៊ីគ្នាពីធម្មជាតិដែលពួកគេហ៊ាននឹងធ្វើតេស្តជាមួយបាល់គ្រីស្តាល់មួយហើយកម្រិត 80% គឺជាមនុស្សអស្ចារ្យ ហើយនាងជឿជាក់ថាមនុស្សខ្លាំងដូចគេអាចទម្លាក់ដល់ 90% បានយ៉ាងងាយស៊ូហុងកាន់គ្រីស្តាល់នោះគិតថាសូម្បីតែនាងដល់ត្រឹម 80% ដូច្នេះគេគួរតែធ្វើខ្លួនធម្មតាបានហើយប៉ុន្តែគ្រាន់តែគាត់ប៉ះវាភ្លាមវាក៏បញ្ចេញពន្លឺពណ៌ក្រហមយ៉ាងចាំងផ្ទុះឡើងសាហាវមែនទែននិងលោតដល់ 100% សម្រាប់ធាតុភ្លើង វូលីងសៀនចាប់ទានគាត់ទាំងតក់ស្លុតដោយប្រាប់ថាវាមានន័យថាគេអាចស្រូបធម្មពលបានពេញលេញតែម្ដង រំលឹកថាកម្រិត 80% របស់នាងឯងដែលធ្វើឲ្យនាងក្លាយជាប្រធានថ្នាក់ទី 5 ពេលនេះនាងជឿថាសមិទ្ធផលថ្ងៃមុខរបស់គេនឹងវ៉ាដាច់នាងដាច់មកស៊ូហុងលួចគិតនឹងចិត្តថាភ្លើងក៏ល្អតែខ្ញុំពិតជាចង់បានរន្ទះជាង គ្រាន់តែគិតភ្លាមអណ្ដាតភ្លើងក្នុងបាល់នោះក៏ប្រែក្លាយទៅជារន្ទះពណ៌មាសភ្លាមតែម្ដង ធ្វើឲ្យប្រធានរូបនេះគាំងម៉ងពេលឃើញគេកាន់បាល់រន្ទះសតធ្វើបង្ងើយស៊ូហុងប្រាប់ប្រធានធ្វើបង្ងើយថាភាពស៊ីគ្នាធាតុរន្ទះរបស់គេក៏ 100% ដែរពេលឮបែបនេះខួរក្បាលរបស់នាងក៏គាំងម៉ាស៊ីនតែម្ដង ក្មេងនេះមិនមែនមនុស្សទេដើម្បីកុំឲ្យចន្លោះគេក៏បង្ហាញថាធាតុខ្យល់របស់គេក៏មាន 100% ដែរ ធ្វើឲ្យនាងអស់កម្លាំងរលីងហើយក៏ដួលសន្លប់លើសាឡុងមិនម៉ាននាទីក្រោយមកវូលីងសៀនកំពុងជួបវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដែលដឹងថាគេពូកែគ្រប់ធាតុទាំងអស់តែម្ដង នាងរំលឹកខ្លួនឯងថានាងធ្លាប់ជាមនុស្សអស្ចារ្យដែលឡើងដល់ថ្នាក់ទី 5 នៅអាយុ 30 តែបើជាមានអារម្មណ៍សាមញ្ញធម្មតាពីជួបនឹងវិសាច់ដ៏ហួសហេតុនេះ នាងយល់ច្បាស់ថាដើម្បីយកឈ្នះអ្វីមួយដែលបំពេញច្បាប់ធម្មជាតិអ្នកត្រូវការនរណាម្នាក់ដែលអាចបំផ្លាញច្បាប់ទាំងនោះឲ្យខ្លាំងជាងនេះទៅទៀតត្រឡប់មកបច្ចុប្បន្ននាងបានត្រឹមសម្លឹងមើលស៊ូហុងហើយទីបំផុតក៏យល់ថាគេជាអ្វីអបកតចំណែកឯហេរ៉ូយើងវិញកំពុងតែមានបញ្ហាដ៏ធំមួយមានភាពស៊ីគ្នាល្អឥតខ្ចោះច្រើនពេកមិនដឹងជ្រើសរើសមួយណាដូច្នេះគេក៏សុំនាងនៅវិជាដឹកនាំទាំង7តែម្ដងធ្វើដូចជាគេកំពុងកំងមហូបតាមមើលញុយចឹង នាងបដិសេធភ្លាមដោយប្រាប់ថាមានមនុស្សល្ងងធ្លាប់សាកហើយក៏ជាប់នៅកម្រិតទាបអស់មួយជីវិត ស៊ូហុងទទួលថាគេគ្រាន់តែចង់សាក់លបងប៉ុណ្ណោះដូច្នេះនាងក៏យល់ព្រមទាំងស្ទាក់ស្ទើរតែប្រមានគីកុំឲ្យបំផ្លាញទេពកោសល្យរបស់ខ្លួនឯងឲ្យសោះ ងាកមករឿងផ្សេងនាងសួរពីការប្រឡងនៅសាលាខាងមុខដោយតម្លៃថាសង្គ្រាមធំមួយកំពុងជិតផ្ទុះហើយប្រទេសនានាកំពុងជ្រើសរើសក្មេងពូកែចូលជំរំហ្វឹកហាត់ទីព្រមព្រៀងនេះសាមញ្ញទេបើគេបានលេខ1នាងនឹងជួយចេញលិខិតណែនាំឲ្យគេភ្លាម គឺដល់គ្រូសាដែលបានបាត់បង់ក្នុងសង្គ្រាមលើកមុនស៊ូហុងក៏យល់ព្រមទទួលយកការប្រកួតប្រជែងនេះភ្លាម គេនឹកឃើញដល់អ៊ំប្រុសអ៊ំស្រីហើយបញ្ញាថានឹងខំប្រឹងឲ្យខ្លាំងដើម្បីការពារអ្នកគ្រប់គ្នាក្នុងពេលនេះយប់នោះទិដ្ឋភាពបានងាកមកកាន់អាផាតមិនតូចរបស់គេវិញស៊ូហុងបានបង្ហាញកាតអ្នកចម្បាំងថ្មីសន្លងរបស់គេទៅកាន់គ្រួសារយ៉ាងមោទនភាព ហើយអ៊ំប្រុសនិងអ៊ំស្រីរបស់គេក៏រំភើបហួរទឹកភ្នែកយ៉ាងខ្លាំងដោយមានមោទនភាពចំពោះគេបញ្យល់ថាប្រាក់ខែ 100000 មានន័យថាអ៊ំប្រុសអាចឈប់ធ្វើការហត់នឿយទៀតបានហើយ គេសន្យាយ៉ាងមុតមមថាចាប់ពីពេលនេះតទៅគេជាអ្នកចិញ្ចឹមពួកគាត់វិញម្ដង យប់នោះក៏ដល់ពេលត្រូវសាក់លបងភាពស៊ីគ្នាធាតុភ្លើង 100% នោះដោយការតាំងសមាធិភ្នែកគេបញ្ចេញពន្លឺពេលប្រមូលធម្មពលធាតុរួចគេម៉ាត់មួយដៃដោយសង្ឃឹមថាមានបាល់ភ្លើងអាចកំទេចជញ្ជាំងបានប៉ុន្តែអន្តាភ្លើងនោះគ្រាន់តែរលត់ទៅជាផ្សែងដ៏តូចមួយយ៉ាងគួរឲ្យអាណិតហេរ៉ូយើងគាំងហ្មងដល់ឆ្ងល់ថាតើធម្មពលកំទេចនោះបាត់ទៅណាអស់ ផ្ទាំងព័ត៌មានរបស់គេបញ្ជាក់ថាគេបានរៀនជំនាញនេះហើយប៉ុន្តែវាទើបតែនៅកម្រិតទី1ប៉ុណ្ណោះពេលនោះគេក៏កត់សម្គាល់ឃើញសញ្ញាបូកតូចមួយដោយដឹងថាជំនាញទាំងនេះអាចដំឡើងកម្រិតបានរួចក៏យល់ថានេះប្រហែលជាអត្ថប្រយោជន៍ពិសេសមួយទៀតរបស់ទូឯងហើយ គេព្យាយាមបញ្ចូលបន្ទុកទៅក្នុងជំនាញនោះភ្លាមដូចជំនាញផ្សេងទៀតដែរតែបែរជាលោតសារថាបន្ទុកមិនគ្រប់គ្រាន់ទៅវិញខកបំណងក្នុងការដំឡើងធម្មពលអស់រលីង ដោយមិនព្រមចោះចាញ់គេសម្រេចចាត់រៀនវិជ្ជាដឹកនាំទាំង7ក្នុងពេលតែមួយតើអាចខកអីទៅប៉ុន្មានម៉ោងក្រោយមករាងកាយគេក៏ហ្វឹកវរពេញទៅដោយការប៉ះទង្គិចនៃធម្មពលទាំងនោះភ្លាមនោះការប្រមានរបស់ប្រធានអំពីមនុស្សល្ងងម្នាក់ដែលធ្លាប់សាក់លបងរឿងនេះក៏កាន់តែសមហេតុផលពេលគេដឹងថាខ្លួនអាចប្រើធាតុមួយប៉ុណ្ណោះក្នុងមួយពេលដោយបង្ហាញបានត្រឹមអណ្ដាតភ្លើងតូចមួយមុនពេលលួចឆ្ងល់ថានឹងមានអ្វីកើតឡើងបើគេបង្ខំប្រើធាតុទី2រួចធម្មពលទាំងពីរក៏ប៉ះទង្គិចគ្នាបង្កើតបានជាការផ្ទុះតូចមួយភ្លាមតែម្ដងស៊ូហុងក៏ចំមកចូលធាតុកូឡុននិងភ្លើងបញ្ចូលគ្នាព្រោះហេតុអីមិនសាក់លេងជាមួយធាតុទាំងនេះទៅប៉ុន្តែធម្មពលទាំងពីរប៉ះទង្គិចគ្នាយ៉ាងខ្លាំងដោយមិនចោះចាញ់គេនៅតែបន្តព្យាយាមធ្វើវាម្ដងហើយម្ដងទៀតបង្កឲ្យមានការផ្ទុះតូចៗនៅលើដំបូលពេញមួយយប់លុះព្រឹកឡើងគេនៅតែបន្តទោះជាអស់កម្លាំងខ្លាំងក៏ដោយគេប្រឹងប្រែងដល់កម្រិតកំពូលដើម្បីធ្វើឲ្យវាជោគជ័យ ដោយការបញ្ជាចុងក្រោយគេបង្ខំធម្មពលទាំងពីរបញ្ចូលគ្នាលើកនេះពួកវាពិតជាបញ្ចូលគ្នាខ្លាចជាដុំភ្លើងគូឡុនដល់នឹងនោះ គេមើលទៅដូចមិនបានដេកមួយសប្តាហ៍តែទីបំផុតគេពិតជាធ្វើបានសម្រេចពេលនេះដល់ពេលសាក់លបងរបស់លេងថ្មីដ៏គ្រោះថ្នាក់នេះហើយគេធ្វើដំណើរទៅ Star City Marshall Arena ដើម្បីរកមើលជនរងគ្រោះ
លើកនេះគេជ្រើសរើសម៉ាស៊ីនវាស់ថាមពលកម្រិត3ដោយសង្ឃឹមថាវានឹងមិនខ្ទេចពេលប៉ះទង្គិច គេសម្រេចចិត្តបន្ថយដោយប្រើកម្លាំង 30% វាយសាកល្បងវាបានបន្ទុកលើស 2300 គឺកើន 500 ពីការបញ្ចូលគ្នានេះដោយដឹងថាក្បាច់ថ្មីនេះខ្លាំងប៉ុណ្ណាគេរៀបចំចង់ដឹងថាកណ្ដាប់ដៃផ្គូលាន់ភ្លើងពិតប្រាកដអាចធ្វើអ្វីបានខ្លះគេវាយមួយដៃយ៉ាងខ្លាំងដោយទម្លាក់ថាមពលទៅក្នុងម៉ាស៊ីនបន្ទុកបានឡើងលើ 3000 ភ្លាមៗគឺ 3041 កម្លោះយើងពិតជាភ្ញាក់ផ្អើលដែលកម្លាំងត្រឹម 30% អាចយកឈ្នះអ្នកប្រយុទ្ធកម្រិតខ្ពស់បាននេះធ្វើឲ្យគេគិតចង់បញ្ចូលធាតុទាំង7ចូលគ្នាតែម្ដង ស៊ូហុងមិនស្កប់ស្កល់ត្រឹមធាតុ2ក៏សម្រេចចិត្តសាក់លបងបញ្ចូលធាតុ3លទ្ធផលគឺគេដេកសន្លប់នៅលើដំបូលដោយអស់កម្លាំងខ្លាំងតាមពិតការបញ្ចូលធាតុ3ពិតជាពិបាកខ្លាំងណាស់ហើយគេធ្វើមិនបានលទ្ធផលអ្វីសោះ ដូច្នេះគេពិនិត្យមើលជំនាញឃើញថាពួកវានៅកម្រិតមួយទាំងអស់ក៏សម្រាប់ចិត្តរកបន្ទុកប្រឡងដើម្បីដំឡើងកម្រិត នៅថ្ងៃបន្ទាប់សិស្សទាំងអស់បានប្រមូលផ្ដុំគ្នានៅលើទីលានដើម្បីប្រឡងប្រចាំខែ លើឆាកនយោបាយប្រកាសថានេះមិនមែនប្រឡងធម្មតាទេវាជាការរើសសិស្សចូលជំរំទេពកសលតែម្ដង ជំរំនេះមានធនធានច្រើននឹងគ្រូកម្រិតកម្ពុជាដោយយកតែសិស្សពូកែ3នាក់ប៉ុណ្ណោះ សិស្សផ្សេងទៀតកំពុងភ្ញាក់ផ្អើលនឹងគ្រូកម្រិត7ព្រោះនាយកសាលារបស់ពួកគេត្រឹមតែកម្រិត3ប៉ុណ្ណោះ ចំណែកស៊ូហុងឆ្ងល់ថាហេតុអ្វីប្រធានប្រាប់គេឲ្យយកចន្ទត់ដាក់លេខ1មិនមែនត្រឹមក្នុងចំណោមលេខ3 មិត្តគេប្រាប់ថាគូប្រជែងគឺ Chen Shan និង Li Tu ខ្លាចជាអ្នកប្រយុទ្ធកម្រិត1បាត់ទៅហើយ មើលទៅពួកគេទទួលបានការបង្រៀនពិសេសពីនាយកហើយខ្លាចជាអ្នកជំនាញខាងក្បាច់កណ្ដាប់ដៃដ៏ខ្លាំងក្លាក្មេងថ្មីដ៏ខ្លាំងតែពីនេះបង្ហាញភាពជឿជាក់ត្រៀមខ្លួនបង្ហាញថាពួកគេជាអច្ឆរិយៈពិតប្រាកដរបស់សាលាពេលនោះនាយកកំពុងជជែកជាមួយលីមីងដោយមិនដឹងថាក្មេងខ្លាំងដែលគាត់កំពុងរកគឺជាសិស្សគាត់សោះឡើយ ភ្លាមៗនោះលីមានបាក់ភ្នែកធំៗពេលឃើញម្នាក់នៅខាងក្រោមស្របពេលដែលគ្រូសាលាផ្សេងនិងកូនចៅមកដល់ហើយចំអកទឹកមុខស្មុគស្មាញរបស់នាយកបុរសនេះឈ្មោះចាងមីងបាននាំសិស្សពូកែរបស់គាត់មកតតាំងជាមួយអ្នកណាដែលបានលេខ1នាយកសាលាពិតជាខឹងខ្លាំងណាស់ពេលដឹងថាវាជាអន្ទាក់ជាសាធារណៈដើម្បីបំបាក់មុខសាលាគាត់ចាងមីងនៅតែបន្តចំអកថាគាត់នឹងយល់បើពួកគេបដិសេធព្រោះសិស្សរបស់ពួកគេខ្សោយពេកប៉ុន្តែស្រាប់តែសិស្សគូប្រជែងម្នាក់ចង្អុលទៅក្នុងហ្វូងមនុស្សព្រោះគេចំណាំស៊ូហុងបានដោយក្តីភ្ញាក់ផ្អើលបំផុត ឥឡូវនេះគ្រូគូប្រជែងសម្លឹងចង់កំឡោះយើងតែម្ដងដោយឆ្ងល់ថាតើក្មេងនេះជាអ្នកណាឲ្យប្រកាស គ្រូគូប្រជែងសម្លឹងចំស៊ូហុងហើយចំណាំក្មេងកពូលខ្លាំងនេះភ្លាមគាត់ចាប់ផ្ដើមបែកនៅព្រោះដឹងថាក្មេងនេះរៀននៅសាលាដែលគាត់មកចំអកនេះសោះខួរក្បាលគាត់គិតភ្លាមហើយសន្និដ្ឋានថាសិស្សរបស់គាត់ប្រកាសជាត្រូវគេវាយខ្ទេចមិនខានដូច្នេះគាត់ក៏ដកថយភ្លាមៗដោយអះអាងថាវាគ្រាន់តែជាការលេងសើចហើយសុំចាញ់តែម្ដងនាយកនិងលីមីងពិតជាខឹងក្តៅកាហាយនឹងការបំបាក់មុខនេះតែការប្រកួតត្រូវបន្តហើយស៊ូហុងត្រូវបានហៅចេញមុនគេ គ្រូរបស់គេប្រមានឲ្យប្រយ័ត្នព្រោះគូប្រជែងជាអ្នកប្រយុទ្ធកម្រិតបំរុង គូប្រកួតបែរជាមានអំណួតសួរថាស៊ូហុងព្រមចាញ់ឬចង់ត្រូវគេវីគេប្រមូលកម្លាំងវាត្រៀមបញ្ចប់រឿងនេះឲ្យលឿនតែស៊ូហុងគ្រាន់តែគេខ្លួនឲ្យតតមួយជើងយ៉ាងលឿនចំធ្គាមអាណិតនោះដួលខ្ពកស្លាប់ឆឹងតែម្ដង នៅលើកៅអីគ្រូនិងមិត្តរួមថ្នាក់សម្លឹងមើលដោយភ្ញាក់ផ្អើលបំផុតផ្ដួលអ្នកប្រយុទ្ធបំរុងត្រឹមមួយក្បាច់ហើយកំឡោះយើងសំបីបាច់ញើសក៏គ្មានផងដោយសារជ័យជំនះនេះមនុស្សចាប់ផ្ដើមខ្សឹបសៀវថាគេច្បាស់ជាអ្នកប្រយុទ្ធកម្រិតមួយហើយនាយកសាលាដែលកំពុងមើលពីលើកំពុងខឹងខ្លួនឯងយ៉ាងខ្លាំងចំពោះការធ្វើប្រហែលនេះគាត់ស្ដាយក្រោយតែស្ទើរតែកប់ទៀបកសលនេះចោលស្របពីលីមីងចាប់ផ្ដើមសង្ស័យតិចៗហើយពួកគេក៏បានមើលការប្រកួតប្រកដាប្រាច់ប្រមួយទៀតរវាងកំពូលសេះទាំងពីរគឺ Chen Shan និង Li Tu ដែលកំពុងវាយគ្នាយ៉ាងសាហាវ Li Tu ឌឺដងឲ្យគូប្រជែងប្រើក្បាច់សម្ងាត់ខណៈគេកំពុងប្រមូលថាមពលកណ្ដាប់ដៃផ្គូលលាន់ Chen Shan ក៏វីតបវិញធ្វើឲ្យថាមពលពួកគេប៉ះទង្គិចគ្នាចំកណ្ដាលសង្វៀន Chen Shan ប្រឹងអស់សមត្ថភាពស្រែកឡើងពេលគេបញ្ចេញកណ្ដាប់ដៃភ្លើងទស្សនិកជនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគេអាចបញ្ចេញថាមពលធាតុបានទៅហើយប៉ុន្តែ Li Tu គ្រាន់តែញញឹមចង់មាត់បញ្ចេញថាមពលធាតុលោហៈរបស់គេដូចជាការលេងសើចធ្វើឲ្យពួកសិស្សភ័យស្លន់ស្លោម្ដងទៀតព្រោះគេអាចធ្វើវាបានគេធ្វើបានជាមួយនឹងថាមពលខ្លាំងជាងមុនដើម្បីបង្អួតឲ្យកាន់តែខ្លាំងគេបានបញ្ចេញបច្ចេកទេសចង្វាក់កម្រិតខ្ពស់របស់គេរួចបញ្ចូលថាមពលវាប្រហាចុងក្រោយប្រើក្បាច់កណ្ដាប់ដៃរន្ទះ7ដំណាក់កាលហើយភ្លាមៗនោះ Chen Shan ក៏ត្រូវបានវាខ្ទាតចេញពីសង្វៀនចាញ់យ៉ាងអាម៉ាស់បំផុតមើលពីខាងលើនាយកសាលាពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះទេពកោសល្យរបស់ Li Tu ហើយសន្និដ្ឋានជាមួយ Li Ming ថាស៊ូហុងពិតជាគ្មានសង្ឃឹមឈ្នះក្នុងវគ្គផ្ដាច់ព្រាត់ឡើយពេលនោះមន្ត្រីម្នាក់ទៀតបានដើរចូលមកហើយភ្នាល់ប្រាក់ 50000 ថាស៊ូហុងនឹងឈ្នះដែលពួកគេទទួលយកភ្លាមពេលនោះការប្រកួតផ្ដាច់ព្រាត់ត្រូវបានប្រកាសគឺ Li Tu តទល់នឹងស៊ូហុង Li Tu ចាប់ផ្ដើមនិយាយមើលងាយភ្លាមដោយអះអាងថាស៊ូហុងមកដល់វគ្គនេះដោយសារសំណាងប៉ុណ្ណោះខណៈដែលស៊ូហុងមើលទៅសប្បាយចិត្តដែលទីបំផុតរូបបានគូប្រកួតដ៏ស័ក្តិសមក្រោយពេលរងចាំយ៉ាងយូរគូប្រជែងរបស់គេបានសួរយ៉ាងក្រអឺតក្រទមថាបើស៊ូហុងលេខ2តើនរណាលេខ1រួចក៏ស្ទុះចូលស្រែកថាតំណែងកម្ពុជាគឺជារបស់គេដោយបញ្ចេញថាមពលច្រវាក់លោហៈហើយសន្យាថានឹងបញ្ចប់ការប្រកួតក្នុងមួយក្បាច់នៅលើកៅអីទស្សនិកជនគ្រប់គ្នាយល់ស្របថាស៊ូហុងច្បាស់ជាចាញ់បច្ចេកទេសនោះជាក់ជាមិនខានប៉ុន្តែភ្នែករបស់ក្មេងប្រុសយើងចាប់ផ្ដើមភ្លឺឡើងដោយថាមពលធាតុសុទ្ធហើយគេត្រៀមកណ្ដាប់ដៃរបស់គេដើម្បីទប់ទល់ការវាយប្រហារនោះដោយផ្ទាល់តែម្ដងទស្សនិកជនភ័យស្លន់ស្លោហើយស្រែកថាគេពិតជាឈួតមែនដែលមិនព្រមព្យាយាមកិច្ចសោះកណ្ដាប់ដៃស៊ូហុងហោះទៅទប់ច្រវាក់លោហៈក្នុងល្បឿនយ៉ាងលឿនមកផុនការវាយប្រហាររបស់ពួកគេបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងបង្កើតជាខ្យល់ព្យុះនៃថាមពលដ៏ខ្លាំងក្លាធ្វើឲ្យ Li Tu ស្រឡាំងកាំងយ៉ាងខ្លាំងដែលក្បាច់ចុងក្រោយរបស់គេត្រូវបានបំបែកដោយកណ្ដាប់ដៃធម្មតាទាំង5ការវាយតបគ្នានេះខ្លាចជាភាពច្បុកច្បល់រវាងកណ្ដាប់ដៃនិងច្រវាក់ដោយគ្មាននរណាព្រមចុះចាញ់ឡើយចំណែកគូប្រជែងក៏ចាប់ដើមភ័យដោយឆ្ងល់ថាតើស៊ូហុងជាមនុស្សទេបើកណ្ដាប់ដៃធ្ងន់ម្ល៉េះនៅកន្លែងទស្សនិកជនពួកគ្រូបង្រៀនកំពុងតែភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលក្មេងប្រុសយើងអាចទប់ទល់នឹងក្បាច់កំពូលដោយប្រើត្រឹមកម្លាំងសុទ្ធតែម្ដង
នាយកសាលាញ័រខ្លួនដោយដីរំភើបជឿជាក់ថាគាត់បានរកឃើញទេពកោសលដែលមានរាងកាយពិសេស ប៉ុន្តែលីមីងដែលតែងតែចូលចិត្តបំបាក់ទឹកចិត្តបានបញ្ជាក់ថាធម្មពលធាតុនៅតែផ្ដល់គុណសម្បត្តិពិតប្រាកដដល់លីទូ ក្រោយការវាយប្រហារយ៉ាងលឿនលីទូត្រូវបានរុញឲ្យថយក្រោយខណៈដែលស៊ូហុងមិនបានកម្រើសូម្បីតែបន្តិចដែលធ្វើឲ្យគូប្រជែងរបស់គេកាន់តែខឹងសម្បាបញ្ចេញធម្មពលនិងស្រែកថាមានតែគេម្នាក់គត់ដែលត្រូវឈ្នះ គេស្ទុះទៅវាយប្រហារពេញទំហឹងម្ដងទៀតដោយបង្ខំឲ្យស៊ូហុងលុតជង្គង់នឹងមុខគេ ចំណែកស៊ូហុងមើលទៅធុញទ្រាន់ដោយគិតថាគេចង់បានការកម្ដៅសេចក្ដីល្អជាងនេះ ដោយសម្រាប់ចិត្តថាពេលលេងសើចបានបញ្ចប់ទីបំផុតគេក៏បញ្ចេញធម្មពលរន្ទះរបស់គេបន្លឺសំឡេងជុំវិញកណ្ដាប់ដៃ គេបញ្ចេញក្បាច់រន្ទះបញ្ចូលភ្លើងដែលគេបានហ្វឹកហាត់ពេញមួយយប់ដើម្បីបង្ហាញការគោរព លីទូភ្ញាក់ផ្អើលយ៉ាងខ្លាំងស៊ូហុងមិនត្រឹមតែអាចប្រើធម្មពលធាតុទេតែវាជាធាតុរន្ទះដ៏អស្ចារ្យទៀតផងនៅលើកៅអីគិតយូនាយកសាលានិងលីមីងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយត្រូវរន្ទះបាញ់នៅពេលបានឃើញទស្សនវិជ្ជានេះ ពួកគេភ្ញាក់ខ្លួនវិញដោយដឹងថារាងកាយពិសេសបូកនឹងធាតុរន្ទះគឺជាការរួមបញ្ចូលគ្នាដ៏គួរឲ្យខ្លាចបំផុត នៅពេលការវាយប្រហារចុងក្រោយទាំងពីរប៉ះទង្គិចគ្នាក្នុងការផ្ទុះដ៏ធំរវាងលោហៈនិងរន្ទះលីទូបានដឹងភ្លាមៗពីភាពខុសគ្នាដោយយល់ថារន្ទះរបស់ស៊ូហុងពិតជាខ្លាំងជាងលោហៈរបស់គេឆ្ងាយណាស់ ហើយស៊ូហុងក៏តែញញឹមដែលប្រាប់ឲ្យគេដឹងថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ស៊ូហុងញញឹមដោយសន្យាថានឹងបង្ហាញក្បាច់កណ្ដាប់ដៃរន្ទះផ្ទាល់ខ្លួនជាមួយនឹងល្បឿនវាយប្រហារយ៉ាងលឿនដូចផ្លែកបន្ទោកណ្ដាប់ដៃនោះវាយឲ្យលីទូខ្ទាតថយក្រោយគេមិននឹកស្មានថាត្រូវរងបច្ចេកទេស9ដំណាក់កាលដ៏ល្អឥតខ្ចោះធ្វើឲ្យសិស្សលេខ1ប្រចាំសាលាដួលស្លាប់ឈឹងនៅលើកម្រាល គ្រូនិងមិត្តរួមថ្នាក់បានត្រឹមគាំងស្ងៀមដោយភាពភ្ញាក់ផ្អើលមុនពេលដឹងថាក្បាច់របស់ស៊ូហុងគឺពិតជាខ្លាំងជាងអ្វីដែលពួកគេធ្លាប់បានរៀនទៅទៀតនៅកន្លែងកិត្តិយសនាយកសាលាកំពុងតែអស្ទើរឈួតដោយទីបំផុតបានស្គាល់នាគលាក់ខ្លួនប្រចាំទីក្រុងនេះហើយចំណែកលីមីងគ្រាន់តែញញឹមដោយដឹងថាក្មេងពូកែដទៃទៀតនៅជំរុំហ្វឹកហាត់ច្បាស់ជាជួបរឿងភ្ញាក់ផ្អើលមិនខានក្មេងប្រុសយើងឈរយ៉ាងស្ងប់ស្ងាត់ដោយពិតជាលូតលាស់ហួសពីទីក្រុងតូចនេះទៅហើយ ហើយនាយកសាលាក៏យល់ស្របថាជំរុំនេះគ្រាន់តែជាការចាប់ផ្ដើមសម្រាប់ក្មេងដ៏ខ្លាំងដូចជាគេប៉ុណ្ណោះ ល្ងាចនោះបន្ទាប់ពីបំបីកំណត់ថាពេញមួយថ្ងៃទីបំផុតស៊ូហុងបានមកដល់ផ្ទះជាកន្លែងដែលពូរបស់គេសួរពីការប្រឡងហើយគេក៏ប្រាប់យ៉ាងសាមញ្ញថាគេទទួលបានចំណាត់ថ្នាក់លេខ1 គ្រួសាររបស់គេពិតជារំភើបយ៉ាងខ្លាំងដោយអបអរថាគេនឹងទៅជំរុំហ្វឹកហាត់ជាផ្លូវការប៉ុន្តែអាហារពេលល្ងាចដ៏សប្បាយរីករាយរបស់ពួកគេត្រូវបានរំខានដោយសំឡេងគោះទ្វារ ស្ត្រីស្លៀកពាក់ស្អាតបាតម្នាក់នៅខាងក្រៅកំពុងទាមទារចង់ជួបស៊ូហុងហើយគេបានបើកទ្វារដែលមិននឹងទាល់តែសោះថានាងគឺជានរណានាងណែនាំខ្លួនជាម្ដាយរបស់ក្មេងជាប់លេខ4មកទីនេះដើម្បីចរចាកន្លែងរបស់គេដោយសូកប៉ាន់ប្រាក់$30,000ដើម្បីឲ្យគេបោះបង់ចោលវាពិតជាយុទ្ធសាស្ត្រដ៏កក្លឿនមែន ក្រុមគ្រួសារទាំងមូលបានត្រឹមសម្លឹងមើលទៅវិញដោយទឹកមុខមិនខ្វល់ខ្វាយបន្តិចសោះឡើយ ទើបនាងចាប់ផ្ដើមខឹងហើយស្រែកថាការប្រកួតនេះសាហាវណាស់គេអាចនឹងស្លាប់នៅទីនោះនាងនៅតែបន្តប្រមាថថាគេក្រពេកមិនអាចរស់នៅជំរំនោះទេគួរតែបោះបង់ទៅដែលធ្វើឲ្យមីងរបស់គេភ័យស្លន់ស្លោភ្លាមៗហើយសួរថាតើវាពិតជាគ្រោះថ្នាក់ខ្លាំងមែនទេ ពូព្យាយាមលួងលោមប្រពន្ធគាត់ខណៈដែលស៊ូហុងឈរនៅទីនោះដោយទឹកមុខស្ងើបំផុត ដោយក្តីបារម្ភក្នុងចិត្តគាត់បានសួរក្មួយប្រុសដើម្បីចង់បានការធានាថានឹងមានសុវត្ថិភាពហើយស៊ូហុងក៏ងាកមកដោយភាពជឿជាក់បំផុតព្រមទាំងឆ្លើយថាយល់ព្រមយ៉ាងម៉ឺងម៉ាត់ឮប៉ុណ្ណឹងលោកពូអស់បារម្ភហើយក៏ប្រាប់ទៅម្ដាយអ្នកមាននោះថាគាត់ជឿជាក់លើគ្រួសារខ្លួនឯងមិនមែនជឿនាងទេបន្ទាប់មកក៏ចង្អុលទៅមាត់ទ្វារហើយប្រាប់ឲ្យនាងចេញទៅបាត់ពិតជាការដេញយ៉ាងចាស់ដៃមែននាងដើរចេញទាំងខឹងហើយរអ៊ូថាពួកគេនឹងស្ដាយក្រោយពេលដែលក្មេងនេះត្រូវគេបញ្ឈប់ពីការប្រកួត ពេលនាងចេញផុតទៅស៊ូហុងក៏សុំទោសដែលមិនបានប្រាប់ពួកគាត់ពីហានិភ័យទាំងនេះប៉ុន្តែលោកពូរបស់គេគ្រាន់តែលើកមេដាយឡើងហើយសន្យាថានឹងគាំទ្រគេរហូតដល់ទីបញ្ចប់មីរបស់គេក៏ប្រាប់ដែរថាពួកគាត់មិនខ្វល់ពីរឿងចំណាត់ថ្នាក់អីទេសំខាន់គឺសុវត្ថិភាពកំឡោះយើងគ្រាន់តែញញឹមហើយសន្យាថានឹងត្រឡប់មកវិញដោយសុវត្ថិភាពយប់ជ្រៅបន្តិចគេបានត្រឡប់ទៅលើដំបូលផ្ទះវិញដើម្បីហ្វឹកហាត់ក្បាច់គុនដូចធម្មតាគេបានបដិញ្ញាចិត្តថានឹងខំប្រឹងឲ្យកាន់តែខ្លាំងដើម្បីការពារជីវិតរស់នៅដ៏មានក្តីសុខជាមួយគ្រួសាររបស់គេ គេបើកមើលប្រព័ន្ធ stat របស់ខ្លួនឃើញថាមាន285ពិន្ទុពីការប្រឡងដល់ពេលត្រូវចាយហើយ ដោយដឹងថាជំរុំហ្វឹកហាត់នោះពោពេញទៅដោយមនុស្សពូកែគេសម្រេចចិត្តចាក់បន្ទូទាំងអស់ទៅលើកម្លាំងកាយមុនគេបន្ទូចាប់ផ្ដើមដំណើរការហើយរាងកាយគេក៏បញ្ចេញពន្លឺនៅពេល upgrade ម្ដងកម្រិតរាងកាយធម្មតារបស់គេបានកើនឡើងយ៉ាងលឿនដល់ 64.6% គេកំពុងគិតថាតើមានអ្វីកើតឡើងបន្តទៀតបន្ទាប់មកគេចាប់អារម្មណ៍រឿងចម្លែកមួយក្បាច់គុនរន្ទះនិងភ្លើងរបស់គេបានឡើងដល់ level 2ទើបគេដឹងថាគ្រាន់តែហ្វឹកហាត់ពួកវាគឺអាចឡើង level ដើមបានហើយមិនបាច់ប្រើបន្ទុកនោះទេដោយទទួលបានធម្មពលថ្មីនេះស៊ូហុងសម្រាប់ចិត្តហ្វឹកហាត់យកមួយ level ទៀតមុនពេលទៅដល់ជំរំ លុះដល់ព្រឹកបន្ទាប់ពន្លឺថ្ងៃថ្មីក៏បានចាំងចូលមកក្នុងទីក្រុងគេបើកភ្នែកឡើងយ៉ាងស្រស់ស្រាយបន្ទាប់ពីការហ្វឹកហាត់ពេញមួយយប់ត្រូវបានបញ្ចប់ជាស្ថាពរមិនយូរប៉ុន្មានទាំងក្បាច់គុនរន្ទះនិងក្បាច់គុនភ្លើងរបស់គេសុទ្ធតែបានឡើងដល់ level 3យោងតាមប្រព័ន្ធ step របស់គេវាបានជួយបង្កើនធម្មពលឈាមរបស់គេឲ្យឡើងកម្រិតមួយផងដែរគ្រួសារបានមកជួលដំណើរគេអ្នកមីងបានអង្វរឲ្យគេត្រឡប់មកផ្ទះវិញភ្លាមប្រសិនបើស្ថានភាពមើលទៅគ្រោះថ្នាក់ពេកប៉ុន្តែលោកពូវិញបានប្រាប់គេឲ្យចេញទៅវាយលុកហើយដណ្ដើមយកចំណាត់ថ្នាក់លេខ1ត្រឡប់មកវិញឲ្យបាន ពេលស៊ូហុងដើរចេញផុតទៅលោកពូពិតជាភ័យញាក់ខ្លួនដោយក្តីបារម្ភចំណែកប្រពន្ធរបស់គាត់ក៏និយាយឌឺដងភ្លាមៗដែលគាត់ខំប្រឹងធ្វើខ្លួនជាមនុស្សរឹងមាំនៅមុខក្មេងបែបនេះចំណែកកំឡោះយើងវិញកំពុងដើរតាមផ្លូវដោយភាពជឿជាក់ត្រៀមខ្លួនរួចជាស្រេចទឹកមុខរបស់គេពោពេញដោយការផ្ដោតអារម្មណ៍យ៉ាងមុតមាំបំផុតព្រាមនោះមានរថយន្តស្ពណ៌ពណ៌ក្រហមដ៏ស្រស់ស្អាតមួយគ្រឿងបានបើកមកឈប់ងាក់នៅពីមុខគេហើយស្ត្រីសក់មាសពាក់វ៉ែនតាខ្មៅដ៏លយម្នាក់ក៏បានហៅគេឲ្យឡើងជិះជាមួយដោយមិនមាននិយាយអ្វីទៀតពួកគេបានបើកបរយ៉ាងលឿនតាមផ្លូវ highway នេះពិតជាការធ្វើដំណើរដ៏លយមួយសម្រាប់ស៊ូហុងតែម្ដង គេសួរស្ត្រីម្នាក់នោះដែលគេហៅថាប្រធានអំពីមូលហេតុដែលនាងមករាប់គេដោយផ្ទាល់បែបនេះនាងបញ្យល់ថានាងមានព័ត៌មានសំខាន់មួយចំនួនអំពីជំរំហ្វឹកហាត់ចាំប្រាប់គេ
នាងក៏ប្រាប់រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថាអ្នកចូលរួមផ្សេងទៀតខ្លះគឺជាអ្នកប្រយុទ្ធកម្រិតខ្ពស់រួចទៅហើយនាងព្រមានគេថាសូម្បីតែក្បាច់ខ្សោយបំផុតរបស់ពួកគេក៏ជាក្បាច់គុណកម្រិត B ដែរ ស៊ូហុងគិតក្នុងចិត្តថាដោយមានប្រព័ន្ធ system នៅក្នុងខ្លួនគេមិនខ្លាចក្បាច់គុណកម្រិត B ទាំងនោះសូម្បីតែបន្តិច ប្រធានរូបនេះបានលើកទឹកចិត្តគេដោយប្រាប់ថាគេពិតជាមានទេពកោសល្យខ្ពស់មែនប៉ុន្តែគេនៅខ្វះខាតធនធានជាច្រើនទៀត ស៊ូហុងគ្រាន់តែថ្លែងអំណរគុណនាងដោយស្ងប់ស្ងាត់មិនខ្វល់ពីការបញ្យល់នោះទេនាងមានការកោតសរសើរចំពោះផ្នត់គំនិតដ៏រឹងមាំរបស់គេដោយដឹងថាគេនឹងមិនចុះចាញ់ក្រោមសម្ពាធឡើយ ឡានរបស់ពួកគេបើកាត់ជួរភ្នំធានលីងដ៏ធំល្វើយពួកគេចូលរួមជាមួយសិស្សផ្សេងទៀតនៅក្នុងឡានវ៉ែនមួយដែលមានសិស្សម្នាក់កំពុងភ័យស្លន់ស្លោពេលដឹងថាទីនេះមានសុទ្ធតែបិសាចមន្ត្រីម្នាក់បានបញ្យល់ថាតំបន់នេះគឺជាកន្លែងប្រមូលផ្ដុំដោយថាមពលវិញ្ញាណនិងសត្វចម្លែកហើយខ្លះមានកម្លាំងខ្លាំងដោយកំពូលចវាយនាយទៅហើយ ដើម្បីឲ្យមើលឃើញកាន់តែច្បាស់ខ្លាធំមានភ្នែក3មួយក្បាលកំពុងខំហែកសត្វខ្លាឃុំយ៉ាងសាហាវសុំស្វាគមន៍មកកាន់ព្រៃធំ តាមមើលទៅសូម្បីតែអ្នកប្រយុទ្ធកម្រិតខ្ពស់ក៏មិនហ៊ានជន់ជើងចូលក្នុងព្រៃមរណៈនេះដែរ ឡានវ៉ែននេះនៅតែបន្តបើកចូលទៅក្នុងព្រៃកាន់តែជ្រៅទៅជ្រៅបរិយាកាសមើលទៅកាន់តែគួរឲ្យព្រឺក្បាលឡើងពី1វិនាទីទៅ1វិនាទីហើយស្រាប់តែមានភ្នែកពណ៌ក្រហមភ្លឺផ្លេកជាច្រើនកំពុងលួចសម្លឹងមើលពួកគេពីក្នុងទីងងឹត មិត្តរួមដំណើរថ្មីរបស់គេចាប់ផ្ដើមបាត់បង់ស្មារតីដោយគិតថាសត្វចម្លែកទាំងនោះច្បាស់ជាលោតមកវាយប្រហារពួកគេមិនខានប៉ុន្តែសម្រាប់ស៊ូហុងវិញគេកំពុងតែរំភើបញាប់ញ័រក្នុងចិត្តដោយគិតថារឿងនេះប្រកាសជាសប្បាយមិនខាន ទីបំផុតពួកគេបានមកដល់ជំរំបែបយោធាមួយដែលព័ទ្ធជុំវិញដោយលួបន្លាមើលទៅគួរឲ្យកក់ក្ដៅណាស់ បរិមម្នាក់ទៀតចាប់ផ្ដើមសម្លឹងមើលគូប្រកួតទាំងភ័យព្រួយវាជារឿងត្រឹមត្រូវហើយព្រោះអ្នកផ្សេងទៀតមើលទៅសុទ្ធតែជាមនុស្សកាចសាហាវមុខដូចជាអ្នកស៊ីថ្មជាអាហារព្រឹកអញ្ចឹង មិត្តរួមដំណើរទាំងពីររបស់គេទាំងនិយាយលេងចេញដោយភាពភ័យខ្លាចពេលដឹងថាគូប្រកួតខ្លាំងប៉ុណ្ណា ម្យ៉ាងវិញទៀតកំឡោះយើងគ្រាន់តែញញឹមចុងមាត់ត្រៀមខ្លួនជានិច្ចសម្រាប់រឿងនេះគេប្រាប់មិត្តភក្តិថ្មីរបស់គេឲ្យដើរទៅមុខបន្តហើយជាអ្នកដើរនាំមុខគេយ៉ាងក្លាហានដូចជាជើងឯកអញ្ចឹង ស្រាប់តែមានដៃមួយខាត់ផ្លូវពួកគេហើយមន្ត្រីជំរុំបានប្រកាសថានឹងមានការធ្វើតេស្តជួរជាមុនសិនព្រោះវាជារឿងដែលត្រូវតែមានទៅហើយ សិស្សផ្សេងទៀតចាប់ផ្ដើមរអ៊ូទាំអំពីពួកគុណចៅត្រកូលធំទៅហើយ ក្មេងៗដែលមកយឺតស្រាប់តែមកដល់ចំពេលល្មមជាមួយនឹងក្បួនឡានដ៏សែនថ្លៃជាច្រើនគ្រឿងហើយមានអ្នកប្រយុទ្ធថ្មី 2-3 នាក់ដើរចុះមកពួកគេមើលទៅសង្ហានិងស្អាតបាតពេកហើយសម្រាប់ការធ្វើតេស្តរស់រានមានជីវិតដ៏ព្រៃផ្សៃបែបនេះ សម្លេងសឹកស៊ីវពីក្រោយបានបញ្ជាក់ប្រាប់ថាពួកកម្ពុជាមនុស្សពូកែប្រចាំទីក្រុងបានមកដល់ហើយ យុវជនទាំង3នាក់នោះបានដើរទម្លុះហ្វូងមនុស្សដូចជាកន្លែងនេះជារបស់ពួកគេតែម្នាក់ឯងដើម្បីទាញយកចំណាប់អារម្មណ៍ពួកគេបានទៅឈរតម្រង់ជួរទល់មុខជាមួយក្រុមរបស់ស៊ូហុងដែលធ្វើឲ្យបរិយាកាសនៅទីនេះកាន់តែតានតឹងឡើងមួយកម្រិតទៀតកំឡោះយើងគ្រាន់តែញញឹមចូលមាត់ចង់ដឹងថាពួកក្មេងពូកែទាំងនោះខ្លាំងដោយពាក្យចចាមរាមឬអត់ ទីបំផុតម្ន្ត្រីម្នាក់បានបោះជំហានមកមុខដើម្បីប្រកាសច្បាប់សម្រាប់ការប្រឡងចូលនេះដោយបញ្យល់ថាជំរុំគឺនៅចម្ងាយ30គីឡូម៉ែត្រជ្រៅចូលទៅក្នុងភ្នំដែលពោពេញដោយសត្វចម្លែក ដើម្បីអាចចូលបានអ្នកត្រូវប្រមាញ់សត្វចម្លែកហើយយកនិមិត្តសញ្ញារបស់វានេះគឺជាល្បែងដេញចាប់ដ៏សែនគ្រោះថ្នាក់មួយ មិត្តភក្តិថ្មីរបស់គាត់កំពុងតែភ័យស្លន់ស្លោពេលដឹងថានេះជាផ្លូវទៅរកសេចក្តីស្លាប់ ប៉ុន្តែស៊ូហុងឃើញថានេះជាឱកាសមាសដើម្បីប្រមូលបន្ទុកប្រវត្តិបន្ថែមតែប៉ុណ្ណោះ ពេលសិស្សសួររឿងវិស័យដែលវាយមិនឈ្នះមន្ត្រីប្រាប់ត្រង់ថាបើស៊ុយគឺធ្លាក់ហើយ ហ្វូងមនុស្សចាប់ផ្ដើមរអ៊ូថាកម្ពុជាការប្រឡងនេះពឹងលើសំណាងមិនមែនសមត្ថភាពហើយមន្ត្រីក៏បោះសម្ដីចាក់ដោតថាជីវិតគឺអយុត្តិធម៌បែបនេះឯងទម្លាប់ទៅគាត់ថែមទៀតផ្ដល់ដំបូន្មានល្អៗថាឲ្យចេះធ្វើបាបអ្នកខ្សោយនឹងព្រួតវាគេទីផងពិតជាគួរឲ្យស្រឡាញ់មែន បុរសពេលអោធំម្នាក់ក៏លូកមាត់ហើយអ្នកដែលភ័យខ្លាចថាជាសម្រាមធ្វើឲ្យសិស្សម្នាក់ខឹងយ៉ាងខ្លាំងដើរទៅរកមុខហើយបញ្ចេញឲ្យគេហ៊ានវាយ មន្ត្រីនោះក៏បញ្ជាក់ថាទោះបីការវាយតបគ្នាត្រូវបានហាមឃាត់នៅទីនេះប៉ុន្តែនៅតំបន់ភ្នំគឺអាចវាយគ្នាបានដោយសេរី ក្រោមទៅលើការអនុញ្ញាតភ្លាមអ្នកចិត្តក្តៅទាំងពីរនាក់ក៏សម្លឹងមុខគ្នាស៊ីសាច់ហូតឈាមត្រៀមខ្លួនវាយគ្នា ស៊ូហុងដឹងថាជំរំនេះកំពុងតែលើកទឹកចិត្តឲ្យមានការប្រយុទ្ធស៊ីសាច់ហូតឈាមប៉ុន្តែគំនិតដំបូងរបស់គាត់គឺអូបន្ទុកប្រព័ន្ធបានមកតទេ មន្ត្រីរូបនេះផ្ដល់សញ្ញាឲ្យការប្រឡងវាតម្លៃក៏ចាប់ផ្ដើមជាផ្លូវការ ស្របពេលសម្លេងស្រែកហូហ្វូងមនុស្សបានសម្រុកចូលទៅក្នុងព្រៃមរណៈហើយនៅជ្រៅក្នុងមានមនុស្ស2នាក់កំពុងរត់យ៉ាងលឿនតាមផ្លូវមួយពួកគេគឺជាអ្នកចិត្តក្តៅ2នាក់មុននេះដែលកំពុងព្យាយាមចាត់ការគ្នាទៅវិញទៅមកម្នាក់បញ្ចេញកណ្ដាប់ដៃភ្លើងចំណែកឯម្នាក់ទៀតវាយបកដោយធម្មពលតកកធម្មពលរបស់ពួកគេប៉ះទង្គិចគ្នាបង្កើតជាការផ្ទុះយ៉ាងសន្ធឹកសន្ធាប់ហើយការប្រកួតនេះកាន់តែកក្តៅខ្លាំងបញ្ជូនរលកធម្មពលកាត់តាមដើមឈើពេលពួកគេវាយអស់ដៃនៅលើមេឃឈើស៊ូហុងគ្រាន់តែអង្គុយមើលដោយមានអារម្មណ៍ធុញទ្រាន់នឹងសមត្ថភាពរបស់ពួកគេដោយគេថាពួកគេមិនស័ក្តិសមនឹងចំណាយពេលជាមួយគាត់ក៏ងាកចេញដើម្បីស្វែងរកចំណីធំជាងនេះប៉ុន្តែអាឈ្កួត2នាក់នោះនៅតែជាប់ដៃវាយគ្នាបណ្ដាលឆ្លោះគ្នាបណ្ដាលថាអ្នកណាជាសម្រាមពិតប្រាកដពាក្យប្រមាថរបស់ពួកគេបន្លឺឡើងពេញព្រៃតាក់ទាញចំណាប់អារម្មណ៍ស៊ូហុងស្នាមញញឹមដល់ពីស្ពុលលេចឡើងលើផ្ទៃមុខរបស់គាត់ពេលឃើញបន្ទុករត់មករកដល់កន្លែងគាត់លោតចុះពីលើដើមឈើប្រាប់ពួកគេឲ្យឈប់វាយគ្នាព្រមទាំងលីដំបងលើស្មាហើយសួរថាចង់លេងជាមួយគាត់វិញទេពួកគេបែរជាហៅគាត់ថាជាសម្រាមម្នាក់ទៀតដោយមិនដឹងខ្លួនថាមានគ្រោះថ្នាក់ស៊ូហុងក៏ផ្ដល់ជំរឿចិត្តល្អមួយគឺឲ្យពួកគេសហការគ្នាវាយគាត់តែម្ដងទៅម្នាក់ក្នុងចំណោមនោះស៊ីនុយភ្លាមរួយក៏ស្ទុះចូលទៅដោយស្រែកថាគាត់ប្រកាសជាស្លាប់មិនខានស៊ូហុងក៏ក្រវីដំបងរបស់គាត់ភ្លាមវីចំកណ្ដាលពោះអាឈ្កួតដែលកំពុងស្ទុះចូលមុខនោះពេញទំហឹងហើយបរិនោះក៏ហោះទៅក្រោយដោយសម្លេងប៉ះទង្គិចយ៉ាងខ្លាំងទុកឲ្យមិត្តភ័ក្តិពាក់អាវធំឈោគាំងដោយភ្ញាក់ផ្អើលដែលឃើញគេត្រូវមួយដំបងស្លាប់ធំមុនពេលគេអាចតបតស៊ូហុងក៏លោតទៅដល់ខ្លួនប្រកាសថាដល់វិញគេម្ដងហើយចំណែកឯមុខបរិអាវធំគឺបង្ហាញយ៉ាងច្បាស់ថាខ្ញុំពិតជាធ្វើរឿងខុសដ៏ធំមួយហើយ
ការវាយមួយដំបងទៀតចំកណ្ដាលគៀមបានធ្វើឲ្យគេវិលជុំធ្លាក់ដួលទៅលើដីសន្លប់បាត់ស្មារតីឈឹងឈប់ពីលើពួកគេស៊ូហុងក៏ផ្ដល់មេរៀនខ្លីមួយតាក់ទងនឹងការមើលស្រាលអ្នកដទៃស្របពេលជាមួយគ្នានេះនៅបន្ទប់គ្រប់គ្រងមន្ត្រីមួយចំនួនកំពុងមើលនិងឆ្ងល់ថាក្មេងនេះជាអ្នកណាប៉ុន្តែមេកេប្រាប់ថាពួកគេមិនទាន់ធ្លាក់ទេរហូតតតែពួកគេសុំជំនួយងាកមកក្នុងព្រៃវិញបរិសុទ្ធឲ្យធំចាប់ផ្ដើមដឹងខ្លួនម្ដងគេយកដៃខ្ទប់មុខរអ៊ូតនពីការឈឺចាប់ហើយប្រតិកម្មដំបូងរបស់គេគឺប្រាប់អតីតគូប្រជែងឲ្យចេញឆ្ងាយពីគេបរិសុទ្ធនេះខឹងយ៉ាងខ្លាំងដោយស្រែកថាគេមិនធ្លាប់ជួបរឿងអាម៉ាស់បែបនេះទេក្នុងជីវិតចំណែកមិត្តគេបន្ទោសការបរាជ័យនេះទៅលើការមើលស្រាលស៊ូហុងដែលនេះជាទម្លាប់របស់អ្នកចាញ់ពួកគេទាំងពីរអង្គុយស្ងៀមស្ងាត់យ៉ាងគួរឲ្យអាណិតដែលឈានទៅដល់ការសំទោសគ្នានិងចង់មិត្តភាពដោយសារការត្រូវគេវាយដូចគ្នាឥឡូវនេះពួកគេខ្លាយជាមិត្តសម្លាញ់បដិញ្ញាសងសិទ្ធជាមួយគ្នាវាគឺជាចំណងមិត្តភាពប្រុសៗដ៏ហិង្សាប៉ុន្តែស្រស់ស្អាតស៊ូហុងដែលមិនដឹងរឿងអ្វីសោះបានចូលទៅជ្រៅក្នុងព្រៃបន្តហាត់លំពេរបស់គាត់យ៉ាងរំភើយគោលដៅរបស់គាត់គឺស្វែងរកការប្រកួតពិតប្រាកដស៊ូហុងបានរកឃើញហ្វូងជ្រូកព្រៃយក្សមួយហ្វូងប៉ុន្តែគាត់ធុញទ្រាន់នឹងបិសាចកម្រិតទាបទាំងនេះបាត់ទៅហើយពួកជ្រូកព្រៃដែលកំពុងខឹងតែនោះស្ទុះចូលមកបញ្ចេញចង្កូមត្រៀមវាប្រហារគាត់លោតរំលងពីលើពួកវាយ៉ាងស្អាតដើម្បីស្វែងរកចន្លោះប្រហោងបន្ទាប់មកគាត់បញ្ចេញកណ្ដាប់ដៃរន្ទះឆក់ហ្វូងជ្រូកនោះក្នុងពន្លឺមួយផ្លែតហើយការប្រយុទ្ធក៏បានបញ្ចប់មុនពេលវាចាប់ផ្ដើមទៅទៀតគាត់ដឹងថាបន្ទូប្រព័ន្ធគឺកាន់តែទទួលបានតិចទៅនៅពេលដែលគាត់កាន់តែខ្លាំងឡើងដូច្នេះគាត់សម្រេចចិត្តថានេះជាការខានពេលវេលាហើយបង្វែរគោលដៅទៅរកកសញ្ញាវិញបន្ទាប់ពីសម្លាប់បិសាចរាប់សិបក្បាលទៀតគាត់នៅតែមិនបានអ្វីសោះហើយគិតថាមានតែបិសាចធំទេទើបមានរបស់ល្អកន្លងមកក្រោយមកគាត់នៅតែហោះកាត់ដើមឈើដើម្បីស្វែងរកគូប្រជែងពិតប្រាកដគាត់ឆ្ងល់ថាបិសាចទៅណាអស់ហើយព្រោះព្រៃស្រាប់តែស្ងាត់ចង្អំនិយាយមិនតាមពុតមកផងខ្លាក្បាលយក្សមួយក្បាលបានលោតចុះពីលើដើមឈើមកវិឆ្មក់គាត់ហើយស៊ូហុងពិតជារំភើបខ្លាំងណាស់ព្រោះទីបំផុតរកបានគូប្រកួតដែលស័ក្តិសមហើយគាត់ទប់ការលូតសង្កត់របស់វាដោយការវាយប្រហារម្រាមដៃភ្លឺភ្លេកបញ្ឈប់វាភ្លាមធ្វើឲ្យសត្វនោះធ្លាក់ទៅលើដីសន្លប់ដោយសារការវាយបកគាត់មិនទុកឱកាសឲ្យវាអាចងើបឡើងវិញបានឡើយគាត់ប្រមូលថាមពលចូលលំពាំងសម្រាប់ការវាយប្រហារចុងក្រោយហើយចាក់ទម្លុះលលាក្បាលខ្លានោះយ៉ាងសាហាវសម្លាប់វាភ្លាមគាត់ញញឹមចុងមាត់ដោយគិតថាបិសាចកម្រិតនេះគឺងាយស្រួលដោយបកជ័យចូលមាត់សម្រាប់គាត់ពេលនេះអញ្ចឹងឥឡូវចូលដល់វគ្គគួរឲ្យខ្ពើមគឺការកកាយសាកសពរបស់វាដើម្បីរកជ័យលាភីគាត់ទាញកាប់ប្រឡាក់ឈាមមួយចេញមកទាំងរអ៊ូទាន់ថាខាតពេលដល់ទៅ3ម៉ោងទើបរកបានមួយនេះស៊ូហុងចាប់ផ្ដើមគិតគណនាពីផលចំណេញនៃការប្រមាញ់បិសាចគាត់សន្និដ្ឋានថាការដែលសម្រាប់ពួកបិសាចកម្រិតទាបគឺងាយស្រួលរកបន្ទុកជាងការនៅរងចាំវាមេធំដែលកម្រនឹងលេចមុខដូច្នេះជាមួយនឹងស្នាមញញឹមដកខុកគាត់ក៏សម្រេចចិត្តថាដល់ពេលត្រូវប្រមូលយកបរិមាណជាងគុណភាពហើយដោយសារពេល5ម៉ោងទៀតសម្រាប់ការប្រឡងគាត់មានបេសកកម្មមួយគឺត្រូវបង្កើនធម៌ពលឲ្យដល់កម្រិតកម្ពូលតែម្ដងព្រៃមួយនេះប្រៀបដូចជាទីសត្វឃាតពិតដោយមានគំនោសាកសពបិសាចរាយប៉ាយពេញទីតាំងនិយាយមិនទាន់ផុតផងហ្វូងជ្រូកព្រៃដ៏កាចសាហាវមួយហ្វូងបានសម្រុកមកកន្លែងគាត់អមដោយខ្លាឃ្មុំដ៏ធំមួយក្បាលដែលមើលទៅកំពុងតែខឹងសម្បាយ៉ាងខ្លាំងស៊ូហុងគ្រាន់តែរៀបចំវាយមួយដៃយ៉ាងស្ងប់ស្ងាត់ដោយមិនបែកញើសមួយដំណក់សោះគាត់សប្បាយចិត្តដែលទីបំផុតបានជួបបិសាចកម្រិតមធ្យមបន្ទាប់ពីសម្លាប់ពួកខ្សោយរាប់សិបក្បាលរួចមកគាត់បានបញ្ចេញកណ្ដាប់ដៃភ្លើងដ៏ធំសម្បើមមួយហក់តម្រង់ទៅប្រហារខ្លាឃ្មុំនោះតែម្ដងចំណែកឯផ្ទៃមុខរបស់សត្វចម្លែកនោះវិញគឺបង្ហាញយ៉ាងច្បាស់ថាវាពិតជាសម្រេចចិត្តខុសស្រឡះតែម្ដងកណ្ដាប់ដៃភ្លឺចែងចាំងនោះគឺជារូបភាពចុងក្រោយនៅក្នុងភ្នែករបស់វាមុនពេលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យបិសាចនោះហោះប៉ើងទៅម្ខាងវាបានហោះទៅបុកទម្លុះដើមឈើដ៏ធំមួយដែលនេះប្រហែលជាមិនមែនជារឿងដែលវាចង់ជួបនោះទេខ្លួនប្រឡាក់ពេញដោយឈាមស៊ូហុងពិតជាពេញចិត្តយ៉ាងខ្លាំងដែលពេលនេះគាត់អាចផ្ដួលពួកវាដោយការវាយទៅមួយដៃតាមរយៈកម្លាំងសុទ្ធសាធផ្ទាំងប្រព័ន្ធរបស់គាត់បង្ហាញថាកាយសម្បត្តិរបស់គាត់ជិតឈានដល់កម្រិតកំពូលហើយដោយនៅសល់ពេល3ម៉ោងទៀតការប្រមាណមួយនេះគឺត្រូវតែបន្តមុខទៅទៀតស្រាប់តែមានសម្លេងក្រហើមយ៉ាងខ្លាំងបន្លឺឡើងពេញជួរភ្នំធ្វើឲ្យស៊ូហុងឈប់គាំងស្ងៀមមួយកន្លែងហើយឆ្ងល់ថាតើមានអ្វីអាចបញ្ចេញសម្លេងបែបនេះបានស្បែកបិសាចថ្មមាសកម្រិតរឿងព្រេងនិទានមួយបានហោះចុះពីលើមេឃធ្វើឲ្យបិសាចផ្សេងទៀតនៅទីនេះមើលទៅដូចជាសត្វចិញ្ចឹមធម្មតាបាក់សីមាសដ៏ធំសម្បើមនេះបានចុះមកប្រៀបដូចជាព្រះអញ្ចឹងហើយស៊ូហុងស្ទើរតែឈរលែងនឹងដោយសាររលកធម្មពលពីស្លាបរបស់វាខណៈដែលដើមឈើនៅជុំវិញគាត់បានបាក់ជាពីរអស់ទៅហើយគាត់បញ្ញាប្រត់រកកន្លែងពួនដោយមានអារម្មណ៍តក់ស្លុតនឹងបិសាចកម្រិតថ្មីនេះហើយសារភាពប្រាប់ខ្លួនឯងថាគាត់ពិតជាមានអំណួតលើកម្លាំងខ្លួនឯងជ្រុលពេកហើយប៉ុន្តែពេលនោះគាត់ក៏បានកត់សម្គាល់ឃើញរឿងចម្លែកម្យ៉ាងបស្សីយៈនេះមិនបានមើលមកគាត់ទេវាសម្លឹងទៅមើលពលឺតូចមួយដែលមានបរិសុទ្ធចំណាស់ម្នាក់កំពុងតែនៅទីនោះហើយសួរទៅកាន់បស្សីនោះថាហេតុអ្វីបានជាវាមិនអើពើនឹងគាត់ដំណោះស្រាយរបស់គាត់គឺសាមញ្ញណាស់គាត់គ្រាន់តែវាយវារហូតទាល់តែវាព្រមស្ដាប់កណ្ដាប់ដៃធម្មពលពណ៌មាសមួយបានហោះទៅទង្គិចចំក្បាលបិសាចនោះពេញទំហឹងធ្វើឲ្យបិសាចថ្មនោះស្រែកឡើងយ៉ាងរំពងនៅពេលដែលរងការវាយប្រហារដែលរឿងនេះរឹតតែធ្វើឲ្យបុរសចំណាស់នោះកាន់តែធុញថប់ខ្លាំងឡើងបុរសចំណាស់ម្នាក់នេះបានបញ្ចេញការវាយប្រហារយ៉ាងសន្ធាប់ដោយវាយសំពង់ទៅលើបិសាចរឿងព្រេងនិទាននោះមិនប្រណិតដៃហើយវាយចំចំពុះរបស់វាយ៉ាងដំណំរហូតដល់លាន់សូកប្រេះបាយយ៉ាងខ្លាំងបុរសខ្លាំងម្នាក់នេះដែលមានឈ្មោះថាឈីងធានលីបានប្រាប់ទៅបាក់សីនោះថាគាត់គ្រាន់តែមកខ្ចីទីតាំងភ្នំនេះប្រៅតែប៉ុណ្ណោះដូច្នេះនៅពេលដែលសត្វថ្មនោះគំរាមគាត់គ្រាន់តែប្រាប់វាឲ្យបិទមាត់ហើយចេញឲ្យឆ្ងាយដោយមើលទៅហាក់បីដូចជាពេញចិត្តខ្លាំងណាស់ដែលបានធ្វើបាបសត្វទេវកថាមួយនេះបន្ទាប់មកសម្លេងរបស់គាត់ក៏បានបន្លឺឡើងយ៉ាងកងរំពងដោយប្រកាសថាគាត់គឺជាគ្រូជំនាញកម្រិត7ហើយការប្រឡងនៅតែបន្តដំណើរការទៅមុខជានិច្ចពីកន្លែងលាក់ខ្លួនស៊ូហុងពិតជាស្ញោស្ញែងចំពោះកម្រិតធម៌ពលដ៏គួរឲ្យខ្លាចនេះណាហើយភ្លើងឆន្ទៈក៏បានឆេះឡើងក្នុងខ្លួនគាត់ដោយបដិញ្ញាថាគាត់នឹងក្លាយជាអ្នកខ្លាំងបែបនេះឲ្យបានលោកគ្រូធំគិនធានលីបានចោះមកកាន់ជំរំវឹកហាត់ប្រៀបដូចជាមេកែវធំចុងក្រោយអញ្ចឹងដែរ
គាត់បានអួតប្រាប់កូនចៅរបស់គាត់យ៉ាងរំភើយអំពីរបៀបដែលគាត់ទើបតែធ្វើបាបបិសាចកម្រិតរឿងព្រេងនិទានទុកជាការកំសាន្ត កូនចៅកម្រិត5របស់គាត់ទាំងពីរនាក់ពិតជាមានការកោតសរសើរយ៉ាងខ្លាំងដោយលើកដំកើងពីធម៌ពលមេរបស់គីប៉ុន្តែគាត់គ្រាន់តែក្រវីដៃឲ្យប្រាប់ពួកគេឲ្យពិនិត្យមើលអេក្រង់ដើម្បីរកមើលអ្នកនៅរស់រានមានជីវិត នៅខាងក្នុងអេក្រង់បានបង្ហាញពីគំនោសាកសពក្មេងៗជាច្រើនក្មេងៗភាគច្រើនត្រូវបានស្លាប់កកាយដោយសារតែរលកសម្ពាធដ៏ធ្ងន់ធ្ងរនោះ ប៉ុន្តែលោកគ្រូធំបានឃើញក្មេងរឹងមាំម្នាក់ដែលនៅតែឈរពីលើសាកសពដែលគេទើបតែសម្លាប់ ហើយជំនួយការរបស់គាត់បានបញ្ជាក់ថានោះគឺជាកូនប្រុសរបស់ម្ចាស់ទីក្រុងដែលជាក្មេងឆ្នាំម្នាក់ក្នុងចំណោមក្មេងរាប់រយនាក់ អេក្រង់មួយទៀតបង្ហាញពីក្មេងម្នាក់ដែលទើបតែគេចចេញពីការវាយប្រហារខណៈបេក្ខជនទី3អាចទប់ទល់វាបានដោយប្រើខែលការពារផ្លូវចិត្តដែលពួកគេសុទ្ធតែមកពីគ្រួសារត្រកូលធំធំលោកគ្រូធំម្នាក់នេះមើលទៅហាក់ដូចជារៀងធុញទ្រាន់បន្តិចដោយសួរថាតើមាននរណាម្នាក់ផ្សេងទៀតដែលមានសមត្ថភាពដែរឬទេដោយឆ្ងល់ជាពិសេសថាតើមានអ្វីកើតឡើងចំពោះក្មេងៗមកពីវិទ្យាល័យធម្មតា ជំនួយការរបស់គាត់ប្រាប់ថាពួកគេសុទ្ធតែជានិស្សិតកម្រិតទាបដូច្នេះគាត់ក៏គិតថាទីក្រុងទាំងមូលនេះគឺគ្មានអ្នកពូកែទាល់តែសោះ ភ្លាមៗនោះកូនចៅរបស់គាត់ម្នាក់បានស្រែកឡើងដោយភ្ញាក់ផ្អើលហើយចង្អុលទៅអេក្រង់ដែលស៊ូហុងកំពុងតែកាប់សម្លាប់បិសាចយ៉ាងរំភើយដោយមិនមានអារម្មណ៍ភ័យខ្លាចនិងសម្ពាធកម្រិតព្រះនោះសោះឡើយ ខួរក្បាលរបស់ជំនួយការស្រីម្នាក់នេះគឺគៀងលេងដើរតែម្ដងដោយឧទានហៅក្មេងនោះថាជាបិសាចមកពីវិទ្យាល័យលេខ 1 ដោយព្យាយាមធ្វើខ្លួនឲ្យសង្ហាលោកគ្រូធំក៏ប្រាប់នាងឲ្យស្ងប់អារម្មណ៍ព្រោះវាមិនមែនជារឿងធំដុំអ្វីនោះទេ ប៉ុន្តែពេលនេះបុរសម្នាក់ទៀតក៏កំពុងតែភ័យស្លន់ស្លោដែរដោយហៅស៊ូហុងថាជាបិសាចដូចគ្នា បរិះចំណាស់នេះបានស្ដីបន្ទោសពួកគេថាគ្មានវិជ្ជាជីវៈខណៈពេលដែលគាត់ខ្លួនឯងក៏កំពុងព្យាយាមទប់អារម្មណ៍មិនឲ្យភ័យដូចគ្នា ប៉ុន្តែនៅក្នុងចិត្តវិញគាត់កំពុងតែចង់ឈួតទៅហើយដើរថាក្មេងនេះមានភាពស៊ីចង្វាក់គ្នាដល់ទៅ 100% ជាមួយនឹងអ្វីៗគ្រប់យ៉ាង ហើយឯកសាររបស់ស៊ូហុងក៏បានបញ្ជាក់ពីវាដែរក្មេងនេះគឺជាភាពអស្ចារ្យដែលមិនអាចប៉ាន់ស្មានបានជាទេពកោសល្យដ៏ល្អឥតខ្ចោះដែលលាក់ខ្លួនមិនឲ្យគេដឹង លោកគ្រូធំនេះកំពុងតែភ័យញាប់ញ័រក្នុងចិត្តដោយដឹងថាក្មេងនេះគឺជាទេពកោសល្យដែលមានតែមួយគត់ក្នុងរយៈពេល 1000 ឆ្នាំហើយភ្នែករបស់គាត់កំពុងតែភ្លឺចែងចាំងខណៈពេលដែលគាត់គិតថាខ្លួនឯងទើបតែត្រូវរង្វាន់ធំ ប៉ុន្តែជំនួយការរបស់គាត់បានចង្អុលបង្ហាញពីចំណុចខ្សោយថាធម៌ពលរបស់ស៊ូហុងនៅទៀតដោយសារតែគាត់កំពុងវឹកហាត់វិជ្ជាគុណទាំង5ពីរក្នុងពេលតែមួយ រឿងនេះរត់ទៅធ្វើឲ្យបរិយាកាសកាន់តែរំភើបខ្លាំងឡើងដោយដឹងថាសក្តានុពលរបស់ក្មេងនេះគឺពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ជំនួយការម្នាក់ប្រកាសថាអ្នកនៅរស់រានមានជីវិតកំពុងមកដល់ដូច្នេះលោកគ្រូធំក៏ចេញទៅទទួលពួកគេខណៈក្មេងកំពូលទាំង3នាក់កំពុងរងចាំគោរពគាត់រួចទៅហើយ 6 ម៉ោងក្រោយមកអ្នកនៅរស់រានមានជីវិតដែលនៅសល់ទើបតែម្ដងជំរុំបណ្ដាដោយនៅតែភ័យខ្លាចពីការវាយប្រហាររបស់សត្វស្លាបយក្សនោះ បន្ទាប់ពី7 កន្លះម៉ោងលោកគ្រូធំចាប់ផ្ដើមអស់ការអត់ធ្មត់ហើយត្រៀមខ្លួនបោះបង់ចោលអ្នកដែលមកយឺតប៉ុន្តែតាមពិតគាត់គ្រាន់តែព្រួយបារម្ភពីស៊ូហុងដោយបួងសួងកុំឲ្យសិស្សសំណប់ចិត្តថ្មីរបស់គាត់ត្រូវបានគេទម្លាក់ចោល ភ្លាមៗនោះកំឡោះរបស់យើងបានដើរចេញពីព្រៃធ្វើដូចជាគាត់ទើបតែដើរលេងក្នុងសួនច្បារយ៉ាងស្ងប់ស្ងាត់អញ្ចឹង ស៊ូហុងនិយាយធម្មតាថាគាត់ភ្លេចមើលម៉ោងពេលកំពុងប្រមូលពិន្ទុដែលជាលេសក្លាសិករបស់អ្នកលេងហ្គេម អ្នកផ្សេងទៀតគាត់តែសម្លឹងមើលដោយឆ្ងល់ថាតើឯងសម្រាប់បិសាចប្រមាណទៅប្រឡាក់ឈាមពេញខ្លួនដោយគ្មានរបួសសោះនោះហើយមើលចុះនរណាគេនោះគឺគូកន2នាក់ដែលនៅតែស្បត់សងសឹកពីចង្ងាយ សូម្បីតែក្មេងកំពូលទាំងនោះក៏កោតសរសើរដែរដោយសម្គាល់ឃើញថាគាត់មកដល់តនវិនាទីចុងក្រោយតែម្ដង គ្រូបង្ហាត់ម្នាក់ប្រកាសអស់ម៉ោងដោយទម្លាក់អ្នកនៅក្រៅចោលទាំងអស់បន្ទាប់មកចាប់ផ្ដើមណែនាំដោយបង្ហាញទីតាំងវឹកហាត់ទំនើបៗ រង្វាន់ធំនេះគឺសារក្បាច់គុណដែលមានរបស់ល្អរហូតដល់ចំណាត់ថ្នាក់ A ហើយអ្នកនៅរស់ទាំងអស់ស្ទើរតែស្រក់ទឹកមាត់ពេលគិតដល់សម្ភារៈនោះ ប៉ុន្តែជាការពិតណាស់វាមានលក្ខខណ្ឌដោយអ្នកត្រូវការពិន្ទុរួមចំណែកដើម្បីប្រើប្រាស់អ្វីៗទាំងអស់ហើយវិធីតែមួយគត់ដើម្បីទទួលបានវាគឺត្រូវហ្វឹកហាត់យ៉ាងខ្លាំងព្រោះវាជារឿងធម្មតាទេលោកគ្រូធំក៏បញ្ចប់ការណែនាំដោយបញ្ជូនអ្នករបួសទៅសម្រាក ចំណែកស៊ូហុងវិញរំភើបខ្លាំងណាស់ដែលបានបន្ទប់តខ្លួនវាស័ក្តិសមបំផុតសម្រាប់លួចតម្លើងកម្រិតធម៌ពល បន្ទូដោយច្រើនសន្ធឹកសន្ធាប់នេះគាត់បានទម្លាក់វាទាំងអស់ភ្លាមៗដើម្បីបង្កើនរាងកាយមនុស្សគាត់ឲ្យអស់កម្រិត ខណៈពេលដែលពលឺពណ៌ក្រហមឆ្អៅផ្ទុះជុំវិញខ្លួនគាត់កម្រិតធម៌ពលកើនឡើងយ៉ាងខ្លាំងរហូតដល់ 100% ហើយប្រព័ន្ធក៏ប្រកាសពីការវិវត្តពេញលេញ បណ្ដុំតារាធម៌ពលដ៏ភ្លឺចែងចាំងបានឆេះបោះពុំពេញទ្រូងរបស់គាត់ដោយបញ្ចេញរលកធម៌ពលយ៉ាងខ្លាំងវាយលុកពេញបន្ទប់របស់គាត់តែម្ដង ពេលធូលីហក់បាត់អស់ស៊ូហុងមានអារម្មណ៍ថាបានកើតម្ដងទៀតដោយភ្ញាក់ផ្អើលនឹងធម៌ពលកាយសម្បទាដ៏ខ្លាំងក្លាដែលគាត់មានពេលនេះ រូបរាងថ្មីរបស់គាត់ត្រូវបានហៅថារាងកាយស្ដេចត្រាញ់ហើយវាទើបតែនៅកម្រិត 0% ប៉ុណ្ណោះដូច្នេះជាការពិតណាស់អារម្មណ៍ដំបូងរបស់គាត់គឺចង់ទៅសាក់លបងកម្លាំងថ្មីនេះ គាត់ចាប់យកលំពេងដ៏ទុកចិត្តរបស់គាត់ដើរចេញទៅហើយចាប់ដើមគំតិចដងលោហៈនោះដោយដៃទទេតែម្ដង មរបញ្ញុក៏ភ័យខ្លាចវាមានតម្លៃថ្លៃតែនៅឃើញថាគាត់រើសបានវាដោយឥតគិតថ្លៃដូច្នេះមិនអីទេដល់ពេលត្រូវដំឡើងចេញចំណាក់ថ្នាក់ A វិញហើយគាត់ដើរទៅរកអោកាក់ទង្ងន់ត្រៀមវឹកហាត់យកបន្ទុកបន្ថែមខណៈពេលនៅក្នុងបន្ទប់ផ្ទុករបស់បុរសរាងធំម្នាក់កំពុងលើកថ្មទម្ងន់ 3000 គីឡូក្រាម បរិះនេះឈ្មោះវ៉ាងធីងឈូហើយវាថាស្រាលខណៈពេលលោតជាមួយវាធម្មតា ហើយសូម្បីតែក្មេងកំពូលដទៃទៀតក៏សម្លឹងមើលដោយហៅគាត់ថាជាមនុស្សចម្លែកខុសធម្មតាដែរ ពីបន្ទុកបញ្ជាគូប្រជែងសក់សបញ្ជាក់ថារាងកាយទេវៈសាហាវរបស់វ៉ាងធីងឈូគឺជារបស់ពិតមែន ត្រឡប់ទៅបន្ទប់បញ្ជាវិញជំនួយការសួរពីរបៀបដោះស្រាយរឿងដែលស៊ូហុងហ្វឹកហាត់ក្បាច់គុណតែ7ក្នុងពេលតែមួយ ហើយដំបូន្មានដ៏ឆ្លៀសវៃរបស់លោកគ្រូធំគឺទុកឲ្យគេបរាជ័យយ៉ាងធ្ងន់ធ្ងរដើម្បីឲ្យភាពអំនួតរបស់គេបានរៀនសូត្រដើម្បីសម្រេចរឿងនេះគាត់បានគ្រោងវាយឆ្មក់ពេលយប់សម្រាប់សមាជិកថ្មីរួចទៅហើយកូនចៅរបស់គាត់មើលទៅរំភើបខ្លាំងពេលគិតដល់ការស្ទាក់វាយក្មេងៗដែលកំពុងអស់កម្លាំង ផែនការមេរបស់បុរសចំណាស់នេះគឺឲ្យអ្នកប្រយុទ្ធកម្រិតមួយកំទេចស៊ូហុងរួចចេញមកធ្វើជាគ្រូរបស់គាត់តែម្ដង រឿងនេះធ្វើឲ្យបុគ្គលិករបស់គាត់បែកញើសព្រោះការវាយដងបែបនេះអាចបំបាក់ទឹកចិត្តក្មេងនោះបាន
ប៉ុន្តែលោកគ្រូធំប្រកាសក្នុងចិត្តដោយប្រកាសថាបើស៊ូហុងទុនជ្រីគេក៏ត្រឹមជាសម្រាមតាំងពីដំបូងម្លេះ ជាមួយគ្នានេះគ្រូបង្វឹកម្នាក់ប្រាប់អ្នករកគ្នាឲ្យទៅមើលក្មេងពូកែម្នាក់ទៀតគឺវ៉ាងធៀនឈូហ្វឹកហាត់ក្នុងបន្ទប់ទំនាញផែនដី ទោះយ៉ាងណាក៏ដោយស៊ូហុងកំពុងរវល់ក្នុងបន្ទប់សម្ភារៈដោយសម្រេចចិត្តទៅមើលពេលក្រោយជាកន្លែងដែលគាត់រកឃើញខ្សែដៃឆ្លាតវៃសម្រាប់តាមដានបន្ទុកហ្វឹកហាត់របស់ពួកគេភ្នែករបស់គាត់សម្លឹងទៅអាវកាក់ទម្ងន់ដោយអាវដែលស្រាលជាងគេគឺមានទម្ងន់500គីឡូក្រាមហើយអាវធូនបំផុតមានទម្ងន់10តោនគាត់គិតថាគ្មានអ្នកពាក់រួចទេ គាត់សាក់ពាក់អាវធ្ងន់មួយនោះឲ្យដឹងពីភាពតានតឹងភ្លាមដោយដឹងថាវាធ្វើឲ្យល្បឿនរបស់គាត់ថយចុះយ៉ាងខ្លាំងប៉ុន្តែក្រោយពីសាក់លបងកម្រើកខ្លួន2 3ដងគាត់ក៏ចាប់ផ្ដើមសាមនឹងវាបាត់ទៅហើយស៊ូហុងជ្រើសរើសយកអាវ5តោនដោយគិតថាវាស័ក្តិសមល្អសម្រាប់កម្រិតរបស់គាត់ពេលនេះហើយគិតថាពួកកម្ពុជាផ្សេងទៀតប្រហែលជាប្រើអាវប្រហាក់ប្រហែលនេះឬអាចធ្ងន់ជាងនេះបន្តិចដោយសារការចង់ដឹងគាត់សម្រាប់ចិត្តទៅមើលពួកគេវឹកហាត់ហើយប្រហែលជាអាចរៀនសូត្របានខ្លះទៀតផងពេលទៅដល់គាត់ឃើញមនុស្សជាច្រើនកំពុងសម្លឹងមើលវ៉ាន់ធៀនឈូដែលទៅដើរចូលមកជាមួយអាវ3តោន លើអេក្រង់ពួកគេឃើញគេតស៊ូក្រោមទំនាញផែនដីគុណ2ដែលស្មើនឹងការលើកទម្ងន់6តោន ចំណែកស៊ូហុងគ្រាន់តែសើចំអកក្នុងចិត្តថា3តោនវាស្រាលណាស់ដោយដឹងថាខ្លួនគាត់នៅកម្រិតមួយផ្សេងទៀតស៊ូហុងក៏ឃើញគូកនដែលចង់សងសឹកនោះកំពុងមើលទៅរារ៉ាយចិត្តហើយពួកគេកំពុងត្អូញត្អែថាខ្សោយមិនអាចវឹកហាត់បានព្រោះខ្លាចខ្មាស់គេនៅចំពោះមុខមនុស្សគ្រប់គ្នា កំឡោះយើងដើរទៅដោយមិនខ្វល់ពីភាពកំសាក់ផ្កាយ5របស់គេសោះ ដោយមិនខ្វល់ពីការប្រមានគាត់ដើរសម្ដៅទៅច្រកជួលបន្ទប់ទំនាញផែនដីដើម្បីត្រៀមហ្វឹកហាត់តែម្ដង ពួកអ្នកមើលចាប់5រិះគន់គាត់ថាជាមនុស្សគ្មានឈ្មោះបោះសម្លេងតែចង់មកអួតគេប៉ុន្តែស៊ូហុងគ្រាន់តែដើរចូលទៅដោយមុតមមក្នុងការប្រើប្រាស់ទីតាំងដ៏ទំនើបនេះឲ្យអស់សមត្ថភាព នៅខាងក្នុងគាត់គឺកែនីជាមួយអាវទម្ងន់5តោនរបស់គាត់សូម្បីតែតំណី 1.5 ដងក៏ជាកម្រិតដ៏សាហាវដែរ គាត់ចាប់ផ្ដើមតម្រូវការកំណត់នៅកម្រិតមួយដែលមើលទៅដូចជាកម្រិតអ្នកថ្មីថ្មោងសម្រាប់អ្នកទស្សនាជុំវិញប៉ុន្តែពេលម៉ាស៊ីនចាប់ផ្ដើមដំណើរការភ្លាមសម្ពាធដ៏ធំធេងនោះស្ទើរតែធ្វើឲ្យគាត់លូតជង្គង់ទៅហើយ នៅខាងក្រៅហ្វូមនុស្សកំពុងសែកចង់ដាច់ខ្យល់ដោយគិតថាគាត់កំពុងត្រដោកខ្យល់តែគ្មានពាក់អាវទម្ងន់សោះ ស៊ូហុងគ្រាន់តែអង្គុយចុះហើយចាប់ផ្ដើមតាំងសមាធិដោយប្រើសម្ពាធនោះដើម្បីបង្កើនការហ្វឹកហាត់របស់គាត់ 2 ម៉ោងក្រោយមកគាត់នៅតែបន្តជាមួយនឹងពលឺពណ៌ក្រហមឆ្អៅហ៊ុំព័ទ្ធជុំវិញខ្លួនគាត់ គាត់បានរុញច្រានខ្លួនឯងដល់កម្រិតកំពូលញើសហូរស្រោចពេញផ្ទៃមុខប៉ុន្តែភ្នែករបស់គាត់កំពុងបញ្ចេញពន្លឺ ផ្ទាំងប្រព័ន្ធរបស់គាត់បានបញ្ជាក់ការកើនឡើងយ៉ាងខ្លាំងដោយជំនាញស្ទើរតែទាំងអស់បានឡើងកម្រិត ពេលបាត់ម៉ាស៊ីនគាត់គិតបដាថាតើបន្ទប់ហ្វឹកហាត់ផ្សេងទៀតល្អប៉ុណ្ណាទៅទីបំផុតគាត់ដើរធ្លាក់ជើងចេញមកក្រៅក្នុងសភាពហត់នឿយប៉ុន្តែពេញចិត្តយ៉ាងខ្លាំង ប្រកាសណាពួកអ្នកចំអកទាំងពីរនោះកំពុងសោយយំគាត់ថាជាមនុស្សខ្សោយដែលមិនអាចទប់ទល់បានយូរ ស៊ូហុងគាត់តែរអ៊ូតន់តែក្តៅខ្លាំងណាស់ព្រមទាំងរត់អោក្រៅបង្ហាញឲ្យទំនន់នៅខាងក្នុងហើយទឹកមុខរបស់ពួកគេទាំងពីរអ្នកនោះក៏ប្រែប្រួលស្លេកស្លាំងភ្លាមតែម្ដង ពេលគាត់ដោះអាវទម្ងន់5តោននោះចេញយ៉ាងងាយពួកគេទើបដឹងថាគាត់មិនខ្សោយទេគាត់បានវឹកហាត់ក្នុងកម្រិតនៅរហូតមក ហ្វូមនុស្សនាំគ្នាឆ្លុះបង្វិញនឹងវាំងធៀងជួរដែលមើលរំលងទង្វើទម្លាក់អាវ5តោនរបស់ស៊ូហុងទាំងស្រុង ស្របពេលដែលបរិះនោះដើរចេញពីបន្ទប់ទំនិញផែនដីក្រោយប្រើពេល2ម៉ោងក្រោមសម្ពាធ6តោន គាត់សឹងតែមិនបាញ់ញើសផងដែលធ្វើឲ្យអ្នកផ្សេងមើលទៅដូចជាក្មេងខ្ចីទៅហើយងាកមកកាន់ពួកអ្នកចំអកវិញខួរក្បាលរបស់ពួកគេពិតជាគាំងស្ដុកដោយសារភាពភ្ញាក់ផ្អើល ចំណែកវ៉ាងធៀនឈ្វាងគ្រាន់តែពាត់ខ្លួនហើយនិយាយលេងថាឥឡូវនេះគ្រប់យ៉ាងហាក់ស្រាលណាស់ គូប្រជែងសក់សនេះបានបបួលគាត់ប្រកួតល្បឿនដោយសារភាពថាគេមិនអាចប្រកួតកម្លាំងសុទ្ធជាមួយគាត់បានទេ នេះបានតាក់ទាញចំណាប់អារម្មណ៍របស់ស៊ូហុងខណៈជំនាញចលនាថ្នាក់ខ្ពស់កំពុងបង្ហាញហើយកំឡោះយើងដឹងថាវាជាអ្វីដែលរាងកាយថ្មីរបស់គាត់កំពុងត្រូវការបំផុត អ្នកព្រោះគ្នាបានប្រមូលផ្ដុំនៅបន្ទប់ហ្វឹកហាត់ចលនាដើម្បីមើលយុទ្ធសាស្ត្របោះជំហានដ៏អស្ចារ្យរបស់ពួកគេផ្ទាល់ភ្នែកនៅទីនោះគូប្រជែងឈ្មោះលីនស៊ីងបានដំឡើងកម្រិតភាពលំបាកដល់កម្រិតអតិបរមាលេខ10តែម្ដង នៅខាងក្នុងគាត់ធ្វើចលនាលឿនដោយស្រមោលកិច្ចពីព្យុះធម្មពលវាយប្រហារដោយភាពរហ័សរហួនដ៏គួរឲ្យខ្លាច សូម្បីតែមានពេលបញ្ចេញស្ទីស្លឹកផ្កាវេទមន្តថែមទៀតព្រោះហេតុអ្វីមិនធ្វើទៅ ស៊ូហុងគ្រាន់តែឈរមើលពីក្រៅហើយប្រព័ន្ធរបស់គាត់ចាប់ផ្ដើមចម្លងជំនាញកម្រិតខ្ពស់នោះភ្លាមតែម្ដង ភ្នែករបស់គាត់វិភាគគ្រប់ចលនាពេលគេឈានជើងយ៉ាងល្អឥតខ្ចោះធម្មតាទេពួកអ្នកចំអកទាំងពីរនោះបានឃើញគាត់ហើយចង្អុលប្រាប់ហ្វូងមនុស្សដើម្បីសើចចំអក ពួកគេសើចតែអត់ដាក់មនុស្សដែលគិតថាអាចរៀនជំនាញថ្នាក់ A បានត្រឹមការមើលប៉ុន្តែស៊ូហុងពិតជាកំពុងធ្វើវាបានមែន ភាពស្ទាត់ជំនាញកើនពី8%ទៅ 30% ក្នុងមួយប្រព្រឹត្តភ្នែកតួលេខនេះហក់ឡើងយ៉ាងលឿនខណៈគាត់គ្រប់គ្រងវាបានក្នុងគំនិត រហូតដល់ប្រព័ន្ធបញ្ជាក់ថាគាត់បានរៀនជំនាញនេះយ៉ាងងាយស្រួលការរីកគុណតែមួយគត់របស់គាត់គឺចលនាដើរមើលទៅស៊ីវិល័យពេកដែលជាលក្ខណៈរបស់កម្ពុជាអ្នកអួតសម្ងាត់ពិតប្រាកដ ស៊ូហុងដែលកំពុងត្រេកអរនឹងជំនាញថ្មីបានសម្រេចចិត្តថាដល់ពេលទៅប្រមាញ់សត្វសាហាវដើម្បីយកបន្ទុកហើយ តែស្រាប់តែឃើញមនុស្សពេញបន្ទប់កំពុងសម្លឹងមើលដោយមានអ្នកខ្លះកំពុងថតរូបកាយវិការដ៏លយឆាយរបស់គាត់ទៀតផងគាត់ស្រាប់តែភ្ញាក់ខ្លួនយ៉ាងអាម៉ាស់ថាខ្លួនបានចម្លងចលនាដ៏ផ្ចង់សោយទាំងនោះចេញមកក្រៅផ្ទាល់តែម្ដងទាំងខ្មាស់អៀនគាត់ផ្ដើមរត់ចេញដោយស្បត់ថាលែងយកមនុស្សពូកែសម្ដែងនោះធ្វើជាគំរូទៀតហើយខណៈកំពុងរត់គេចគាត់មានអារម្មណ៍ថាមានគេតាមពីក្រោយហើយវាគឺជាក្រុមសងសឹក2នាក់កាន់ដំបងដែលមានផែនការអាក្រក់ចង់លួចវាយប្រហារគាត់ក្រោយពេលវឹកហាត់គាត់មកដល់បន្ទប់សត្វសាហាវដែលមានមនុស្សជាច្រើនកំពុងឈរប្រមូលផ្ដុំគ្នានៅខាងក្រៅ ការពិតទៅមានអ្នកខ្លាំងជួងមុខម្នាក់ទៀតជានារីសក់ក្រហមកំពុងបបួលវ៉ាងទៀនជូប្រគួតប្រជែងរាប់ចំនួនសម្រាប់សត្វសាហាវ គេសើចចំអកដល់ជឿជាក់លើកាយាដ៏រឹងមាំប៉ុន្តែនាងបានព្រមានគេកុំឲ្យមើលស្រាលអ្នកប្រើប្រាស់ធម៌ពលផ្លូវចិត្ត ចំណាប់អារម្មណ៍របស់ស៊ូហុងត្រូវបានបំផុសឡើងគាត់មិនដែលឃើញគេប្រយោជន៍ទេដូច្នេះទើបសម្រេចចិត្តបន្តនៅមើលសិននៅខាងក្នុងកន្លែងហ្វឹកហាត់ក្មេងស្រីនោះកំពុងអណ្ដែតនៅកណ្ដាលអាកាសប្រឈមមុខនឹងហ្វូងសត្វសាហាវជាច្រើន
កំឡោះយើងញាប់ផ្អើលខ្លាំងពេលដឹងថាការដើរលើអាកាសជាជំនាញកម្រិតកំពូលដោយគ្រាន់តែក្រវីដៃយ៉ាងស្រាលនាងអាចកំទេចខ្លាកម្រិតខ្ពស់3ក្បាលក្នុងពេលតែមួយភ្លាមៗ ខ្សែពលឺព័ត៌មានទាំងនេះកំពុងហោះវាយលោកកាត់ហ្វុងវិស័យរហូតតតែមានខ្លាឃ្មុំបិសាចភ្នែក3ដ៏ធំមួយបង្ហាញខ្លួនឡើងទាំងកំភឹងយ៉ាងខ្លាំង ភ្នែករបស់វាបញ្ចេញពន្លឺដ៏កាចសាហាវត្រៀមខ្លួនហែកនាងជាចំណែកប៉ុន្តែនាងខំតែបង្កក់វាពេលកំពុងក្រហើមដោយលើកសត្វនេះឡើងប្រើប្រាស់ត្រឹមតែធម្មពលផ្លូវចិត្តប៉ុណ្ណោះបន្ទាប់មកដាវក៏ហៅបានកាប់ចិញ្ច្រាំសត្វចម្លែកនោះជាបំណែកយ៉ាងងាយស្រួលបំផុត ភ្នែករបស់ស៊ូហុងបើកធំៗពេលទៅយល់ថាពន្លឺទាំងនោះជាកំបិតគ្រប់គ្រងដោយធម្មពលផ្លូវចិត្តហើយគាត់ពិតជាក៏សរសើរដោយដឹងថាអ្នកប្រើធម្មពលផ្លូវចិត្តគឺស្ថិតនៅក្នុងកម្រិតមួយផ្សេងទាំងស្រុងនៅលើអេក្រង់ដាវមាសដ៏ធំមួយបានលេចឡើងធ្វើឲ្យហ្វូងមនុស្សស្រែកហៅយ៉ាងភ្ញាក់ផ្អើល តាមពិតនារីសក់ក្រហមអានក៏ហៅវាមកដើម្បីប្រយុទ្ធជាមួយសត្វពស់បិសាចដ៏ធំសម្បើម ទឹកមុខយើងមើងមាត់បំផុតពេលកវីអាវុធដ៏ធំនោះវាបានកាត់ផ្ដាច់សត្វចម្លែកជាពីរកំណាត់យ៉ាងងាយស៊ូហុងកំពុងតែព្យាយាមគិតរកមើលតើនាងអាចបង្កើតអាវុធដ៏ធ្ងន់រាប់តោនចេញពីខ្យល់ទៅទេបានយ៉ាងដូចម្តេចពេលនោះគូប្រជែងសក់សបញ្យូយ៉ាងអួតអាងថាវាជាជំនាញចំណាក់ថ្នាក់ A ដែលមានតែអ្នកជំនាញខាងវិញ្ញាណប៉ុណ្ណោះទើបមានដំណឹងនេះធ្វើឲ្យអ្នកចំណូលថ្មីផ្សេងទៀតរអ៊ូតន់ថាហេតុអីបានជាកំពូលអ្នកខ្លាំងទាំងអស់សុទ្ធតែពោពេញទៅដោយជំនាញចំណាក់ថ្នាក់ A បែបនេះ ហើយលេងស៊ីងបានបញ្ជាក់ច្បាស់ថាវ៉ាងធានឈួរក៏មានជំនាញនេះដែរដោយហៅពួកគេថាជាសត្វចម្លែកប៉ុន្តែស៊ូហុងវិញគឺកំពុងតែរំភើបយ៉ាងខ្លាំង កន្លែងនេះពិតជាឃ្លាំងមានដ៏អស្ចារ្យសម្រាប់ជំនាញដែលគេអាចរៀនសូត្របានស្របពេលនោះដែរវ៉ាងធានឈូនៅលើអេក្រង់មួយទៀតកំពុងតែវាយសត្វចម្លែកមួយដៃដោយប្រើកម្លាំងសុទ្ធសាធដោយមិនចាំបាច់ត្រូវការប្រើជំនាញអ្វីទាំងអស់ កំឡោះយើងក៏សម្រេចចិត្តថានឹងរកឱកាសចម្លងយកបច្ចេកទេសរបស់បរិសម្នាក់នោះនៅពេលក្រោយជាមិនខាន បន្ទាប់មកគេពិនិត្យមើលឋានៈខ្លួនឯងហើយដឹងថាគេនៅមានផ្លូវដ៏វែងឆ្ងាយទៀតដើម្បីក្លាយជាអ្នកជំនាញខាងវិញ្ញាណដោយសារត្រូវការបន្ទុកយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជួយបង្កើនធម៌ពលវិញ្ញាណរបស់គេក៏សម្រេចចិត្តថាវាដល់ពេលត្រូវចេញទៅសម្លាប់សត្វចម្លែកហើយពេលដែលគេដើរចូលទៅក្នុងបន្ទប់ហ្វឹកហាត់គូគាត់អ្នកចង់សងសឹកអំពីមុននោះក៏បានមើលឃើញគេពួកគេគិតថានេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីលួចវាយចុះហាពេលអ្នកផ្សេងកំពុងធ្វេសប្រហែសដែលវាជាផែនការដ៏ល្អឥតខ្ចោះម្នាក់ក្នុងចំណោមពួកគេស្រាប់តែស្រែកឡើងដោយក្បេរន្ធត់ដែលធ្វើឲ្យប៊ីសតែនឹងបែកការទៅហើយដូចជាអ្នកជំនាញពិតៗចឹង ព្រោះតែពួកគេងើបមើលលើអេក្រង់ដើម្បីចង់ដឹងថាគេកំពុងប្រយុទ្ធជាមួយអ្វីហើយពេលនោះស៊ូហុងត្រូវបានហុំព័ទ្ធដោយសត្វចម្លែកកម្រិតខ្ពស់ដ៏ធំរាប់សិបក្បាល ជនភៀសទាំងពីរនេះមានការភ័យភ្លុកស្លូយ៉ាងខ្លាំងដោយគិតថាគេប្រកាសជាត្រូវហែកជាបំណែកក្នុងពេលប៉ុន្មានវិនាទីទៀតមិនខាន ប៉ុន្តែស៊ូហុងគ្រាន់តែកាច់ម្រាមដៃលេងដែលបញ្ជាក់ថាផែនការសងសឹកពួកគេគឺបរាជ័យទៅហើយភ្លាមនោះស៊ូហុងក៏ធ្វើកាយវិការក្រវីដៃហើយហ្វុងសត្វចម្លែកឲ្យចូលមកពួកវេយៈនិងសត្វខ្យាដំរីនោះក៏សម្រុកចូលមកវាយប្រហារគេភ្លាមតែម្ដងគេគិតចេញពីការវាយប្រហារដោយដង្កៀបយ៉ាងងាយស្រួលបំផុតដោយបង្ហាញពីក្បាច់ជើងថ្មីរបស់គេបន្ទាប់មកគេបានប្រមូលផ្ដុំធម្មពលពណ៌ខៀវនៅចន្លោះដៃរួចបញ្ចេញវាជាការផ្ទុះចំគោលដៅយ៉ាងសាហាវដែលហែកសត្វចម្លែកនោះជាចម្រៀកបច្ចេកទេសថ្មីនេះគឺប្រៀបដូចជាកងចក្រធម្មពលសម្រាប់កិនកំទេចសត្វចម្លែកហើយគេហែកទម្លុះហ្វុងសត្វចម្លែកទាំងនោះយ៉ាងងាយស្រួលដោយពួកវាធ្វើឡើងពីក្រដាសអញ្ចឹង ស្របពេលនោះដែរគូគាត់សងសឹកទាំងពីរកំពុងតែមានអារម្មណ៍ភ័យខ្លាចរហូតដល់លែងដឹងខ្លួនខណៈដែលម្នាក់ក្នុងចំណោមពួកគេបានស្គាល់ពីជំនាញចលនាចំណាត់ថ្នាក់ A ពួកគេកំពុងតែព្យាយាមគិតថាតើគេទទួលបានជំនាញនោះដោយរបៀបណាហើយសង្ស័យថាគេប្រហែលជារៀនវាដោយគ្រាន់តែមើលផ្ទាល់ភ្នែកទីបំផុតមិត្តភក្តិរបស់គេបានដឹងការពិតហើយផ្ដល់យោបល់ថាពួកគេគួរតែបោះបង់ចោលការសងសឹកនេះទៅ ប៉ុន្តែមេខ្លោងនៅទីនេះមិនព្រមទម្លាក់ចោលអំនួតខ្លួនដោយកាន់ដំបងតូចរបស់ខ្លួនជាប់ត្រៀមសងសឹកដៃគូរបស់គេប្រាប់ឲ្យគេសម្លឹងមើលលើអេក្រង់ម្ដងទៀតមុនពេលគេធ្វើឲ្យពួកគេទាំងពីរស្លាប់ ក្រោយពេលមួយរួចដំបងនោះក៏បានធ្លាក់ចុះដល់កម្រាលឥតដែលក្តីតក់ស្លុតយ៉ាងខ្លាំងនោះក៏ព្រោះតែនៅលើអេក្រង់ស៊ូហុងកំពុងតែឈរនៅលើគំនរសាកសពសត្វចម្លែកដែលមើលទៅដូចជាភ្នំមួយអញ្ចឹង គេពិតជាធន់ថប់ណាស់ដែលការសម្លាប់សត្វចម្លែកកម្រិតខ្ពស់រាប់សិបក្បាលទទួលបានត្រឹមតែ81បន្ទោសភ្លាមនោះស្រាប់តែមានភ្នែកពណ៌ក្រហមជាច្រើនបានលេចឡើងក្នុងភាពងងឹតឈរលើគំនូរជ័យលាភីរបស់ខ្លួនគេប្រកាសថាដល់ពេលត្រូវបន្តទៅមុខទៀតហើយហ្វុងសត្វចម្លែករលកថ្មីមួយក៏ស្ទុះចូលមកវាយប្រហារគេភ្លាមតែម្ដងហើយកំឡោះយើងក៏បានប្រមូលធម្មពលចូលទៅក្នុងកណ្ដាប់ដៃដើម្បីត្រៀមខ្លួនសម្រាប់ជុំទី 2 គេបានបញ្ចេញកណ្ដាប់ដៃវច្ឆរារបស់គីដោយវាយទម្លុះក្បាលសត្វចម្លែកដោយផ្ទាល់តែម្ដង បន្ទាប់មកក៏បញ្ចេញរលកធម្មពលពណ៌មាសដែលបក់បាក់ហ្វុងសត្វទាំងមូលឲ្យខ្ទាតចេញឆ្ងាយ ហើយសត្វចម្លែកដែលនៅរស់ក៏កំពុងព្យាយាមដកថយព្រោះពួកវាទទួលបានមេរៀនគ្រប់គ្រាន់ហើយប៉ុន្តែស៊ូហុងក្រាន់តែញញឹមហើយទាមទារឲ្យពួកវាប្រគល់បន្ទុកទាំងអស់មកឲ្យគេដូចជាមេធំក្នុងវីដេអូហ្គេមអញ្ចឹងមិនទេលោតចូលទៅក្នុងសមរភូមិម្ដងទៀតគេប្រៀបដូចជាម៉ាស៊ីនកំទេចដ៏សាហាវអញ្ចឹងនៅខាងក្រៅឯនោះវិញគូកនសងសឹកទាំងពីរបានត្រឹមតែសម្លឹងមើលលើអេក្រង់ដោយក្តីរន្ធត់បំផុត ដោយម្នាក់ក្នុងចំណោមពួកគេសម្រេចចិត្តថាការអត់ទោសជាគុណធម៌ដែលវាជាគុណធម៌ដ៏ល្អសម្រាប់រក្សាជីវិត ខណៈពេលដែលពួកគេលួចរត់គេចខ្លួនបាត់ភូមិមនុស្សនៅតែបន្តនិយាយវែកញែកអំពីចំនួនសត្វដែលអ្នកខ្លាំងផ្សេងទៀតសម្លាប់បានដូច្នេះពេលមាននរណាម្នាក់សួរពីការសងសឹកពួកគេក៏បានត្រឹមតែឆ្លើយបន្លំដោយក្តីភ័យខ្លាចដោយដឹងច្បាស់ថាពួកគេប្រកាសជាស្លាប់មិនខានបើហ៊ានធ្វើអ្វីមួយជំរំមួយនេះគឺពោពេញទៅដោយសត្វចម្លែកដ៏គួរឲ្យខ្លាចភ្លាមនោះវ៉ាងឈៀមឈួននិងក្មេងស្រីសក់ក្រហមក៏បានដើរចេញពីបន្ទប់ហ្វឹកហាត់ បន្ទុកចុងក្រោយរបស់ពួកគេត្រូវបានបង្ហាញដោយគេទទួលបាន280ហើយនាងនៅពីក្រោយទទួលបាន270បន្ទុកដែលធ្វើឲ្យហ្វុំមនុស្សភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលគិតថាពួកគេម្នាក់បានសម្លាប់សត្វចម្លែកជាង50ក្បាលឯណោះខណៈដែលបុរសម្នាក់សារភាពថាគេទទួលបានត្រឹមតែ50បន្ទុកប៉ុណ្ណោះទោះបីជាមានប្រាក់រង្វាន់អោកាត់ទម្ងន់ក៏ដោយហើយអ្នកចំណូលថ្មីផ្សេងទៀតក៏បានប្រៀបធៀបបន្ទុកដ៏កំសត់របស់ពួកគេដោយអ្នកខ្លះទើបតែទទួលបានបន្ទុកខ្ទង់10ប៉ុណ្ណោះ
គ្រប់គ្នាទទួលស្គាល់ថាដោយមានអ្នកទាំង3នេះពួកគេទាំងអស់គ្នាបានត្រឹមតែប្រកួតប្រជែងដណ្ដើមយកចំណាត់ថ្នាក់លេខ4ប៉ុណ្ណោះ ប៉ុន្តែជនភាពដែលទើបភ្ញាក់រលឹកររបស់យើងលួចបង្ហើបថាក្នុងជំរំនេះនៅមានសត្វចម្លែកមួយក្បាលទៀតគួរឲ្យខ្លាចជាងនេះ ហើយមួយម៉ោងក្រោយមកផ្នែកខាងក្នុងនៃបន្ទប់ហ្វឹកហាត់មើលទៅប្រៀបដូចជាកន្លែងពិឃាតអញ្ចឹងដោយមានគំនរសាកសពសត្វចម្លែកយក្សដ៏ច្រើនសន្ធឹកសន្ធាប់ដែលកឡើងខ្ពស់ដល់ពីដានឯណោះហើយនៅទីនោះមានស៊ូហុងកំពុងអង្គុយនៅលើបល្ល័ង្កនៃការសម្លាប់រង្គាលរបស់គេដើម្បីសម្រាកយកដង្ហើមសិនក្រោយពីការសម្លាប់រង្គាលទាំងអស់នោះមកស៊ូហុងគឺមានការហត់នឿយយ៉ាងខ្លាំងប៉ុន្តែគេនៅតែខ្វះបន្ទុកដែលគេត្រូវការដដែល ប៉ុន្តែបើនិយាយពីចំណុចល្អវិញគេទទួលបានបន្ទុកវិភាគទានយ៉ាងច្រើនដល់ទៅ700សម្រាប់ភាពលំបាករបស់គេដូច្នេះគេក៏បានចេញដំណើរទៅកាន់ប៉ូលីសជំនាញក្បាច់គុណដើម្បីធ្វើការទិញទំនិញខ្លះៗបំបត្តិការនឿយហត់នៅខាងក្នុងគេក៏បានជួបជាមួយនឹងបុគ្គលិកម្នាក់ដែលមើលទៅនាងពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ក្នុងការធ្វើការវិនិយោគនេះគេបានពិនិត្យមើលតម្លៃហើយដឹងថាជំនាញចំណាត់ថ្នាក់ A គឺមានតម្លៃថ្លៃកប់ពពកទោះបីជាក្របថ្នាំប្រមូលផ្ដុំវិញ្ញាណមើលទៅដូចជាការវិនិយោគដ៏សមរម្យមួយក៏ដោយជាការពិតណាស់បុគ្គលិកនេះបានវាតម្លៃគាត់សួរពីថ្នាំគ្រាប់នោះហើយនាងក៏រៀបរាប់ប្រាប់ថាវាជាថ្នាំបង្កើនធម៌ពលដែលប្រើបានតែម្ដងគត់ឃើញថាថ្នាំកម្រិត4ដ៏ល្អបំផុតមានតម្លៃដល់ទៅ500ពិន្ទុស៊ូហុងក៏កំងយកមួយភ្លាមធ្វើឲ្យអ្នកលក់គាំងខួរតែម្ដងនាងនិយាយរដាកដាប់ពីតម្លៃតែគេនៅតែបញ្ជាក់ការទិញដែលមិនខ្វល់គេបង្ហាញពិន្ទុ700ក្នុងគណៈនេះធ្វើឲ្យនាងហាប់មាត់ឡើងចិត្តស្រាប់តែសេវាកម្មអតិថិជនរបស់នាងល្អអត់ចោះពេលហួចថ្នាំឲ្យគេថែមទាំងហៅគេថាសង្ហាទៀតពេលដឹងថាគេជាអ្នកមានអាជីពពិតមែន ត្រឡប់មកបន្ទប់វិញដល់ពេលបើមើលរបស់ថ្មីហើយចាប់ផ្ដើមដោយលំពេងភ្លើងរន្ទះចំណាត់ថ្នាក់ C ដ៏ថ្មីស្លាំងមួយ ការពិនិត្យកម្រិតធម្មពលបញ្ជាក់ថាថ្ងៃនេះគេរីកចម្រើនជាការវឹកហាត់មួយសប្តាហ៍ទៅទៀត តែគេនៅខ្វះធម្មពលវិញ្ញាណបន្តិចទៀតដើម្បីឡើងកម្រិតគេកាន់ថ្នាំដ៏ថ្លៃនោះដោយសង្ឃឹមថាវានឹងជួយគេឲ្យដល់គោលដៅ ហើយក៏លេបវាដោយជឿជាក់ថាការខ្លាយជាម្ចាស់វិញ្ញាណគឺពិតជាជោគជ័យហើយ ថ្នាំនេះបញ្ចេញពន្លឺពណ៌បៃតងដ៏អស្ចារ្យវាជាអុកភាគថោតតម្លៃ500ពិន្ទុ ពេលលេបចូលភ្លាមធម្មពលដ៏មហាសាលបានសាយភីពេញខ្លួនពង្រីកវិញ្ញាណរបស់គេរហូតអាចដឹងពីគ្រប់លំអិតក្នុងបន្ទប់ទាំងមូល បន្ទាប់មកស៊ូហុងបើកភ្នែកឡើងស្រុបធម្មពលបានពេញលេញការពិនិត្យមើលបញ្ជាក់ថាវាពិតជាស័ក្តិសមនឹងបន្ទុកដែលបានចំណាយមែន ធម្មពលវិញ្ញាណកើនឡើង24ដល់ 50.5 តែពេលគិតទៅសរុបបានត្រឹមតែ 99.5 ប៉ុណ្ណោះគឺខ្វះតែកន្លះពិន្ទុទៀតនឹងដល់គោលដៅ គួរតែសម្រាប់បិសាចមួយទៀតទៅត្រូវចាញ់បោកការកណងារគេក៏ចូលគេងទាំងសោកស្ដាយដែលខ្វះតែបន្តិចសោះស្របពេលនោះក្នុងបន្ទប់ផ្ទុកទំនិញមានក្រុមអ្នកប្រយុទ្ធជើងចាស់កំពុងទទួលបេសកកម្មថ្មីពួកគេកំពុងអ៊ូអរមើលប្រវត្តិរូបសិស្សថ្មីដែលត្រូវយកទៅបង្ហាត់អ្នកខ្លះត្អូញត្អែរពីរឿងត្រូវមកមើលថៃក្មេងៗវិទ្យាល័យហើយម្នាក់ក្នុងចំណោមនោះអួតថាកាលពីមុនក្មេងអស់នេះគ្មានសិទ្ធិសំបីតែធ្វើជាគូវឹកហាត់របស់គេផងពួកគេចាប់ផ្ដើមប្រៀបធៀបគ្នាមើលម្នាក់ត្រូវប៉ះវ៉ាងធានឈូដែលមានធម៌ពលខ្លាំងកប់ពពកឯម្នាក់ទៀតនិយាយដោយមោទនភាពថាគេត្រូវប៉ះម្ចាស់វិញ្ញាណសក់ក្រហម តាបងមហុកយើងសយជាងគេត្រូវប៉ះស៊ូហុងដែលមានធម្មពលឈាមត្រឹមតែ123ធ្វើឲ្យក្រុងគេភ្ញាក់ផ្អើលឆ្ងល់ថាហេតុអីមនុស្សខ្លាំងបំផុតរបស់គេក្រែងទៅជួបគ្មានឲ្យបានការសោះព្រាមនោះលោកគ្រូធំសក់សក៏មកដល់ហើយប្រាប់យ៉ាងស្ងប់ស្ងាត់ថាមិនមានការយល់ច្រឡំទេពេលអាមហុកនោះត្អូញត្អែបរោះចំណាស់ក៏បញ្ជាក់ថាធម្មពលប្រយុទ្ធប្រកបរបស់ស៊ូហុងគឺខ្ពស់ជាងកម្រិតដែលបង្ហាញឆ្ងាយណាស់ដំណឹងនេះធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងតើបិសាចប្រភេទណាដែលមានកម្រិតទាបតែវាយខ្លាំងម្ល៉េះលោកគ្រូធំបញ្យល់ថាប្រវត្តិខ្លះរបស់ស៊ូហុងត្រូវបានលាក់កំបាំងតែអាមួយនេះនៅតែរអ៊ូទាំរឿងត្រូវប្រយុទ្ធជាមួយក្មេងដដែលដូច្នេះបរិចំណាក៏ទះក្បាលគេមួយដៃប្រាប់ឲ្យឈប់ត្អូញត្អែហើយទៅស្វាគមន៍ក្មេងនោះឲ្យបានសមរម្យទៅអាមហុកនៅតែរអ៊ូដោយសុំការអនុញ្ញាតដើម្បីវាយស៊ូហុងឲ្យចាស់ដៃហើយលោកគ្រូធំក៏ញញឹមយ៉ាងគួរឲ្យខ្លាចព្រមទាំងសន្យាឲ្យរង្វាន់បើគេអាចរៀបចំក្មេងនេះបានល្អពេលទទួលបានបញ្ជាឲ្យក្រុមជើងចាស់ក៏លោតចេញទៅដើម្បីផ្ដល់ការស្វាគមន៍ពេលយប់ឈានចូលមកដល់កន្លែងវឹកហាត់ហាក់ដូចជាស្ងប់ស្ងាត់រហូតដល់មានសមោខ្មៅចាប់ផ្ដើមលួចវាយបហាសិស្សថ្មីតាមច្រករបៀងជំរំទាំងមូលប្រែជាវឹកពណ៌ហើយមានកំឡោះកំសត់ម្នាក់សុំពេលត្រឹមតែស្លៀកខោសិនប៉ុណ្ណោះស៊ូហុងភ្ញាក់ផ្អើលក្នុងបន្ទប់ដឹងខ្លួនថាមានភ្ញៀវមកលេងហើយទ្វាររបស់គេក៏ត្រូវកាប់ជាសញ្ញាខ្វែងយ៉ាងធំការស្វាគមន៍អីក៏សាហាវម្ល៉េះគឺជាងចាស់មហោងនោះឯងដែលស្ទុះចូលមកកាប់ដោយដាវធម្មពលពណ៌ស្វាយតែស៊ូហុងគេចទាន់ពេលខណៈការវាយប្រហារនោះធ្វើឲ្យបែកឥតខ្ចាក់ខ្ចាយដំបូងគេស្មានតែជាឃាតករដែលគេបញ្ជូនមកដើម្បីកម្ចាត់តារារះថ្មីរួចគេក៏ហៅលំពេញថ្មីរបស់គេមកប្រជុំមុខនឹងអ្នកឈ្លានពានអាមហុកនោះនៅតែអ៊ូតមិនឈប់ហើយថាស៊ូហុងសយណាស់ដែលត្រូវប៉ះជាមួយគេតែបងប្រុសយើងឆាប់ដឹងខ្លួនថាអ្នកវាយប្រហារជាមនុស្សមិនមែនជាបិសាចឡើយស្នាមញញឹមដល់ល្បិចកលក៏លិចឡើងលើមុខស៊ូហុងនេះពិតជាលយណាស់គេគ្រាន់តែត្រូវការរង្វាន់បន្តិចទៀតដើម្បីឡើងកម្រិតហើយអានេះគឺជារ៉ែបត់ពិសោធន៍ដើរបានច្បាស់អ្នកវាយប្រហារនោះឡើងកាំងពេលឃើញក្មេងខ្សោយជាងស្ទុះចូលវាយគេហើយថាក្មេងនេះឈួតហើយអាវុធរបស់ពួកគេក៏ប៉ះទង្គិចគ្នាបង្កើនជាបន្ទុះធម្មពលយ៉ាងខ្លាំងជើងចាស់នេះដឹងភ្លាមថាលោកគ្រូធំពិតជាមិនកុហកពីរឿងធម្មពលរបស់ស៊ូហុងឡើយហើយគេចាប់ផ្ដើមភ័យដោយមិនជឿថានិស្សិតកម្រិតមួយអាចខ្លាំងដល់ថ្នាក់នេះជើងចាស់នៅតែហាមាត់អួតព្យាយាមប្រើកម្លាំងបាយសង្កត់ស៊ូហុងតែបងប្រុសយើងក្រហឹមតបវិញដោយមិនព្រមថយសូម្បីមួយជំហានដោយមានធម្មពលហូរចូលយ៉ាងខ្លាំងគេបានវាយកញ្ចក់អាមហុកឲ្យហោះប៉ើងដែលពេលនេះកំពុងលួចសួរខ្លួនឯងថាតើក្មេងនេះជាបិសាចមែនទេគេសម្រេចចាត់បញ្ចេញសមត្ថភាពពិតដោយបញ្ឆេះដាវជាមួយជំនាញភ្លើងពណ៌ស្វាយហើយអប់រំថាការប្រយុទ្ធគឺត្រូវការចិត្តនិងជាងកម្លាំងបាយចំណែកស៊ូហុងគ្រាន់តែវិភាគបច្ចេកទេសថ្មីនោះយ៉ាងស្ងប់ស្ងាត់ដោយមិនមានការផិតភ័យអ្វីបន្តិចសោះដាវរបស់ជើងចាស់នេះបន្លឺសម្លេងផ្ទុះព្រឹបដោយធម្មពលបន្ទាប់មកគេលុតឡើងលើអាកាសប្រមូលធម្មពលវាប្រហារយ៉ាងខ្លាំងបញ្ចេញក្បាច់ពិសេសរបស់គេគឺការកាប់យ៉ាងសន្ធោសន្ធៅស៊ូហុងទប់ទល់ពេញទំហឹងដោយដឹងច្បាស់ថាធម្មពលមួយនេះពិតជាសាហាវលើសជំនាញផ្សេងទៀតរបស់គេ
អាវុធអ្នកទៅពីប៉ះទៅគេគ្នាបង្កើតជាពលឺចាំងផ្លេកនឹងការផ្ទុះយ៉ាងសន្ធោសន្ធៅដែលកំតិចបន្ទប់នោះទាំងមូលតែម្ដង ពេលផ្សាយរលីបាត់ជើងចាស់ម្នាក់នោះបានដួលផ្ងាជើងចង្អាងបន្សល់ទុកត្រឹមភាពតានតឹងរវាងទូគេទាំងពីរនៅកណ្ដាលគំនោបាក់បែកគាត់ពិតជាកៀងថ្មឹងដែលសួរហងអាចទប់ស្កាត់ការវាយប្រហារត្រឹមតែប្រើរន្ទះសុទ្ធសាធដោយមិនបាច់ពឹងផ្អែកលើបច្ចេកទេសអ្វីសោះ ដូច្នេះគាត់ក៏ព្យាយាមកែមុខវិញដោយសើចចំអកឲ្យស៊ូហងថាមិនចេះក្បាច់លំពេងត្រឹមត្រូវទាល់តែសោះ ស៊ូហងគ្រាន់តែញញឹមចង់មាត់ហើយសារភាពថាខ្លួនពិតជាមិនចេះក្បាច់រន្ទះមែនមុននឹងសួរថាតើគិតយ៉ាងណាដែរបើបុកបញ្ចូលភ្លើងបន្តិចទៀតនោះ ឃើញបែបនេះបរិសុទ្ធមូហក់នោះគៀងខួរក្បាលតែម្ដងទឹកមុខរបស់គាត់បានបញ្ជាក់យ៉ាងច្បាស់ថាវាជាការបញ្ចូលគ្នានៃធាតុអំណាច គាត់កំពុងស្លន់ស្លោព្រោះអ្នកណាក៏ដឹងថាធាតុផ្សេងគ្នាតែងតែច្រានគ្នាចេញហើយពេលនេះគាត់កំពុងប្រឈមមុខនឹងរឿងព្រេងដែលគាត់ធ្លាប់គិតថាគ្រាន់តែជាពាក្យចរចាមអារាមប៉ុណ្ណោះ ពិតជាថៃស៊ុយមែនភ្នែករបស់ស៊ូហងបញ្ចេញពន្លឺអំណាចយ៉ាងខ្លាំងហើយក៏ត្រៀមខ្លួនបញ្ចប់រឿងនេះ បន្ទាប់មកគេក៏ស្ទុះទៅមុខហើយជើងចាស់នោះបានត្រឹមលាន់មាត់ថាចប់ហើយដោយអស់សង្ឃឹមបរិសុទ្ធមូហក់នោះក៏បញ្ចេញក្បាច់កាប់ដោយភ្លើងរបស់ខ្លួនឯង ប៉ុន្តែលំពេងរន្ទះភ្លើងរបស់ស៊ូហងបានវាយបកវិញយ៉ាងចាស់ដៃហើយការផ្ទុះនេះបានធ្វើឲ្យជើងចាស់នោះខ្ទាតហោះទៅប៉ះពីដានព្រមទាំងស្រែកឡៅឡាពីកម្លាំងដ៏មហាសាលនេះ គាត់ត្រូវខ្ទាស់ធ្លាដំបូលហោះទៅលើដោយតួអង្គក្នុងរឿងគំនូរជីវចលអញ្ចឹង ឈរក្នុងគំនោបាក់បែកស៊ូហងទទួលបានសារប្រាស់ពីការកើនពិន្ទុគុណតម្លៃយុទ្ធគុណចំនួន 7 ហើយស្នាមញញឹមដ៏មានមោទនភាពក៏លេចឡើងនៅលើផ្ទៃមុខរបស់គេទីបំផុតគេមានពិន្ទុគ្រប់គ្រាន់ដើម្បីឡើងកម្រិតតារាងពិន្ទុរបស់គេបញ្ជាក់ច្បាស់ណាស់ដោយពេលនេះគុណតម្លៃយុទ្ធគុណឡើងដល់ 497 ងាកមកមើលការពីប្រមាណវិនាទីមុននេះលោកគ្រូធំកំពុងឈរជជែកគ្នានៅខាងក្រៅ គាត់រៀបរាប់យ៉ាងជឿជាក់ថាគាត់នឹងស្ដីបន្ទោសស៊ូហងពីវិធីសាស្ត្រហ្វឹកហាត់ខុសឆ្គងរបស់គេ ស្រាប់តែពេលនោះជើងចាស់កពូរបស់គាត់បានហោះចេញពីអគារដោយគ្រាប់កំភ្លើងធំហើយធ្លាក់ដួលខ្ពស់ចំពីមុខជើងរបស់ពួកគេតែម្ដង នឹងហើយវាជាទឹកមុខរបស់មនុស្សដែលទៅតែទទួលបានមេរៀនដ៏ឈឺចាប់ពីការមើលស្រាវគូប្រកួត លោកគ្រូធំកៀងថ្មឹងពេលឃើញជើងឯករបស់ខ្លួនដួលបែបនេះឯជំនួយការរបស់គាត់វិញកំពុងគិតញាប់ស្មេដោយដឹងថាស៊ូហងទៅតែវាយឈ្នះមនុស្សខ្លាំងបំផុតរបស់ពួកគេនៅទីលានហ្វឹកហាត់ឯនោះវិញការទទួលស្វាគមន៍ផ្សេងទៀតក៏កំពុងបញ្ចប់យ៉ាងកក្រើកផងដែរលោកគ្រូធំឈរមើលសាសថ្មីពីរនាក់ទៀតធ្លាក់ក្បែរជើងឯកដែលស្លាប់បាត់ស្មារតីរបស់គាត់ដែលពេលនេះកំពុងដេកនៅក្រោមគំនោអ្នកចម្បាំងដៃចាញ់ វងដេនឈូដែលចូលចិត្តអួតនោះរអ៊ូថាការប្រកួតរបស់គេស្រួលពេកហើយប៉ុន្តែបន្ទាប់មកគេក៏សម្គាល់ឃើញថាមានមនុស្សដេកដួលលើដីដល់ទៅ4នាក់មិនមែន3ទេ នារីសក់ក្រហមឆ្ងល់ថាតើនរណាអាចបញ្ចប់ការប្រកួតលួនយ៉ាងនេះចំណែកជំនួយការស្មានថាអ្នកប្រយុទ្ធនោះប្រកាសជាខ្សោយហើយ ប៉ុន្តែមានគេប្រាប់ថាបរិមម្នាក់នោះឈ្មោះប៊ូជីងហ្វាំងគឺជាអ្នកខ្លាំងជាងគេក្នុងក្រុមទៅវិញនេះធ្វើឲ្យលោកគ្រូធំចាប់ដើមគិត សិស្សថ្មីកម្ពុជាកពូររតៃទៀតឈ្នះមែនប៉ុន្តែស៊ូហងដែលខ្សោយជាងគេតាមឯកសារបែរជាបញ្ចប់លឿនជាងគេទៅទៀតគាត់ងឿងឆ្ងល់យ៉ាងខ្លាំងដោយព្យាយាមរកមើលថាតើក្មេងនេះកំពុងប្រើក្បាច់ស៊ីចំពោះអ្វីឲ្យប្រកបពេលនោះបុគ្គលិកម្នាក់រត់ទាំងភ័យស្លន់ស្លោដោយស្រែកថាមានរឿងធំកើតឡើងហើយ តែលោកគ្រូធំធ្វើពង្ើយហើយសួរថាមានសិស្សស្លាប់មែនទេព្រមទាំងចាត់ទុកថាវាជារឿងធម្មតាពិតជាមេដឹកនាំល្អមែន អ្នកនំសានោះប្រញាប់ប្រាប់ថានេះជារឿងស៊ូហងប្រើក្បាច់បញ្ចូលគ្នាឯណោះទេហើយបរិះចំណាស់ក៏សើចចំអកធ្វើហាក់ដូចជាយល់រឿងគ្រប់យ៉ាងបន្ទាប់មកពេលស្ដាប់ឮច្បាស់ទៅដឹងរឿងហើយខួរក្បាលរបស់គាត់ក៏គាំងធុកសេតែម្ដងគាត់ចាប់កឲ្យបុគ្គលិកនោះឲ្យបាត់បង់ម្ចាស់ការទាំងស្រុងពេលឮថាស៊ូហងបានបញ្ចូលគ្នារវាងរន្ទះនិងភ្លើង បុគ្គលិកនោះស្បត់ថាខ្លួនបានឃើញតាមរយៈកាមេរ៉ាសុវត្ថិភាពហើយពួកគេអាចទៅសួរអ្នកដែលឃ្លាតឃ្លាដំបូលនោះបាន សម្លឹងមើលជើងឯកដែលដួលលោកគ្រូធំក៏ចាប់ផ្ដើមយល់សាច់រឿងដោយក្តីសង្ស័យបានប្រែទៅជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង គាត់រំភើបដល់ថ្នាក់ឈួតទៅហើយដោយស្រែកថាមនុស្សពូកែចុងក្រោយដែលធ្វើបែបនេះបានត្រូវចំណាយពេល19ឆ្នាំទើបអាចស្ទាត់ជំនាញពេលនេះគាត់ខ្លាចជាអ្នកគ្រប់គ្រងងំងល់បាត់ទៅហើយដោយហៅស៊ូហងថានាគចុះពីឋានសួគ៌ស្របពេលបុគ្គលិកព្យាយាមលួងលោមគាត់ឲ្យស្ងប់អារម្មណ៍ជំនួយការរបស់គាត់សួរថាការបញ្ចូលធាតុពិតជាខ្លាំងមែនទេហើយគាត់បញ្យល់ថាអ្នកចុងក្រោយដែលធ្វើបានអាចវាយតទល់នឹងអ្នកខ្លាំងជាងខ្លួន25កម្រិតឯណោះជំនួយការរបស់គាត់នៅតែគិតពីរឿងនេះដោយឆ្នោតថាហេតុអ្វីការបញ្ចូលគ្នាមិនមែនជាក្បាច់ហ្វឹកហាត់ស្តង់ដារហើយលោកគ្រូធំបញ្យល់ថាវាច្រើនតែធ្វើឲ្យមនុស្សពិការឬជាប់នៅកម្រិតទី1ជារៀងរហូតតែគាត់ចាប់ផ្ដើមសរសើរស៊ូហងវិញដែលធ្វើវាបានក្នុងមួយខែជាមួយនឹងធាតុទាំង7ដោយស្រមៃពីអនាគតដែលក្មេងនេះអាចវាយផ្ដួលអធិរិកខ្លាំងបំផុតទាំង10ត្រឹមមួយក្បាច់ បុគ្គលិករបស់គាត់ព្យាយាមទាញគាត់ឲ្យភ្ញាក់ពីសុបិនវិញដោយប្រាប់ថាវាជារឿងរវើរវាយសពសាទ ប៉ុន្តែបរិះចំណាស់តវ៉ាថាវាជាបុតអូក្រិតប្រឆាំងមនុស្សជាតិទៅហើយបើមិនដោយឲ្យសក្តានុពលរបស់ស៊ូហងត្រូវខ្ជះខ្ជីនោះពេលនោះបុគ្គលិកម្នាក់នឹកឃើញថាស៊ូហងមានកាយសម្បទាពិសេសទើបគេឈ្នះយ៉ាងងាយនេះធ្វើឲ្យពួកគេដឹងថាការគុណកម្លាំងរបស់គេគឺរឹតតែសាហាវជាងវងធីនឈូទៅទៀតជាមួយនឹងផែនការថ្មីលោកគ្រូធំបានបញ្ជាឲ្យមានការប្រកួតយុទ្ធគុណនៅថ្ងៃស្អែកដោយចង់ឃើញថានឹងមានអ្វីកើតឡើងពេលយកសិស្សកម្ពុជាទាំង3មកប្រកួតជាមួយក្មេងសាហាវម្នាក់នេះងាកមកវិញស៊ូហងគ្រាន់តែឈរក្នុងរន្ធដ៏ធំដែលធ្លាប់ជាបន្ទប់របស់គាត់ប៉ុណ្ណោះហើយគាត់ក៏អង្គុយចុះយ៉ាងស្ងប់ស្ងាត់កណ្ដាលកំណោបាក់បែកនោះដើម្បីទូទាត់ពិន្ទុរបស់គាត់ទម្លាក់បន្ទុកក្បាច់គុណទាំងអស់ចូលទៅក្នុងស្តាតវិញ្ញាណភ្លាមទីបំផុតរួចរាល់ក្នុងការឆ្លងដែនកំណត់ដើម្បីក្លាយជាគ្រូវិញ្ញាណហើយថាមពលការឡើងនេះគឺលុយកប់សេរីលេចចេញជាដែកខ្មោចទី3មួយយ៉ាងធំ រៀងចម្លែកបន្តិចប៉ុន្តែគាត់យកវាហើយតារាសាស្ត្របញ្ជាក់ថាពេលនេះវិញ្ញាណគឺ 100.2% វិញ្ញាណរបស់គាត់ត្រូវបានពង្រីកគាត់សម្លឹងមើលទៅគំនូបាក់បែកផ្ចង់អារម្មណ៍លើបំណែកជញ្ជាំងមួយផ្ទាំងរួចធ្វើឲ្យវាអណ្ដែតឡើងភ្លាមតែម្ដងសាឡបោលេងសិនពេលនេះគាត់កំពុងអណ្ដែតកណ្ដាលគំនូបាក់បែកដោយដឹងថាគាត់អាចប្រើទូរចិត្តសាសវាយប្រហារបានហើយគាត់កំពុងសម្លឹងចង់រៀនជំនាញកម្រិត A ពីកូនសិស្សកពូដតីទៀតបាត់ទៅហើយព្រោះថាព្រឹកឡើងភ្លាមសម្លេងបញ្ជាថ្មីមួយបានបន្លឺឡើងពេញជំរំហ្វឹកហាត់តែម្ដង
គ្រប់គ្នាប្រញាប់រត់ចុះតាមចន្ទើមកជួបជុំគ្នាភ្លាមៗដោយរអ៊ូទាំថាជំរំហ្វឹកហាត់នេះមិនទុកពេលឲ្យសម្រាកសោះឡើយ ក្រុមទាំងមូលមកជួបជុំគ្នានៅទីធ្លាក្នុងសុភាពទុនជ្រីអស់កម្លាំងខ្លាំងលើកលែងតែស៊ូហុងដែលមើលទៅស្រស់ស្រាយដូចទៅតែគេងពេញ8ម៉ោងក្នុងកន្លែងស្ប៉ាយ៉ាងជំនួយការលោកគ្រូធំនៅទីនោះដោយគាត់សម្គាល់ថាគ្មាននរណាម្នាក់មកយឺតនោះទេរួចក៏លើកមេដៃសរសើរបែបឌឺដងដល់ពួកកម្ពុជាទេពកសលដែលមិនទាន់ធ្លាក់ខ្លួនដេកប៉ែត ការពិតណាស់មានបរិសម្នាក់ចាប់ដើមរកលេសដោះសារភ្លាមដោយរអ៊ូទាន់ថាគីសូមបីតែពីស្លៀកខោក៏គ្មានផងហើយគ្រូបវឹកក៏បាញ់គេវិញដោយសួរថាតើឃាតករភពផ្សេងនឹងឈរចាំឲ្យគេស្លៀកពាក់សិនណោះមិត្តភក្តិគេសាចុកពូរួចដាក់ឈ្មោះក្រៅឲ្យថាប្រូខៃខ្លីប្រចាំជីវិតតែម្ដងស៊ូហុងយល់ពីគ្រូបង្វឹកតែក៏យល់ថាហេតុអីគ្រប់គ្នាមិនសប្បាយចិត្តដែរដូច្នេះគ្រូបង្វឹកប្រកាសពីការសាក់លបងថ្មីមួយដើម្បីឲ្យពួកគេបង្ហាញសមត្ថភាពដោយវាស់ស្ទង់គ្រប់យ៉ាងចាប់ពីធម៌ពលប្រយុទ្ធលបឿនរហូតដល់ការប្រើប្រាស់ជំនាញរបស់ពួកគេវាសម្បីតែមានការចាត់ថ្នាក់ប្រយុទ្ធដែរដោយកម្ពុជាទាំង10នឹងទទួលបានរង្វាន់ប្រចាំថ្ងៃគណៈអ្នកភិជាសង្ឃឹមត្រឹមជាប់ឯតំណែងកម្ពុជាទាំង3គឺដឹងលទ្ធផលមុនបាត់ទៅហើយចំណែកស៊ូហុងវិញកំពុងតែឆ្ងល់ទៅហើយថាតើរង្វាន់ធំសម្រាប់លេខ1នឹងមានអ្វីខ្លះនោះគ្រូបង្វឹកប្រាប់ឲ្យស្ងាត់មេគុណម្នាក់នេះសម្លឹងមើលហ្វងមនុស្សដែលគិតថាស៊ូហុងគ្រាន់តែជាតួអង្គធម្មតាម្នាក់ប៉ុណ្ណោះតែបែរជាមានក្មេងម្នាក់តាំងខ្លួនឯងអស់ចាដោយស្មានថាតាចានោះកំពុងតែចាប់អារម្មណ៍លើរូបគេទៅវិញកុំយល់សពអីសម្លាញ់ប៉ុន្តែស៊ូហុងដឹងច្បាស់ក្នុងចិត្តថាមេគុណម្នាក់នេះពិតជាកំពុងសម្លឹងមើលនរណាឲ្យប្រកបដើម្បីបន្ថែមភាពរំភើបតាចាស់បានប្រកាសពីរង្វាន់ធំបំផុតគឺអាចរើសជំនាញថ្នាក់ A ណាមួយក៏បានតាមចិត្តហ្វងមនុស្សនៅទីនេះពិតជាវឹកវរខ្លាំងណាស់ហើយចាប់ដើមភ្នាល់លើកម្ពុជាអ្នកខ្លាំងទាំង3នាក់ជាមិនខានសូម្បីតែវាងធានជួក៏ផ្ដោតអារម្មណ៍ខ្លាំងដែរដោយដឹងថាក្បាច់គុណថ្នាក់ A គឺកម្រមានណាស់នារីសក់ក្រហមម្នាក់នេះក៏កំពុងតែពុះកញ្ជ្រោលព្រោះនាងមើលឃើញឱកាសទទួលបានក្បាច់គុណកម្ពុជានេះយ៉ាងច្បាស់ចំណែកឯកំឡោះសង្ហាកាន់ផ្លិតវិញចង់ទៅយកឈ្នះដើម្បីបិទមាត់គ្រួសាររបស់គេដែលតែងតែរិះគន់ពីការវឹកហាត់ល្បឿនរបស់គេប៉ុណ្ណោះភ្នែករបស់ស៊ូហុងចាប់ផ្ដើមភ្លឺឡើងមើលទៅគេប្រហែលជាត្រូវតែបញ្ចេញសមត្ថភាពឲ្យអស់ដៃម្ដងនេះហើយចំណែកឯមេគុណវិញកំពុងតែអន្ទះសារយ៉ាងខ្លាំងចង់ឃើញថាតើបិសាយរបស់គេអាចធ្វើអ្វីបានខ្លះគាត់បានហៅអ្នកចំនួនថ្មីកម្ពុជាទាំង3ដើម្បីកំណត់ស្តង់ដារឲ្យបានខ្ពស់ហើយហ្វូងមនុស្សចាប់ផ្ដើមបែកញើសដោយឆ្ងល់ថាតើនរណាម្នាក់ដែលសួយត្រូវចេញទៅមុខគេនោះជាការពិតណាស់មេគុណបានហៅឈ្មោះស៊ូហុងព្រមទាំងញញឹមចំមាត់បន្តិចដែលធ្វើឲ្យអ្នកជំវិញគិតថាគេប្រកាសជាជួបរឿងអាក្រក់មិនខានព្រោះបានបំពេញច្បាប់របស់មេធំពួកគេគិតថាវាគ្រាន់តែជាល្បិចដើម្បីបំបាក់មុខអ្នកខ្សោយប៉ុន្តែស៊ូហុងដឹងច្បាស់ថាពួកគេនឹងត្រូវភ្ញាក់ផ្អើលរហូតដល់និយាយលែងចេញមិនខានអ្នកដែលត្រូវចេញមុនគេគឺលីនស៊ីងដែលអះអាងថាការធ្វើតេស្តធម៌ពលប្រយុទ្ធមិនមែនជាចំណុចខ្លាំងរបស់គេទាល់តែសោះបន្ទាប់មកគេក៏ប្រមូលកម្លាំងហើយម៉ាត់មួយដៃយ៉ាងធម្មតាទៅលើម៉ាស៊ីននោះដែលភ្លាមៗនោះវាបានលូតពិន្ទុរហូតដល់ជាង 4000 មនុស្សគ្រប់គ្នាពិតជាហាមាត់ស្ងើសរសើរខ្លាំងណាស់ប្រសិនបើនេះគ្រាន់តែជាចំណុចខ្សោយរបស់គេតើចំណុចខ្លាំងរបស់គេពិតប្រាកដជាអ្វីទៅវិញស៊ូហុងគ្រាន់តែវិភាគទិន្នន័យនោះហើយកំពុងរៀបចំផែនការរួចជាស្រេចថាតើគេអាចរៀនជំនាញដ៏មានឥទ្ធិពលនោះបានដោយរបៀបណាបន្ទាប់មកទៀតគឺលីនស៊ីងដដែលដោយបញ្ចេញកណ្ដាប់ដៃពណ៌បៃតុងដ៏គួរឲ្យខ្លាចរួចគេក៏បញ្ចេញក្បាច់កណ្ដាប់ដៃខ្ជាប់ជួបបំបាំងពពុកវាយចំម៉ាស៊ីននោះដែលបញ្ចេញពិន្ទុ 5542 ភ្លាមហ្វូងមនុស្សនៅទីនេះពិតជាស្រែកហូគាំទ្រយ៉ាងខ្លាំងជាពិសេសនៅពេលដែលដឹងថានេះគឺជាចំណុចខ្សោយរបស់គេទៅហើយនោះចំណែកស៊ូហុងវិញគ្រាន់តែទទួលបានសារបញ្ជាក់ពីការចម្លងជំនាញរបស់គេដោយមើលទៅមិនសូវខ្វល់ខ្វាយទាល់តែសោះកំឡោះសង្ហាម្នាក់នេះធ្វើឬក្រអោយក្រតមដាក់នារីសក់ក្រហមដែលនាងពិតជាមិនជូរចិត្តទាល់តែសោះពេលនេះដល់វេនរបស់នាងម្ដងហើយពិន្ទុរាងកាយជាមូលដ្ឋានរបស់នាងគឺទទួលបាន 3253 ប៉ុន្តែបន្ទាប់មកភ្នែករបស់នាងចាប់ផ្ដើមបញ្ចេញពន្លឺនៅពេលដែលនាងស្រូបយកធម្មពលវិញ្ញាណបង្កើតបានជាញញួរធម្មពលដ៏ធំសម្បើមមួយនៅពីលើក្បាលរបស់នាងតែម្ដងជាការពិតណាស់ប្រព័ន្ធរបស់ស៊ូហុងក៏បានទាញយកជំនាញនោះភ្លាមផងដែរថ្ងៃនេះពិតជាថ្ងៃល្អរបស់គេមែនស្នាមញញឹមចុងមាត់នោះគេបញ្ជាក់គ្រប់យ៉ាងគេគ្រាន់តែមកទីនេះដើម្បីប្រមូលយកជំនាញតែប៉ុណ្ណោះញញួរព័ត៌មាននេះចាប់ផ្ដើមរឹងមាំឡើងហើយត្រៀមខ្លួនរួចជាស្រេចដើម្បីវាយកំទេចដោយទឹកមុខពោពេញទៅដោយការផ្ដោតអារម្មណ៍នាងក៏ត្រៀមខ្លួនក្នុងការវាយប្រហារតែម្ដងនាងតម្លែអាវុធដ៏ធំសម្បើមនោះវាយម៉ាស៊ីនវាស់កម្លាំងពេញទំហឹងហើយវាលោតពិន្ទុកម្មតញ្ញសាច់ដល់ទៅ 5942 ពួកអ្នកឈើមើលសឡងកាន់គ្រប់គ្នាដោយលន់មាត់ថាម្ចាស់វិញ្ញាណគឺជាកូដស៊ីឈុងធ្លាក់ពីឋានសួគ៌ពិតស៊ូហុងវិតម្លៃធម្មពលរបស់ពួកគេហើយទើបដឹងថាធម្មពលមានជីវវត្ថុពិតជាអាចបត់បែនមិនល្អណាស់ពេលប្រយុទ្ធបន្ទាប់មកវាងធានជូក៏បោះជំហានទៅមុខប្រមូលធម្មពលពណ៌មាសរបស់គេដើម្បីវាយប្រហារគេប្រើសញ្ញាដៃពិសេសមួយដើម្បីបញ្ចេញធម្មពលនោះចំណែកកំឡោះយើងកំពុងគិតពីជំនាញចុងក្រោយដោយដឹងថាគេអាចបង្កើតអ្វីក៏បានឲ្យតែមានធម្មពលគ្រប់គ្រាន់សម្រាប់វាស៊ូហុងដឹងថាគេមិនអាចចេះជំនាញថ្មីទាំងនេះភ្លាមទេជាមួយកម្រិតវិញ្ញាណបច្ចុប្បន្នរបស់គេដូច្នេះគេសម្រេចចិត្តមើលវេនរបស់វាងធានជូសិនដោយចង់ដឹងថាកម្ពុជាអ្នកខ្លាំងនេះមានអ្វីខ្លះហ្វុងមនុស្សទាំងមូលគិតថាវាងធានជូជាអ្នកឈ្នះបាត់ទៅហើយព្រមទាំងសរសើររាងកាយប្រផ្លៃផ្សៃរបស់គេស៊ូហុងគ្រាន់តែសម្លឹងមើលគេដោយចង់ដឹងថារាងកាយនោះអាចប្រៀបជាមួយរាងកាយអធិរាជរបស់ខ្លួនបានឬអត់យ៉ាងវាងធានជូប្រាប់គ្រប់គ្នាឲ្យមើលឲ្យច្បាស់ពេលគេបញ្ចេញធម្មពលពិតរួចក៏ម៉ាត់មួយដៃយ៉ាងធម្មតាបង្កើតជារលកសំឡេងដ៏ធំពេញទីលានហ្វូងមនុស្សពិតជាស្រឡាំងកាំងពេលដឹងថាកម្លាំងមូលដ្ឋានរបស់គេគឺស្ទើរតែស្មើនឹងក្បាច់ពិសេសរបស់អ្នកមុនទៅហើយសូម្បីតែលោកគ្រូធំក៏ងក់ក្បាលបន្តិចដែរដែលមើលទៅពិតជាចាប់អារម្មណ៍នឹងធម្មពលដ៏ខ្លាំងក្លានេះវាងធានជូទទួលការសរសើររួចប្រកាសថាគេនឹងចាប់ផ្ដើមប្រើក្បាច់គុណពិតប្រកាសហើយនេះធ្វើឲ្យស៊ូហុងញញឹមចំមាត់ព្រោះគេកំពុងរងចាំមើលជំនាញកម្រិត A នេះផ្ទាល់ភ្នែកតែម្ដងធម្មពលពណ៌សចម្លែកចាប់ផ្ដើមប្រមូលផ្ដុំជុំវិញដៃវាងធានជូហើយគេក៏ប្រើវាបញ្ចេញក្បាច់ប្រយុទ្ធដ៏សាហាវមួយ
លោកគ្រូធំស្គាល់ភ្លាមថានេះជាក្បាច់កណ្ដាប់ដៃភ្លើងឆ្អឹងហើយភ្លាមនោះប្រព័ន្ធរបស់ស៊ូហុងក៏លួចចម្លងវាដែលចំណេញបន្ទុកវិភាគទានយ៉ាងច្រើនភ្នែករបស់វ៉ាងខៀនជូបញ្ចេញពន្លឺពេលគេវាយប្រហារដោយមាត់កណ្ដាប់ដៃដ៏ភ្លឺចាញ់ចាំងនោះចំម៉ាស៊ីនធ្វើតេស្ត បន្ទូលដល់7534ដែលជាតួលេខដ៏ខ្ពស់មួយហួសពីកម្រិតរបស់គេទៅទៀត លោកគ្រូធំញញឹមបិទមាត់មិនចិត្តដោយប្រាប់ក្មេងនេះថាទីបំផុតគេពិតជាស័ក្តិសមនឹងគេឈ្មោះគ្រួសារមែន បន្ទាប់មកបុរសចំណាស់ក៏សម្លឹងដោយមានល្បិចរួចហើយបេក្ខជនបន្ទាប់គឺស៊ូហុង អ្នកផ្សេងទៀតគ្រាន់តែសម្លឹងមើលដោយគិតថាកំឡោះយើងច្បាស់ជាត្រូវខ្មាស់គេជាសាធារណៈហើយក្រោយពីការសម្ដែងបាញ់មិញលោកគ្រូធំប្រាប់ពីលក្ខខណ្ឌការម៉ាត់ដំបូងគឺប្រើតែកម្លាំងកាយសុទ្ធហាមប្រើជំនាញដូច្នេះស៊ូហុងក៏ឈរយ៉ាងរឹងមាំប្រមូលកម្លាំងកាយដ៏មហាសាល គេដកដង្ហើមចេញយ៉ាងខ្លាំងសម្លឹងមើលទៅគោលដៅរួចកំមាត់មួយដៃដោយប្រកាសថារង្វាន់កម្រិត A នោះគឺជារបស់គេបាត់ទៅហើយ កម្លាំងនេះបង្កើតជាការផ្ទុះដ៏ធំដែលអង្រួនទីលានទាំងមូលហើយអេក្រង់ម៉ាស៊ីនក៏បង្ហាញបន្ទុក 6651 ភ្លាមតែម្ដងសម្បីលោកគ្រូចំមកក៏យ៉ាងដែរដោយសារភាពថាគាត់នៅតែមើលស្រាលកម្រិតបិសាចរបស់ក្មេងនេះចំណែកអ្នកចំនួនថ្មីទាំងអស់ក៏ឈូសស្ងៀមត្រឹងតែម្ដងបន្ទាប់មកសម្លេងសិបសៀវក៏ចាប់ផ្ដើមគ្រប់គ្នាសង្ស័យថាម៉ាស៊ីនខូចឬមួយក៏បរិះនេះជាខ្មោច អ្នកកំពូលទាំង3ក៏ភ័យស្លន់ស្លោដោយទីថាគេប្រហែលជាអ្នកលេងគុណកម្រិត2ដែលលាក់ខ្លួន ស៊ូហុងសួរសាមញ្ញថាតើគេអាចប្រើក្បាច់គុណបានឬនៅហាក់ដូចជាអង្បាញ់មិញគ្រាន់តែជាការកម្ដៅសាច់ដុំលេងអញ្ចឹង គេរៀបចំក្បាច់ឡើងវិញដើម្បីបង្ហាញពីសមត្ថភាពពិតរបស់គេពន្លឺពណ៌ខៀវផ្ទុះឡើងជុំវិញខ្លួនគេខណៈប្រព័ន្ធចាប់ផ្ដើមរៀនជំនាញថ្មីយ៉ាងលឿន ហើយវាគឺជាក្បាច់កណ្ដាប់ដៃភ្លើងឆ្អឹងរបស់វ៉ាងធីនជូដែលគេកំពុងរៀនយ៉ាងលឿនដូចភ្លេចបន្ទោ ជំនួយការព្យាយាមមកទៀបតម្លៃដោយប្រកែកថាស៊ូហុងមកពីគ្រួសារធម្មតាដូច្នេះជំនាញរបស់គេច្បាស់ជាអន់ហើយ ប៉ុន្តែលោកគ្រូធំដឹងច្បាស់ដោយស្គាល់ថាវាជាបច្ចេកទេសកម្រិតខ្ពស់ពេលគាត់ឃើញវាភ្លាមត្រឹមតែប្រមាណវិនាទីការគ្រប់គ្រងជំនាញបានឡើងដល់ 100% ហើយភ្នែកគេចាប់ផ្ដើមភ្លឺឡើងធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងនោះគឺជាក្បាច់ពិសេសរបស់វ៉ាងធីនជូជាមួយនឹងស្នាមញញឹមកំឡោះយើងប្រកាសថាដល់ពេលសាក់លបងក្បាច់កម្រិត A ពិតប្រាកដហើយគេក៏វាយក្បាច់ទៅចេះពេញលេញនោះចូលទៅក្នុងម៉ាស៊ីនដ៏កំសត់នោះតែម្ដងហ្វុងមនុស្សកំពុងតែវិលមុខដោយស្រែកថាធម្មពលរបស់គេខ្លាំងជាងវ៉ាងធីនជូទៅទៀត ហើយបន្ទូបញ្ជាក់ច្បាស់ណាស់គឺ9013ដែលជាធម្មពលកម្រិត2ដំណាក់កាលខ្ពស់ គូក្បាច់ជំនួយការគៀងបាត់ទៅហើយប៉ុន្តែលោកគ្រូធំដឹងមុនបាត់ទៅហើយដោយហៅក្មេងនេះថាជាបិសាចពិតប្រាកដ វ៉ាងធីនជូចាប់ផ្ដើមរកហេតុផលភ្លាមដោយទាយថាស៊ូហុងច្បាស់ជាលក្ខធម្មពលជីវិតហើយទើបខ្លាំងបែបនេះ ប៉ុន្តែបន្ទុជីវិតពិតរបស់ស៊ូហុងក៏លោតលើអេក្រង់គឺត្រឹមតែ137 តួលេខនោះទាបខ្លាំងណាស់វាពិតជាមិនគួរឲ្យជឿសោះនឹងមិនស៊ីគ្នានឹងកម្លាំងដែលគេបញ្ចេញទោះតែសោះ គ្រប់គ្នាវិលមុខអស់ហើយសង្ស័យថាម៉ាស៊ីនបាត់លេខ01ហើយមើលទៅព្រោះលទ្ធផលនេះវាមិនសមហេតុផលសោះ មានតែលោកគ្រូធំទេដែលយល់ដោយសម្លឹងមើលស៊ូហុងក្នុងន័យថាខ្ញុំដឹងពីឯងបន្ទាប់មកគាត់ក៏បំបត្តិភាពវឹកវររួចប្រកាសពីវគ្គបន្ទាប់ដែលជាការប្រកួតប្រយុទ្ធជាក់ស្ដែងច្បាប់គឺសាមញ្ញទេចង់ប្រកួតជាមួយអ្នកណាក៏បានហើយអ្នកឈរជើងចុងក្រោយគេនឹងឈ្នះជំនាញកម្រិត A នេះ ភ្លាមនោះមានសម្លេងមួយហៅលោកគ្រូធំហើយនោះគឺកំឡោះសង្ហាលីនស៊ីងដែលបោះជំហានទៅមុខដើម្បីប្រកួតជាមួយស៊ូហុងផ្ទាល់តែម្ដង ផែនការគេគឺប្រើលបឿនគេពីការវាយប្រហាររបស់ស៊ូហុងដើម្បីឲ្យគេអស់កម្លាំងជីវិតដ៏គៀបនោះប៉ុន្តែលោកគ្រូធំបានបដិសេធកំណត់នេះភ្លាមធ្វើឲ្យលីស៊ីងភ្ញាក់ផ្អើលយ៉ាងខ្លាំងផ្ទុយទៅវិញគាត់ប្រាប់អ្នកចំណូលថ្មីកំពូលទាំង3នាក់ថាពួកគេអាចវាយប្រហារស៊ូហុងព្រមគ្នាតែម្ដងទៅ ប៉ុន្តែភាពអំនួតរបស់ពួកគេត្រូវប៉ះទង្គិចយ៉ាងខ្លាំងដោយត្អូញត្អែថាពួកគេអាចនឹងច្រឡំដៃសម្រាប់គេមិនខានចំណែកស៊ូហុងវិញគាត់ទទួលយកការប្រកួត3ទល់នឹង1យ៉ាងរំភើយដោយមិនញញើតសូម្បីតែបន្តិចរឿងនេះធ្វើឲ្យអ្នកទាំង3ខឹងយ៉ាងខ្លាំងព្រោះគិតថាគេអួតហួសហេតុពេកហើយពេលច្បាប់ត្រូវរៀបចំរួចរាល់លោកគ្រូធំក៏ផ្ដល់សញ្ញាឲ្យចាប់ផ្ដើមការប្រកួតតែម្ដងភ្លាមនោះពួកគេទាំង3នាក់ក៏វាយសម្រុកជួបមកព្រមគ្នាដោយស្ទុំមករកស៊ូហុងពីគ្រប់ទិសទីតែម្ដង លីនស៊ីងបានរៀបចំផែនការយ៉ាងល្អឥតខ្ចោះដើម្បីបោកបញ្ឆោតវាយឈ្មោះនិងយកឈ្នះដោយលបឿនដ៏លឿនគ្មានគូប្រៀបរបស់គេ ប៉ុន្តែនារីសក់ក្រហមស្រាប់តែស្រែកប្រាប់ឲ្យគេចេញព្រោះពេលនេះស៊ូហុងបានមកដល់ចិត្តបង្កើយទៅហើយដោយទម្លុះការការពាររបស់គេយ៉ាងងាយស្រួលបំផុត ហើយកម្លាំងរបស់យើងក៏និយាយលាយ៉ាងរំភើយព្រមទាំងបញ្ចេញកណ្ដាប់ដៃភ្លឺចាញ់ចាំងដែលឈប់ត្រឹម1អ៊ីងពីមុខរបស់លីនស៊ីងដែលនេះជាការអួតរៀងយ៉ាងចាស់ដៃតែម្ដងបន្ទាប់ពីបង្ហាញឲ្យឃើញច្បាស់ថានរណាជាអ្នកលឿនជាងគេពិតប្រាកដនោះស៊ូហុងក៏ស្ទុះចេញទៅបាត់ទុកឲ្យអ្នកទាំង3រៀបចំខ្លួនឡើងវិញដោយទទួលស្គាល់ថាល្បឿនរបស់គេពិតជាកម្រិតកំពូលមែនពេលនោះស៊ូហុងមានអារម្មណ៍ថាសម្ពាធខុសធម្មតាដោយដឹងខ្លួនថាគេកំពុងត្រូវវាប្រហារដោយធម្មពលចិត្តកំណត់ហើយ ហើយគេក៏ចាក់មុខសញ្ញាប្រភពដើមបានភ្លាមគឺម្ចាស់វិញ្ញាណនោះតែម្ដងយុទ្ធសាស្ត្រថ្មីរបស់គេគឺសាមញ្ញទេគឺត្រូវវាយអ្នកគ្រប់គ្រងឲ្យដួលមុនគេប៉ុន្តែនាងកាំងស្មារតីទាំងស្រុងពេលគេប្រើក្បាច់ជើងហងហារបស់លីនស៊ីងដើម្បីសម្រុកចូលដែលធ្វើឲ្យពីរអ្នកទៀតស្លន់ស្លោឆ្ងល់ថាហេតុអីគេអាចប្រើក្បាច់របស់ពួកគេបានវ៉ាងធីនឈួរសម្រាប់ចិត្តចូលស្កាត់គេខណៈដែលនារីម្នាក់នោះប្រើការគ្រប់គ្រងវិញ្ញាណដើម្បីចាប់គេឲ្យជាប់ពេលនេះគេក៏បញ្ចេញកណ្ដាប់ដៃភ្លើងឆ្អឹងដើម្បីប៉ះទង្គិចគ្នាដោយផ្ទាល់ប៉ុន្តែស៊ូហុងបែរជាតបតទៅវិញដោយប្រើក្បាច់កម្រិត A ដូចគ្នាទៅវិញពិតជាគួរឲ្យចម្លែកមែនមុនពេលប៉ះទង្គិចគ្នានារីនោះបានបញ្ចេញធម្មពលរបស់នាងដើម្បីបង្កក់ស៊ូហុងមិនឲ្យកម្រើកបានហើយកំឡោះយើងក៏ជាប់បន្ទាក់មែនដោយទទួលស្គាល់ថាការគ្រប់គ្រងវិញ្ញាណនេះរំខានជាងអ្វីដែលគេបានគិតទៅទៀតដោយឃើញឱកាសមាននេះលីនស៊ីងក៏ហោះចូលមកទាត់ចង់គួរដៅដែលមិនអាចកម្រើកបាននោះតែម្ដងចំណែកលោកគ្រូធំគិតថាវាស្ទើរតែមិនអាចទៅរួចទេក្នុងការបំបីការចាប់របស់ម្ចាស់វិញ្ញាណបើគ្មានធម្មពលដ៏មហាសាលនោះទេប៉ុន្តែស៊ូហុងបែរជាឈរញញឹមយ៉ាងរំភើយដែលនេះច្បាស់ជាសញ្ញាមិនល្អសម្រាប់អ្នកផ្សេងទៀតហើយជំនួសឲ្យការចាប់អន្ទាក់ស៊ូហុងបែរជាទម្លាយធម្មពលចិត្តគំនិតនោះដោយបញ្ចេញបន្ទុះធម្មពលយ៉ាងសាហាវដែលបំបីការចាប់នោះខ្ទេចខ្ទីតែម្ដងហើយម្ចាស់វិញ្ញាណក៏ទទួលរងការវាយបកយ៉ាងធ្ងន់ធ្ងររហូតក្អួតឈាមដោយសារការប្រឹងប្រែងនេះមុនពេលមានអ្នកព្រិចភ្នែក
កំឡោះយើងបានចាប់កជើងរបស់លីនស៊ីងជាប់ហើយសម្រាប់ចិត្តប្រែក្លាយអ្នកលឿនជាងគេក្នុងក្រុមឲ្យទៅជាដំបងឈឺទ្វីដ៏ធំពុនមនុស្ស ទស្សនិកជនពិតជាគិតមិនយល់សោះដោយហៅគេថាសត្វចម្លែកដែលអាចបំបែកសោវិញ្ញាណដោយប្រើតែកម្លាំងសុទ្ធបែបនេះ ដោយចាប់យ៉ាងតឹងគេចាប់ផ្ដើមវិវត្តដើម្បីត្រៀមវាយបន្តដោយមិនខ្វល់អ្វីទាំងអស់ដែលធ្វើឲ្យលីងស៊ីងស្រែកសុំជីវិតពេលកំពុងហោះហើរ ព្រោះស៊ូហុងកំពុងប្រើគេជាដំបងដើម្បីវាយវាងធានឈួរវាងធានឈួរបានត្រឹមតែជេរក្នុងចិត្តពេលឃើញមិត្តរួមក្រុមហោះមករកមុខខ្លួនឯងបែបនេះខណៈដែលស៊ូហុងសម្លឹងមើលដល់កែវភ្នែកភ្លឺចាញ់ចាំងដូចជាកំពុងពុកកញ្ជ្រោកខ្លាំងមែនទែន គេនឹងគិតអ្នកទាំងពីរចូលគ្នាយ៉ាងខ្លាំងដែលធ្វើឲ្យវាងធានឈួរខ្ទាតអូលអិតទាំងកំហឹងតែម្ដង ចំណែកលីងស៊ីងវិញត្រូវសន្លប់ឈឹងបាត់ទៅហើយលែងមានទៀតហើយលបឿនគ្មានគូប្រៀបនោះ ទស្សនិកជនទាំងមូលនៅស្ងៀមថ្មឹងហាថ្មិញធ្លាក់ដល់ដីដោយបានឃើញទស្សនភាពដ៏សាហាវយង់ឃ្នត់ដែលមិនអាចពិពណ៌នាបាននេះ មែនហើយម្នាក់សន្លប់បែបស្មារតីទាំងស្រុងចំណែកម្នាក់ទៀតកំពុងតែវិលមុខឃើញផ្កាយសពព្រាត ដូច្នេះស៊ូហុងក៏ទម្លាក់អាវុធសំណប់ថ្មីរបស់គេចោលយ៉ាងរំភើយព្រមទាំងដកដង្ហើមធំមើលទៅដូចជាការហាត់ប្រាណដ៏សមរម្យមួយតែគួរឲ្យធុញបន្តិច ដោយឃើញមិត្តរួមក្រុមទាំងពីរដួលសន្លប់ម្ចាស់វិញ្ញាណក៏លើកដៃចុះចាញ់យ៉ាងឆ្លាតវៃធ្វើឲ្យទស្សនិកជនទាំងមូលភ្ញាក់ផ្អើលដែលមនុស្សម្នាក់អាចកម្ចាត់កំពូលអ្នកទាំងបីបានយ៉ាងងាយ លោកគ្រូធំក៏ដើរចូលមកឲ្យសួរថាតើមានអ្នកណាផ្សេងចង់សាក់ទៀតទេតែទទួលបានតែភាពស្ងៀមស្ងាត់ប៉ុណ្ណោះ ព្រោះមែនហើយគ្មានអ្នកណាល្ងងចូលខ្លួនឲ្យគេវាយនៅមុខសាធារណជនបែបនេះទេ ដូច្នេះពេលទទួលបានចំណាត់ថ្នាក់លេខ1ហើយគាត់ក៏ប្រាប់អ្នកផ្សេងឲ្យប្រកួតដណ្ដើមកន្លែងដែលនៅសល់ខណៈអ្នកចាញ់ត្រូវដេកក្រាលឥតនៅទីនោះ បន្ទាប់មកគាត់ក៏អញ្ជើញស៊ូហុងផ្ទាល់ឲ្យមកទទួលយករង្វាន់ដែលជាក្បាច់គុណកម្រិត A ដ៏កំពូលមួយ កំឡោះរបស់យើងកំពុងតែរំភើបចិត្តដែលគិតរួចជាស្រេចថាតើត្រូវបន្ថែមក្បាច់ថ្មីមួយណាចូលទៅក្នុងក្បាច់គុណរបស់គេ តាមផ្លូវលោកគ្រូធំសារភាពថាគាត់បានលួចមើលស៊ូហុងកន្លងមកហើយសួរថាហេតុអីបានជាគេត្រូវលាក់បាំងកម្លាំងពិតបែបនេះ ហើយស៊ូហុងក៏បញ្យល់ថាការធ្វើជាអ្នកខ្លាំងដែលគ្មាននរណាស្គាល់គ្រាន់តែធ្វើឲ្យយើងខ្លាចជាគោលដៅវាយប្រហារដ៏ងាយស្រួលប៉ុណ្ណោះ សម្ដីនេះធ្វើឲ្យបរិសុទ្ធចំណាស់សោកយ៉ាងខ្លាំងហើយសារភាពថាគាត់រៀបចំការប្រកួតនេះឡើងដើម្បីជួយលើកមុខមាត់ដល់ស៊ូហុងតែប៉ុណ្ណោះ គាត់ថែមទាំងផ្ដល់ការការពារផ្ទាល់ខ្លួនដោយប្រាប់ក្មេងនេះថាគេមិនចាំបាច់លាក់កម្លាំងទៀតនោះទេ ពួកគេមកដល់សាលាក្បាច់គុណដែលជាកន្លែងលោកគ្រូធំហើយរកបញ្ជីក្បាច់គុណពេញលេញទាំងអស់ភ្លាមៗហើយគាត់ក៏ប្រាប់ស៊ូហុងឲ្យជ្រើសរើសតាមចិត្តប៉ុន្តែកំឡោះយើងពិតជាឆ្លាតដោយសុំឲ្យគាត់ជួយផ្ដល់ការណែនាំជំនួសវិញ ពេលសួរថាគេចេះក្បាច់អ្វីខ្លះហើយស៊ូហុងក៏រៀបរាប់ពីក្បាច់កម្រិត A ដែលគេទើបតែលួចបានពេលកំពុងប្រកួតអំបញ្ញមិញធ្វើឲ្យលោកគ្រូធំកាំងព្រោះដឹងថាគេមិនមែនគ្រាន់តែរៀនវានោះទេ គេលួចចម្លងវាពេលឃើញភ្លាមៗតែម្ដង ហើយក្នុងចិត្តរបស់បុរសចំណាស់កំពុងតែស្រែកថាក្មេងម្នាក់នេះពិតជាសត្វចម្លែកលំដាប់កំពូលមែន